គ្នាយើងសត្វសម័យមើលបើសិនជាសក់បិសាចចុះមកអុកឡុកលើភពផែនដីហើយពួកវាក៏ដេញសម្លាប់មនុស្សដើម្បីនឹងផ្ដាច់ពូជចោលប៉ុន្តែពេលមួយមនុស្សលោកយើងបែរជាច្រឡំស៊ីសាច់សត្វបិសាចទាំងអស់ហ្នឹងពេលនោះក៏បានធ្វើឲ្យសែនមនុស្សវិវត្តទៅជាសែនសត្វបិសាចទាំងអស់ហ្នឹងដែរហើយពួកគេស៊ីសាច់បិសាចកាន់តែច្រើននឹងធ្វើឲ្យសមត្ថភាពពួកគេខ្លាំងក្លាកាន់តែខ្លាំងនិងចំពោះហេតុការណ៍ទាំងអស់នេះក៏បានកើតឡើងក្នុងរឿងមួយនេះឯងប៉ុន្តែមុនចោលទៅដល់ខ្សែរឿងហើយយើងកុំភ្លេចជួយចុច like ហើយនិង comment លេខអ្នកមួយផងទៅដើម្បីជាកម្លាំងចិត្តដល់ admin ព្រោះឲ្យថាបើសិនជា comment ច្រើនវីដេអូក៏នឹងមានឱកាសផ្ទុះកាន់តែខ្លាំងអ្នកមើលកាន់តែច្រើន admin ក៏កាន់តែមានកម្លាំងចិត្តសម្រាប់កាន់តែច្រើនភាពដូចគ្នាអញ្ចឹងកុំឲ្យខាតពេលយូរតោះទៅទស្សនារឿងថ្មីយើងទាំងអស់គ្នាដែលផ្ដើមដំបូងនៃខ្សែរឿងគេបានរៀបរាប់រយៈពេល100ឆ្នាំមុនមនុស្សលោកយើងគេអាចសោះចំណេញក្នុងបច្ចេកវិទ្យានៃការប្រើប្រាស់យានអវកាសបានយកយានអវកាសធ្វើជាផ្នែកមួយនៃផ្លូវគមនាគមន៍ប៉ុន្តែរឿងដែលគួរឲ្យបារម្ភនោះគឺមានសត្វចម្លែកក្រៅភពក៏បានមកតាមឲ្យអុកឡុកនៅលើផែនដីបើទោះបីជាមនុស្សប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីនឹងកម្ចាស់ទៅលើពួកវាប៉ុន្តែมันបានផលឡើយជាពិសេសលំហអវកាសដែលបានប្រេះគឺมันបានបិទឡើយហើយបាននាំយកបិសាចក្រៅភពមកកាន់តែច្រើនមនុស្សខ្លាចទៅជាអាហាររបស់សត្វចម្លែកទាំងអស់នោះប៉ុន្តែក្នុងភាពវឹកវរនឹងដែរមនុស្សក៏បានរឹងមាំដោយសារតែពួកគេបានស៊ីសាច់សត្វបិសាចទាំងអស់នោះក៏បានធ្វើរាងកាយរបស់មនុស្សគឺមានការផ្លាស់ប្ដូរហើយចាប់តាំងពីពេលនេះទៅមនុស្សគឺជាអ្នកបោះបាញ់សត្វបិសាចទាំងអស់នឹងដើម្បីយកព្រលឹងសត្វដើម្បីរួមបញ្ចូលជាមួយនឹងរាងកាយពួកគេជាពិសេសមនុស្សមានឱកាសខ្លាចជាព្រះទៀតផងនៅក្នុងពិភពលោកថ្មីនឹងដែរគេហៅថាទីសការៈរបស់ព្រះដោយសាររឿងក៏បានលេចទៅដល់បច្ចុប្បន្នវិញនៅក្នុងជំរកគួយជាក្នុងចំណោមជំរកផ្សេងទៀតនៃទីសការៈរបស់ព្រះយើងក៏បានឃើញជាមួយតួឲ្យប្រាស់របស់យើងដែលគាត់មានឈ្មោះថា Hansen ដែលគឺជាអ្នកចំណូលថ្មីទៅចូលធ្វើជាអ្នកអនាម័យក្នុងជំរកគួយជានឹងប៉ុន្តែក៏មិនចូលជាទីសការៈរបស់ព្រះទេដោយសារតែវាគឺពោពេញទៅដោយវិបត្តិដោយនៅពេលហ្នឹងក៏បានដើរកាសជាមួយនឹងមនុស្សម្នាក់ដែលពាក់ឈុតចម្បាំងធ្វើចេញមកពីព្រលឹងសត្វដែលតាមពិតទៅនឹងមិនតាន់ដល់ហៅថាឈុតចម្បាំងទេដោយសារតែវាគឺមានតែអាវក្រោះទៅ Hansen គាត់បានគិតថាមើលទៅគឺពិតជាអស្ចារ្យអញ្ចឹងគាត់ក៏ចង់មានវាមួយដែរដែលសក់ក៏ស្រាប់តែញាក់ភ្នែកខាងឆ្វេងអញ្ចឹងហើយគាត់ក៏បានគិតថាប្រហែលជាបន្តិចទៀតមើលរឿងអាក្រក់នឹងបានកើតឡើងហើយនឹងគណៈពេលនឹងដែរគាត់ក៏បានឃើញជាមួយនឹងសត្វកញ្ច្រងបិសាចមួយយ៉ាងធំតែម្ដងឡើងឆ្ងល់ហើយហេតុអ្វីបានជាភ្នែកខាងឆ្វេងរបស់គាត់គឺតែងតែញាក់អញ្ចឹងប៉ុន្តែគាត់ឆ្ងល់ផងដែរហេតុអ្វីបានជាវាចូលមកក្នុងទីក្រុងនេះបានទាំងទីក្រុងនេះគឺពិតជាមានការយាមកាមតឹងរ៉ឹងប៉ុន្តែកន្លែងខ្វល់ដែរបន្ទាប់ពីគាត់បានសម្លាប់វាហើយនឹងស៊ីសាច់វាដល់កូនកបាត់របស់គាត់ជិះមកចាក់ទៅលើកូដកញ្ច្រងសនឹងក៏ស្រះទៅវាគឺបានប្រែកាយទៅជាមនុស្សហើយតាមពិតទៅចាក់ចំខ្នងទេបែបនេះហើយចាយនឹងក៏បានស្រែកពេញក្តីឈឺចាប់ទៅនៅពេលនឹង Hansen ក៏បានដឹងផងដែរថានេះគឺជាមនុស្សចាយនឹងក៏បានងាកមកហើយបានសួរថានរណាគេគឺជាអ្នកធ្វើក៏បានលន់មកថាអ៊ីចាយគឺជាឈិនសៀនដែរក្មេងនោះគឺហ៊ានយកកំបាត់ចាក់នាងមើលទៅចុះវាសនារបស់គេគឺឡាយល្អហើយចំណែកចាយឈិនសៀននេះវិញមើលទៅកាន់មុខរបស់នាងទៅនៅពេលនេះគឺពិតជាខឹងមែនទែនបញ្ជាមនុស្សនៅចិត្តនឹងគឺហូមព័ទ្ធទៅលើក្មេងនេះត្រង់នឹងយើងអាចដឹងផងដែរថាចាយគឺជាមនុស្សពិសេសនៅជំរកគួយជាមួយនេះហើយតែអញ្ចឹងហើយនឹងពូសាច់ដុំ 4-5 នាក់គឺបានហូមព័ទ្ធទៅលើ Hansen អាពងអញ្ចឹងអ្នកបូលូថែមទៀតហើយពូសាច់ដុំម្នាក់ក៏បានតតឲ្យ Hansen លើជង្គង់ចំពោះមុខឈិនសៀនចាយឈិនសៀននឹងក៏បាននិយាយទៅកាន់ Hansen តែកំណាចថាចាប់តាំងពីពេលនេះតទៅឯងគឺជាសត្រូវរបស់ខ្ញុំបើសិនជាមាននរណាគេម្នាក់ហ៊ានជួយឯងប្រកាសណាថាស្បៃអាគ្នាពងភ័យហើយនឹងពូសាច់ដុំទាំងអស់នឹងក៏បាននិយាយទៅកាន់ Hansen ទៀតថាមើលទៅជីវិតរបស់ឯងគឺឡើងកងហើយហ៊ានប៉ះពាល់ទៅដល់ឈិនសៀនមើលទៅឯងឡើងចង់រស់ទៀតទេបែបនេះហើយយើងមើលទៅកាន់ Hansen ទៅគឺពិតជាភ័យមែនតែហៀទឹកភ្នែកហ៊ីអីមកលាក់ពេញហ្នឹងណាមួយភ័យផងណាមួយទៅក៏ត្រូវធ្វើការរកលុយផងពួកក្បាលរបស់ Hansen នៅពេលនេះគឺពិតជាគិតបាច់វល់ពេញហ្នឹងហើយប៉ុន្តែសារយើងក៏បានកាសទៅដល់ដឹងប្រហែលថ្ងៃឯទេយើងបានឃើញជាមួយនឹង Hansen ក៏បានមកភ្នំមួយនៅក្បែរចម្រោះគួយជាក៏នៅតែគិតអំពីរឿងដែលថាឈិនសៀនកំពុងតែដាក់សម្ពាធមកលើគាត់នឹងអញ្ចឹងហើយក៏បានកាប់ខ្វាយទៅលើបិសាចម្នាក់នឹងប្រហែលក៏បាត់ឯទេហើយនឹងក៏ជាបិសាចខ្មុំខ្មៅបន្ទាប់ពីសម្លាប់វាហើយក៏បានស៊ីសាច់វាក៏ដូចជាស្រូបយកព្រលឹងវាអីចឹងទៅហើយក៏បានធ្វើសែនរបស់គាត់បោកឡើងដល់បន្ទុកបន្តស៊ីសាច់ទៅលើខ្មុំខ្មៅ Hansen ក៏បានគិតផងដែរថាគាត់បានសម្លាប់បជាវខ្មៅជាង30ក្បាលហើយស៊ីវាជាប់គ្នាប៉ុន្តែឆ្ងល់ណាស់ហេតុអ្វីបានជាសែនរបស់គាត់មិនមានការផ្លាស់ប្ដូរអញ្ចឹងដើម្បីកុំឲ្យឆ្ងល់យើងដឹងអំពីសែនបន្តិចទៅដែលសែនត្រូវបានបែងចែកជា4ដូចជាសែនទូទៅសែនដើមសែនផ្លាស់ប្ដូរហើយនិងសែនឈាមដតេវភាពដោយឡែកសែនរបស់ Hansen យើងបានឃើញហើយឥឡូវ79ប៉ុន្តែខំស្រោហើយឥឡូវគេនឹងក៏ជាសែនទូទៅឬក៏សែនធម្មតាអីចឹងទៅណាចំពោះក្នុងករណីវិវត្តសែនក៏បានធ្វើសមត្ថភាពកើនឡើងទៅតាមនឹងដែរស៊ីនយូគាត់ក៏បាននិយាយបន្តទៅថាមិនដឹងទៅពេលណាទេគាត់អាចវិវត្តសែនគាត់បានហើយមើលទៅសត្វបិសាចកម្រិតទាបគឺមិនអាចផ្លាស់ប្ដូររាងកាយគាត់បានឡើយគាត់មកលើភ្នំមួយនេះរយៈពេល1ខែប៉ុន្តែមិនបានវិវត្តសមត្ថភាពបន្តិចណាសោះប៉ុន្តែក៏បានគិតទៅដល់ពេលមុនដែលគាត់បានបោះបាញ់សត្វចម្លែកដែលខ្លាំងសត្វបិសាចគឺបានដេញខាំរហូតធ្វើឲ្យគាត់ដេកលើក្រែកន្លះខែតម្រាំនឹងជាវិញនឹងប៉ុន្តែបានគិតថាបើសិនជាគាត់មិនខ្លាំងនោះទេច្បាស់ណាស់ថាឈៀនសៀនក៏នៅតែបន្តជិះជាន់ទៅលើគាត់ដដែលហើយក៏ចឹងបានកំដៅទៅធ្វើមិនខ្លាំងដែរក៏ស្រាប់តែពេលនឹងគាត់បានលឺសូរសំឡេងវៃម្យ៉ាងធ្លាក់មកខ្ពាកហើយក៏មានពន្លឺពណ៌មាសចែងចាំងចេញពីនឹងមិនត្រឹមតែប៉ុណ្ណឹងនោះទេពន្លឺពណ៌មាសនឹងក៏បានសម្ដៅមកកាន់គាត់យើងក៏បានដឹងអំពីប្រភពបងដែរអានឹងដូចជាកញ្ចៃមាស Hansen ក៏មានអារម្មណ៍ថាសារនេះកំពុងតែសម្លឹងមកលើគាត់ហើយក៏បានសម្ដៅមកកាន់គាត់ផងដែរដូច្នេះហើយ Hansen ក៏បានគេចេញពីទីនឹងបន្តិចហើយបានយកកបាត់ចាក់សម្លាប់ទៅលើវាបានយ៉ាងជោគជ័យបន្ទាប់មកក៏មានការវិភាគផងដែរដែលថាសត្វនេះគឺជាសត្វឈាមដតេវភាពដើម្បីទទួលបានព្រលឹងសត្វឈាមដតេវភាពមួយនេះក៏ត្រូវតែស៊ីសាច់វាហើយនឹងបោកសែនដតេវភាព10បន្ទុក Hansen បន្ទាប់ពីលើអញ្ចឹងហើយ
ហើយនឹងគឺពិតជាមានការផាត់ភ័យតែម្ដងលន់មកថាប្រែថានេះគឺជាសត្វដែលជាប់ពាក់ព័ន្ធជាមួយលិខិតព្រះបើតាមអ្វីដែលគាត់បានដឹងសត្វចម្លែកក៏ដូចជាសត្វបិសាចត្រូវបានបែងចែកជា4ដែលវាក៏មិនខុសពីសែនប្រមាណដែរដែលមានដូចជាសត្វធម្មតាសត្វដើមសត្វផ្លាស់ប្ដូរហើយនិងសត្វឈាមដតេវភាពចំណែកសត្វឈាមដតេវភាពនេះដែរគឺពិតជាកម្រហើយនឹងពិបាកទទួលបាននៅក្នុងមន្ទីរគួយជាទាំងមូលកម្រនឹងមានមនុស្សដែលមានព្រលឹងសត្វឈាមដតេវភាពនេះណាឥឡូវនេះហានសិនគាត់បានគិតថាគាត់គឺពិតជាសំណាងក៏ស្រាប់តែពេលនឹងគេបានលើកចេញទៅត្បូងអ្វីម្យ៉ាងចេញពីសត្វឈាមដតេវភាពនឹងដែរយកវាកាន់នៅដៃមើលមកស្ទុះធំប៉ុន្តែដឹងតែថានឹងគឺជាអ្វីប៉ុន្តែគាត់បានប៉ាន់ស្មានថាប្រហែលជានៅលើខ្លួនរបស់សត្វឈាមដតេវភាពតែតែមានរបស់កម្រមួយចំនួននេះអញ្ចឹងចាំពេលគាត់ត្រឡប់ទៅផ្ទះវិញចាំយកវាទៅស្រាវជ្រាវដោយឡែកបន្តពីគាត់បានសម្លាប់ទៅលើសត្វឈាមដតេវភាពនឹងហើយក៏បានធ្វើឲ្យសត្វឈាមដតេវភាពរបស់គាត់កើតឡើងចំនួន7បន្ទុកនិងត្បូងគាត់បានកាន់នៅបាញ់មិញគឺជាគ្រីស្តាល់ដ៏អាចកំបាំងបន្តមកហានសិនគាត់នឹងស្រូបយកព្រលឹងសត្វកញ្ចាយមេហឹងដើម្បីបានឈុតអាវក្រោះបិសាចចឹងទៅដំណើរនៃការស៊ីសាច់ស្រូបចូលមើលទៅគឺពិតជាមិនធម្មតានោះទេកញ្ចាយមេក៏បានពង្រីកខ្លួនកាន់តែធំប្រែក្លាយទៅជាទឹករំអិលមេយ៉ាងច្រើនទំហំប៉លរាងកាយហានសិនហើយបានបង្កើតនូវឈុតចម្បាំងដ៏អស្ចារ្យមួយហានសិនគាត់មានអារម្មណ៍ថាឈុតចម្បាំងមួយនេះវាគឺពិតជាខ្លាំងក្លានិងគាត់ក៏ធ្លាប់បានឃើញជាមួយនឹងមនុស្សដែលបានពាក់នូវឈុតចម្បាំងឈាមសត្វដតេវភាពនិងការពីមុនផងដែរនៅពេលនោះគាត់បានប្រៀបធៀបខ្លួនឯងជាមួយនឹងពួកគេថាគាត់គឺពិតជាអន់ប៉ុន្តែមិនរំពឹងទឹកនោះទេថាគាត់មានថ្ងៃនេះដែរជាថ្ងៃដែលគាត់មានឈុតចម្បាំងព្រលឹងសត្វកម្រិតឈាមដតេវភាពអញ្ចឹងបើសិនជាមានតែឲ្យគូនឹងទៅសារលបងសមត្ថភាពវាជាមុនសិនហានសិនក៏បានបញ្ចេញនៅធម្មពលចេញមកយ៉ាងខ្លាំងក្លាតែម្ដងដើរទៅលើផ្ទាំងថ្មមួយនេះបណ្ដាផ្ទាំងថ្មបាយទៅជាបំណែកបន្ទាប់មកក៏បានឈរយ៉ាងសង្ហាហើយបានសរសើរទៅកាន់ខ្លួនឯងថាគឺពិតជាអស្ចារ្យមែនទែនខ្ញុំឥឡូវនឹងគឺពិតជាលយក៏ចិត្តដល់ពេលដើម្បីនឹងសងសឹកទៅលើជេនោះគ្រាន់តែរងចាំខ្ញុំទៅឈិនសៀននិងបន្ទាប់ពីនឹងទៅហានសិនក៏បានទៅដល់ផ្ទះគាត់វិញយកអាសាសពអាសាទនឹងទៅនៅសល់ទៅរំងាស់ធ្វើស៊ុបហូបដើម្បីកុំឲ្យខាតកំឡុងពេលរងចាំនឹងដែរហានសិនគាត់បានដកយកនៅត្បូងដែលគឺជាគ្រីស្តាល់អាកបាំងនឹងចេញមកដើម្បីនឹងមើលទៀតហើយហានសិនកាន់តែមើលកាន់តែឆ្ងល់តើវាគឺជាអ្វីហើយវាមើលទៅគឺកាន់តែចម្លែកទៅហើយគាត់ថាបើសិនជាគាត់លេបវាចូលទៅនឹងមានបញ្ហាអីអត់នោះហើយក៏គណៈពេលនឹងដែរក៏ស្រាប់តែអាសាទមួយក្នុងត្រង់ដែលគឺអាសាទប្រគួយបន្តិចក៏បានលៀនដាតវាយ៉ាងវិញឆក់យកទៅបាត់បានលេបគ្រីស្តាល់ចូលក្នុងពោះបាត់ហើយតែអញ្ចឹងហ្នឹងក៏បានធ្វើឲ្យហានសិនគឺពិតជាមួម៉ៅប្រាប់អាសាទចម្លែកឆាប់ខ្ជាក់វាចេញមកប៉ុន្តែភ្លាមនោះសាទចម្លែកទាំងហាក់បីដូចជាបានបំភេនៅធម្មពលមេតបង្គួយនឹងក៏បានប្រែទៅជាធំទៅបំបាយនៅត្រង់ដៃបាយខ្ទេចមើលទៅមេតវានៅពេលនេះគឺពិតជាធំតែម្ដងបន្ទាប់ពីបានលេបនៅត្បូងគ្រីស្តាល់អាកបាំងនឹងសាទនឹងវាក៏បានហោះទៅខំហានសិនប៉ុន្តែហានសិនក៏ប្រតិកម្មតាន់យកកូនកបាត់ចាក់ទៅលើកបិសាចសម្លាប់ចោលប៉ុន្តែក៏ដូចជារៀងចោលបានជាកេះផងដែរបន្ទាប់មកក៏រិសាតែគាត់បានសម្លាប់សាទកម្រិតបបកាលក៏បានធ្វើឲ្យសែនដើមរបស់គាត់ក៏បានកើនឡើងដល់បន្ទូទៀតហើយតែអញ្ចឹងហានសិនក៏បានដឹងផងដែរទៅសាទនេះដើមឡើយគឺមិនមែនជាសាទបបកាលឡើយហើយសាទបបកាលគឺជាសាទឈាមដតេវភាពនឹងឯងប៉ុន្តែបន្ទាប់ពីវាបានលេបគ្រីស្តាល់នេះហើយក៏បានធ្វើឲ្យវាបានកើនឡើងទៅដល់កម្រិតសាទឈាមដតេវភាពប៉ុន្តែក៏មិនទាន់ច្បាស់ 100% ដែរហើយបានយកកបាត់ទៅវះពោះអាសាទនឹងមើលក៏បានឃើញជាមួយនឹងគ្រីស្តាល់បាញ់មិញបានរក្សាតម្រងរូបរាងវានៅដដែលបន្ទាប់ពីគិតយល់ហើយមើលទៅកាន់ហានសិននៅពេលនេះទៅគឺពិតជាសប្បាយចិត្តតែម្ដងអាហ្នឹងគេហៅថាសំណាងចង់លើសំណាងស្រឿងបន្តទៀតយើងក៏បានការទៅដល់ផ្ទះរបស់ហានសិនវិញម្ដងយើងក៏បានឃើញជាមួយម្ដាយរបស់គាត់ដែលមានឈ្មោះថាឡោស៊ូឡានជាមួយនឹងពូមិញគាត់ពីរនាក់នឹងកំពុងទៅដាក់សម្ពាធទៅលើម្ដាយហានសិនអ្នកមិញនេះគឺជាប្រពន្ធពូហានសិនដែលមានឈ្មោះថាហានឡៃច្បាស់ណាស់ថាពួកគាត់មកទីនេះគឺដើម្បីនឹងដាក់កំហុសទៅលើម្ដាយរបស់ហានសិននឹងឯងដោយបន្តពីឪពុករបស់ហានសិនត្រូវបានចែកឋានទៅពូទី2ពូទី3ក៏បានគ្រប់គ្រងទៅលើក្រុមហ៊ុនជំនួសជាពិសេសជានឹងទៅទៀតសំបីទៅផ្ទះចាស់ដែលគឺជាកេរមរតកដែលជាតាដែលត្រូវជាឪពុករបស់ពួកគាត់បានទុកឲ្យនឹងក៏ពូទី2ពូទី3មកទៀមទាយកដែរហើយពួកគាត់បានអះអាងថាដោយសារតែពួកគាត់គឺជាកូនចៅអញ្ចឹងហើយប្រកាសថាមរតកនេះក៏ប្រកាសជាមានចំណែកលោកពូហានឡៃគាត់បាននិយាយថាអ្នកទាំងពីរទាំង3អ្នកកូនក៏បានរស់នៅនឹងអស់រយៈពេល20ឆ្នាំហើយតើចង់ស៊ីដាច់ផ្ទះនឹងមែនប្រពន្ធពូហានឡៃក៏បាននិយាយបន្តថាផ្ទះចាស់នេះបើសិនជាលក់យ៉ាងហោចណាស់ក៏បាន3លានដែរប៉ុន្តែបើសិនជាមិនចង់លក់នោះឲ្យពួកយើងម្នាក់1លានមកនាងក៏នឹងអាចរស់នៅទីនេះបានបន្តទៀតជាមួយនឹងកូនប៉ុន្តែម៉ាក់របស់ហានសិនក៏បានតទៅវិញទៅថាទាំងអស់គ្នាក៏បានដឹងអំពីស្ថានភាពគ្រួសារខ្ញុំនៅពេលបច្ចុប្បន្នហ្នឹងឯងលុយរហូតដល់តែ2លានតែខ្ញុំទៅរកមកពីណាបានប៉ុន្តែបើសិនជាខ្ញុំលក់ផ្ទះតែក្មេងៗទៅនៅនោះណាប៉ុន្តែហានឡៃក៏អត់ខ្វល់នោះតែសំខាន់បានលុយដោយសារតែគាត់ត្រូវយកកូនប្រុសរបស់គាត់ដែលមានឈ្មោះថាហានហៅទៅរៀននៅក្នុងសាលាឯកជនមួយដូច្នេះក៏ត្រូវការលុយដើម្បីយកទៅបង់ថ្លៃការសិក្សារបស់គាត់មិនថាទោះបីជានាងព្រមឬមិនព្រមនោះទេទុករយៈពេលឲ្យមួយខែបើសិនជាមិនឲ្យលុយទេលក់ផ្ទះឬបើមិនចឹងទេទៅជួបគ្នាលើតុលាការបន្ទាប់ពីពូអស់នឹងបានចាក់ចេញទៅវិញយើងក៏បានឃើញជាមួយនឹងហានសិនក៏បានមកដល់ទីនឹងផងដែរគាត់ក៏បានដឹងអំពីរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងបាញ់មិញចំពោះម្ដាយគាត់ដោយសារតែម្ដាយគាត់បានប្រាប់បន្ទាប់ពីដឹងចឹងហើយនឹងហានសិនក៏ពិតជាមានកំហឹងមកទៀមម្ដងរាប់លានដុល្លារគិតថាណាមិនលុយឲ្យពួកនឹងបើសិនជាប៉ារបស់គាត់មិនបានជួយការពីពេលមុននោះទេក៏មិនមានដល់ចំណុចនឹងដែរក៏បានរំលឹកអំពីពុករបស់គាត់ដែលបានបាត់បង់ជីវិតក៏ដោយសារតែដោះស្រាយបញ្ហាសិង្ហយូគ្រប់ដែលគឺជាក្រុមហ៊ុនមួយប៉ុន្តែបន្ទាប់ពីគាត់បានដោះស្រាយរួចហើយក៏បាត់បង់ជីវិតទៅចឹងហើយទៅបានជាអ្វីៗទាំងអស់លាក់លើដៃពូទី2ពូទី3ម៉ាក់របស់ហានសិននៅពេលនឹងគាត់ក៏ពិតជាមានការព្រួយបារម្ភមែនតែប៉ុន្តែហានសិនបានប្រាប់ទៅកាន់គាត់ថាកុំឲ្យមានការព្រួយបារម្ភអីបើសិនជារឿងឈានដល់ចំណុចនេះសូ
សុំកូននឹងជួលមេធាវីមួយដើម្បីនៅដោះស្រាយរឿងផ្ទះហើយនឹងឲ្យប្អូនស្រីសៀវយារស់នៅដោយសុខសប្បាយម៉ាក់របស់គាត់បានលើអញ្ចឹងហើយនឹងហាក់បីដូចជារៀងធូរចិត្តបន្តិចហើយនៅពេលនេះក៏ដោយសារតែគាត់មានការងារធ្វើបន្តអញ្ចឹងហើយគាត់ក៏បានលាម៉ាក់គាត់ចាក់ចេញនៅតាមផ្លូវនឹងក៏បានគិតផងដែរអំពីអ្នកដែលបានធ្វើបាបម៉ាក់គាត់ដើម្បីមិញសន្យាថាថ្ងៃណាមួយនឹងសងសឹកទៅលើពួកគេវិញតាមផ្លូវធ្វើដំណើរនៅទីប្រជុំជនមួយគឺមានសម្លេងប្រកាសអំពីសមិទ្ធផលផ្សេងៗដែលមនុស្សមានថ្វាយដៃមកពីទីសក្ការៈនីមួយៗបានប្រមូលផលបានចំណែក Hansen ក៏នៅតែកើតដដែលបើសិនជាគាត់មានគ្រីស្តាល់អាកបាំងនៅប្រកាសដែរថាគាត់ក៏នឹងអាចឈានដល់ចំណុចនោះប៉ុន្តែកំឡុងពេលនេះទោះបីជាគាត់មានសារឈាមទទេវភាពយ៉ាងណាក៏ដោយបើចង់ឈានដល់ level 100ក្នុងរយៈពេលខ្លី level ជាមួយនឹងបន្ទុកតាមពិតទៅគឺតែមួយទេគ្រាន់តែថាពេលខ្លះមានហៅបន្ទុកហើយ level ហើយកម្រិតអីហ្នឹងហើយចឹងគឺទៅលំបាកដដែលប៉ុន្តែនៅពេលនេះគាត់បានគិតអំពីបញ្ហាចម្បងថាគាត់ត្រូវការលុយជាបន្ទាន់ក្នុងរយៈពេល1ខែយ៉ាងហោចណាស់រកបាន$2 លានសារឬបន្តទេក៏បានកាត់ទៅដល់ជ្រលងឡហ្វឹងយើងក៏បានឃើញជាមួយនឹង Hansen បំពាក់ទៅដោយឈុតចម្បាំងបិសាចគួយលបនៅគៀនប្រៃមួយ Hansen មកទីនេះគឺដើម្បីនឹងប្រមាញ់សត្វមួយចំនួនវាយដូរទៅជាលុយយកសងបំណុលគេនៅពេលហ្នឹងក៏បានប្រទះជាមួយនឹងសត្វកណ្ដូបដោយសារកណ្ដូបនឹងដៃគឺប្រើប្រាស់ដៃធ្វើជាអាវុធមុតដូចជាកំបិតអញ្ចឹងហើយវាក៏ពិតជាមានល្បឿនលឿនបានដឹងពីសមត្ថភាពវាហើយដើមឡើយ Hansen ហាក់បីដូចជារៀងផិតភ័យចំពោះវាបន្តិចដែរប៉ុន្តែក៏នៅតែសម្រុកចូលទៅប៉ុន្តែកណ្ដូបមួយហ្នឹងគឺពិតជាលឿនបានកាត់ចំហាយថាមពលទៅកាន់គាត់បានគេផុតដកក្រោយបន្តិចគិតអំពីសមត្ថភាពវាបន្តមកក៏បានសម្រុកចូលទៅទៀតនឹងបានកាត់ទៅលើកណ្ដូបមួយក្បាលហ្នឹងវាបាត់បង់ជីវិតភ្លាមសម្រាប់មួយក្បាលហ្នឹងហើយក៏មកថែម 4-5 ក្បាលទៀតនៅក្នុងពេលនឹង Hansen ឈរវាកាប់លេងប៉ុន្តែមិនថាទោះបីជាយ៉ាងណានោះទេកណ្ដូបទាំងអស់ហ្នឹងគឺមិនអាចកាប់ Hansen នៅរស់របួសបានឡើយក៏ដោយសារតែគាត់មានឈុតចម្បាំងបិសាចគាត់នឹងគឺពិតជារឹងមាំហើយនឹងតានមែនទែនបន្ទាប់ពីបានឈរវាកាប់អស់ចិត្តហើយក៏ដល់វេនគាត់វិញម្ដងដើម្បីនឹងសម្លាប់ទៅលើបិសាចទាំងអស់នេះឃើញថាត្រឹមតែមួយពព្រិចភ្នែកសោះ Hansen ក៏អាចសម្លាប់វាបានទាំងអស់ហើយនឹងក៏ជាសត្វកម្រិតផ្លាស់ប្ដូរដែលយើងមើលជាទៅបិសាចកណ្ដូបនឹងកាន់តែសម្លាប់គឺកាន់តែមកច្រើនទៅដែលលើកនេះមានប្រមាណជា50ក្បាលជាងអីហ្នឹងប៉ុន្តែក៏មិនមែនជាបញ្ហាអ្វីសម្រាប់ Hansen ដែរគាត់ក៏នៅតែសម្រុកចូលទៅពោពេញទៅដោយចំហាយថាមពលរន្ទះសារឬបន្តទៀតក៏បានកាត់ទៅដល់កន្លែងមួយទៀតដែលតាមពិតទៅគឺជាកន្លែងដែលតែយើងក៏បានឃើញជាមួយនឹងមនុស្សម្នាក់ទៀតគឺបានមកដល់ទីហ្នឹងដើម្បីនឹងតាមប្រមាញ់សត្វកណ្ដូបប៉ុន្តែគេដើរមួយថ្ងៃអត់បានឃើញសត្វកណ្ដូបមួយក្បាលសោះហើយមូលហេតុដែលគេមកទីនេះគឺដើម្បីនឹងតាមប្រមាញ់សត្វកណ្ដូបគឺដើម្បីនឹងយកចិត្តឈានសៀនដោយសារឈានសៀនចង់ហូបសត្វកណ្ដូបហ្នឹងគ្រាន់តែគិតនឹងក៏ដឹងថាសប្បាយចិត្តផងដែរបន្ទាប់មកក៏បានដើរទៅមុខទៀតប៉ុន្តែនៅតែមិនទាន់បានឃើញសត្វកណ្ដូបមួយក្បាលសោះហើយបានចាប់អារម្មណ៍ទៅលើដានឈាមដែលហាក់បីដូចជាពេលថ្មីនេះមានការប្រយុទ្ធយ៉ាងខ្លាំងក្លាមួយរបស់នរណាគេម្នាក់ដែលបានសម្លាប់ទៅលើសត្វកណ្ដូបទាំងអស់នោះក៏លើកទៅមុខទៀតក៏ស្រាប់តែបានឃើញថាមានសាកសពកណ្ដូបយ៉ាងច្រើនគឺបានគោដូចជាភ្នំអញ្ចឹងនឹងបានឃើញជាមួយនឹងបរិសសង្ហាឈួរនៅហ្នឹងហើយនឹងក៏ជា Hansen នឹងឯប៉ុន្តែគេអត់បានដឹងទេថានឹងគឺជានរណាបន្ទាប់ពីបានឃើញអញ្ចឹងហើយនៅម្នាក់នឹងគឺពិតជាមានការព្យាបាលតែម្ដងម្នាក់ឯងប៉ុណ្ណោះប៉ុន្តែអាចសម្លាប់នៅតកណ្ដូបគោដូចជាភ្នំអញ្ចឹងគិតម្ដងហើយម្ដងទៀតថាវាគឺពិតជាមិនអាចទៅរួចនោះទេហើយបន្ទាប់ពីគិតអស់ចិត្តហើយនឹងក៏បានសួរទៅគេលបងគឺជាអ្នកសម្លាប់បិសាចកណ្ដូបនេះមែន Hansen ក៏បានតទៅវិញទៅថាប្រកាសណាស់បើសរុបទាំងអស់ប្រហែល 1000 ក្បាលប្រាប់គេចឹងទេប៉ុន្តែគិតថាមើលទៅគេហាក់បីដូចជារៀងជ្រុលបន្តិចឯសម្លាប់វាសម្លាប់ច្រើនយកតែមែនតែនហ្មងម្នាក់នឹងលឺចឹងហើយនឹងគឺពិតជាសប្បាយចិត្តមែនតែមិនត្រឹមតែប៉ុណ្ណឹងនោះទេគេបានសុំទិញបិសាចកណ្ដូបទាំងអស់ហ្នឹងពី Hansen ក្នុងតម្លៃ 50,000 យ៉េនមិនដឹងថាយ៉េននេះក៏យន់ទេផ្លេចបាត់ទេដោយសារចង្រិតបានបញ្ជាក់ចឹងហើយក៏អត់ដឹងថាយ៉េននេះយន់ទេរូបិយបានចិនអញ្ចឹងបើគ្នាយើងដឹងក៏មិនប្រាប់ឲ្យមែនផងបើសិនជានៅពេលណាគាត់លបងគឺមានសារចម្លែកល្អចឹងទៀតគឺផ្លេចយកមកលក់ឲ្យខ្ញុំមកបន្ទាប់ពីលុយដល់ដៃហើយនឹងក៏បានគិតថាអាយ៉ារកអបតេចក្រានគេហីតើអាកូននឹងមើលទៅប្រហែលជាកូនអ្នកមានឯសួរទៅកាន់អាកូននឹងទៅឯនៅផ្ទះលេខមែនស្រួលមែនរបស់ល្អសារក្រោយយកទៅលក់ឲ្យអាកូននឹងដើមឡើយគឺបានណែនាំឈ្មោះហើយខ្ញុំគេមានឈ្មោះថាស៊ូសៀវឈៀវនៅផ្ទះលេខ1046ប៉ុន្តែនិយាយចឹងតើលបងឈ្មោះអី Hansen គាត់បានដើរចាក់ចេញបន្តក៏ដូចជាបានប្រាប់ទៅកាន់សៀវឈៀវតែហៅគាត់ថាតាអកមាសទៅបានហើយអរគុណចំពោះការជៀវយកទាំងអស់ជួបគ្នាពេលក្រោយបើសិនជាមានរបស់ល្អចាំយកទៅលក់ឲ្យទៀតបានលើអញ្ចឹងហើយនឹងសៀវឈៀវគឺពិតជាសប្បាយចិត្តតែម្ដងខ្លាំងហើយឈ្មោះប្រុសទៀតតែប្រាប់ទៅកាន់លបងថាកុំភ្លេចមកណាលុះបន្តទៀត Hansen ក៏បានមកដល់ទីតាំងសត្វចម្លែកមួយទៀតដែលគឺជាបិសាចសត្វស្ពាន់ចំណែកសត្វនឹងក៏អត់ខុសពីសត្វកណ្ដូបមិញដែរសម្រុកចូលមក Hansen ក៏បានប្រើប្រាស់ល្បឿនយ៉ាងលឿនមើលទៅក៏ដូចជារន្ទះអញ្ចឹងសម្រាប់ទៅលើបិសាចស្ពាន់ទាំងអស់នេះឲ្យងាប់ជាច្រើនក្បាលប្រើរយៈពេលត្រឹមតែមួយប្រព្រឹត្តភ្នែកប៉ុន្តែ Hansen អត់មានបំណងថាចង់សម្លាប់វាទាំងអស់តែទងមួយក្បាលយកទៅផ្ទះឲ្យវាសាឡបងលេបអាគុជអាកបាំងនោះទៀតហើយក៏ដោយសារតែពេលនេះគាត់បានប្រមូលផ្ដុំព្រលឹងសត្វគ្រប់ចំនួនក៏បានបញ្ចូលវាបង្កើតបានទៅជាលំពែងមួយលំពែងមាសនឹងទៀតសោតមើលទៅក៏ពិតជាមិនធម្មតានោះទេសាឡបងបន្តិចយកវាចាក់ទៅលើដើមឈើម្ដងដើមឈើមួយនេះត្រូវបានដាច់គល់ឲ្យដួលបាត់ពេទ្យមានសុំបញ្ចប់រឿងនឹងត្រឹមតែប៉ុណ្ណឹងសិនដែលគឺជារឿងភាគទី1រហូតដល់ភាគទី3យើងហ្នឹងឯមិនក៏ចង់សុំបញ្ជាក់ម្ដងទៀតថារឿងអ្នកប្រយុទ្ធម្ចាស់សត្វបិសាចគឺទៅចេញដល់ភាគទី5តែប៉ុណ្ណោះហើយនៅថ្ងៃ31ដែលគឺជាឱកាសនៃការឆ្លងឆ្នាំមិនដល់ទេគឺជាដល់អីមិននឹងជារឿងឲ្យច្រើននឹងក៏ដឹងតែថាមិនភាគអីមិនភេទនោះធ្វើបានប៉ុណ្ណាផុសប៉ុណ្ណឹងហើយអញ្ចឹងនៅក្នុងភាគនេះក៏ត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេបាយបាយ
សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៅរឿងអ្នកប្រយុទ្ធឈុតចម្បាំងបិសាចប៉ុន្តែមុនចូលទៅកាន់ខ្សែរឿងគ្នាយើងកុំភ្លេចចុច like ហើយនិង comment លេខអ្នកមួយផងទៅនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែល Hansen បានចុះពីលើភ្នំវិញបានលេខសាច់សម្រាប់នៅក្បាលមកតាមទៀតផងនៅតាមផ្លូវដើរចូលជំរំក៏ស្រាប់តែមានមនុស្សយ៉ាងច្រើនអ្នកបានជិះសត្វចម្លែកនៅចំពីមកគាត់នឹងចំពោះអ្នកដែលបានដឹកនាំពួកគេគឺជាព្រះបត្រានៃឋានសួគ៌ក៏មានឈ្មោះថា Sun Tiansu មកដល់នៅចំពីមក Hansen ព្រះបត្រានៃឋានសួគ៌នឹងបានប្រាប់ឲ្យកូនចៅគេយកសម្រាមចេញពីផ្លូវទៅគឺសំដៅទៅលើ Hansen យើងនឹងឯងមិនត្រឹមតែប៉ុណ្ណឹងនោះទេអបិនឹងក៏បានវល់ខ្សែតែរន្ទះគេបន្តិចវេទៅកាន់ Hansen ទៀតផងនឹងបាននិយាយថាហេតុអ្វីបានជាឯងហ៊ានយកសត្វចម្លែកកម្រិតដើមមកចូលក្នុងជំរំបែបនេះ Hansen នៅពេលហ្នឹងគាត់គឺពិតជាមានកំហឹងតែម្ដងប៉ុន្តែគាត់ត្រូវតែទ្រាំលោកពូពីរអ្នកនេះក្រោយបានឃើញអញ្ចឹងហ្នឹងក៏បានពិភាក្សាជាមួយនឹងគ្នាគាត់ទាំងពីរអ្នកហ្នឹងថាអាឡិតនេះហើយគឺជាអ្នកដែលបានចាក់ទៅលើឈិនស៊ွန်ហើយជាពិសេសជាងហ្នឹងទៅទៀតព្រះបត្រានៃឋានសួគ៌គឺតាមស្រឡាញ់ឈិនសៀនយូរពួកគាត់ទាំងពីរអ្នកបានគិតថាមើលទៅអាក្មេងនេះតែថ្ងៃខាងមុខទៅគ្មានចុះវាសនាល្អទេចំណែកព្រះបត្រានៃឋានសួគ៌ដែលគឺជាធានសើនៅវិញបានប្រាប់ទៅកាន់ Hansen បន្ថែមទៀតថាបើសិនជាថ្ងៃក្រោយឃើញហ៊ានយកសត្វបិសាចចូលមកក្នុងជំរំទៀតច្បាស់ណាស់ថាឯងនឹងងាប់បន្ទាប់ពីប្រាប់ចឹងហើយនឹងគេក៏បានជិះសត្វចម្លែកទៅបាត់និងគេមានកូនចៅព្រះបត្រានៃឋានសួគ៌ម្នាក់ទៀតដែលមានឈ្មោះថាល័សធានយ៉ាងបានប្រមានទៅកាន់ Hansen យើងផងដែរថាថ្ងៃនេះឯងគេមានសំណាងប៉ុន្តែបើមានលើក្រោយទៀតឯងក៏ត្រូវប៉ះជាមួយនឹងខ្យល់មិនហើយបន្ទាប់ពីពួកនឹងបានចាក់ចេញទៅអស់ Hansen ក៏បានគេក្នុងចិត្តប្រាប់ឲ្យពួកនឹងរងចាំទៅបន្ទាប់ពីខ្ញុំបានប្រើប្រាស់គឺសាកកម្លាំងដើម្បីនឹងបង្កើនកម្លាំងសត្វមានឥទ្ធិពលហើយនឹងកម្ររួយយាយហើយនឹងនៅពេលដែលកម្លាំងរបស់គាត់ខ្លាំងគ្រប់គ្រាន់គាត់ក៏នឹងឲ្យពួកគេសងនៅក្តីអាម៉ាស់ដែលគាត់បានជួបនៅថ្ងៃនេះវិញបន្ទាប់មក Hansen ក៏បានទៅដល់ផ្ទះរបស់គាត់បានយកសត្វសម្រាប់នឹងទៅដាក់ក្នុងទ្រុងដើម្បីរងចាំវាវិវត្តប៉ុន្តែក៏ដោយសារតែវាត្រូវការរយៈពេលបន្តិចដូច្នេះគាត់ក៏មិនអាចចាំយូរបានទេដោយសារតែពេលនេះគាត់ត្រូវការលុយបន្ទាន់ចឹងហើយក៏ត្រូវទៅបរបាញ់សត្វមួយចំនួនទៀតនៅពេលពេលដើម្បីបង្កើនសែនគាត់ទៅដល់បន្ទុក100ប៉ុន្តែក៏ស្រាប់តែពេលនឹងគាត់បានលឺសូរអ្នកជិតខាងនិយាយអំពីកំពូលភ្នំព្រះអាទិត្យដែលថាកំពុងតែមានមនុស្សស្លាប់ជាច្រើនម្នាក់ទៀតក៏បានសួរថាតើនៅពេលនេះស្ថានភាពក៏ទៅជាយ៉ាងណាអ្នកនឹងក៏បានតទៅវិញនៅពេលនេះកម្លាំងសំខាន់ទាំង3កំពុងតែឈ្មោះទៅកាន់ភ្នំព្រះអាទិត្យដើម្បីប្រមាញ់សត្វឈាមពិសិដ្ឋដែលតែបានរកឃើញនឹងឯងហើយចឹងពួកគាត់ទាំង3នាក់ក៏បានចង់ទៅចូលរួមផងដែរដោយបន្ទាប់ពីស្ដាប់ចប់ហើយនឹង Hansen ក៏មិនទុកយូរដែរក៏បានប្រែកាយទៅជាឈុតសម្បាំងបិសាចហើយក៏បានហោះសម្ដៅយ៉ាងលឿនទៅកាន់ភ្នំព្រះអាទិត្យទីបំផុតក៏បានមកដល់ហើយបានគិតថាមើលទៅវាមិនតាន់ហួសពេលនោះទេដោយកំឡុងពេលហ្នឹងយើងក៏បានឃើញជាមួយនឹងក្រុមសំខាន់ទាំង3ហ្នឹងបានបន្តប្រយុទ្ធជាមួយនឹងអាសាទពុថៅយៈដែលមានរាងកាយលើជាមនុស្សប៉ុន្តែខ្លួនក្រោមគឺជាសេះដោយកម្លាំងសំខាន់ពីរយ៉ាងបានស្គាល់ហើយគឺជាព្រះបត្រានៃឋានសួគ៌ហើយនឹងឈិនសៀនប៉ុន្តែយើងមើលទៅកាន់ស្ថានភាពនៅពេលនេះទៅពួកគេហាក់បីដូចជាមិនមែនជាដៃគូរបស់បិសាចពុថៅយៈឡើយដែលបែបនេះក៏បានធ្វើឲ្យ Hansen យ៉ាងនៅខាងនេះដែលកំពុងតែលបមើលនឹងបានដឹងថាសមត្ថភាពរបស់បិសាចឈាមពិសេសមួយនេះគឺពិតជាមិនធម្មតានោះទេកំឡុងពេលនឹងបិសាចពុថៅយៈក៏បានហោះទៅកាន់ធានជឺពេញមួយទំហឹងប៉ុន្តែធានជឺអាចគេចផុតប៉ុន្តែក៏ដូចជារៀងប៊ីផងដែលឈិនសៀនបានឃើញហើយក៏មានការផ្សាប់អើលផងដែរជាមួយសមត្ថភាពបិសាចនេះនៅខាងនេះវិញ Hansen ក៏បានគិតទៀតដែរថានេះគឺជាសត្វឈាមពិសេសពិតប្រាកដបើប្រៀបធៀបជាមួយកញ្ចែមាសដែលគាត់បានជួបលើកមុនហ្នឹងសត្វបិសាចពុថៅយៈនេះខ្លាំងជាងដាច់មិនត្រឹមតែប៉ុណ្ណឹងនោះទេសត្វនេះក៏ហ៊ាននឹងទម្លុះកម្រិតទៀតដែលហេតុចឹងហើយសត្វនឹងក៏ចង់រត់គេចចេញពីទីហ្នឹងប៉ុន្តែព្រះបត្រានៃឋានសួគ៌ដែលគឺជាធានជឺបានបញ្ចេញលំពេងគេចេញមកឈានសៀនជាមួយនឹង Hansen បានឃើញហើយក៏បានដឹងផងថានេះគឺជាលំពេងកម្រិតអមតៈដែលធ្វើចេញពីព្រលឹងសត្វស្លាប9ដែលតាមពិតទៅហ្នឹងគឺជាក្របព្រួយនោះទេធានជឺក៏បានยึដក្របព្រួយបាញ់សម្ដៅទៅកាន់សត្វបិសាចពុថៅយៈដែលបានធ្វើឲ្យបិសាចពុថៅយៈនៅពេលហ្នឹងក៏បានស៊ីពេញចំមួយក្របព្រួយទៀតឈាមឆ្អែតហើយវាក្ដួលបាត់តែប៉ុន្តែមិនទាន់បានបាត់បង់ជីវិតទាំងស្រុងឡើយបានឃើញចឹងនឹងក្រោះរបស់ឈិនសៀនក៏ពិតជាមានការសរសើរទៅកាន់ឈិនជឺផងដែរហើយបែរនឹងកំពុងតែមានមោទនភាពលើខ្លួនឯងក៏ស្រាប់ទៅពេលហ្នឹង Hansen ក៏បានទៅបង្ហើយអាសត្វបិសាចពុថៅយៈឆក់យកព្រលឹងរត់ទៅបាត់ហើយតាមពិតទៅបានទាំងព្រលឹងហើយបានទាំងពុថៅបើប៉ុណ្ណាណៃលីរត់គ្រប់គ្នាបានឃើញចឹងនឹងគឺពិតជាស្រឡាញ់កាំងមែនតែនជាពិសេសគឺសៀវឈៀវក៏បានលន់មកថាអីយ៉ាងនេះគឺជាលបងជីនប៊ីទៅហើយជីនប៊ីប្រែមកខ្មែរថាកាក់មាសនឹងឯងប៉ុន្តែហៅចិនហ្មងទៅនឹងក៏លេចទៅមើល Hansen ដែលមានរហស្សនាមថាជីនប៊ីលីពុថៅបដារត់បដាគឺពិតជាសប្បាយចិត្តមែនតែនក៏ដោយសារតែពេលនេះខ្លាចជាអ្នកមានមិនត្រឹមតែប៉ុណ្ណឹងនោះទេក៏បានគិតថាព្រះបត្រានៃឋានសួគ៌នៅពេលនេះកំពុងតែខឹងឡើងចង់បាយខួយដែលអ្វីដែលបានគិតពិតមែននៅពេលនឹងព្រះបត្រានៃឋានសួគ៌ដែលគឺជាធានជឺបញ្ចេញសត្វចម្លែកគេជីមកហើយក៏បានប្រាប់ថាឯងចង់ងាប់ឯងដែលហ៊ានប្លន់យើងបញ្ជាកូនចៅដេញតាមចាប់ជីនប៊ីដូច្នេះពួកនឹងក៏បានជិះសត្វចម្លែកដេញចាប់ពេញនឹងតែម្ដងប៉ុន្តែមើលទៅល្បឿនរបស់ពួកគេគឺជាតាមតននេះហើយល្បឿន Hansen ក៏ពិតជាយឺតដោយសារតែគាត់បានលីបថៅយៈនឹងទៅធ្វើវាធ្ងន់ហើយមិនអាចរត់បានលឿនអ្នកនៅក្រៅគឺនៅតែបន្តដេញតាមហើយបានប្រាប់ឲ្យឈប់ដល់ឡែក Hansen គាត់បានគិតផងដែរបើសិនជាពួកគេតាមទាន់ប្រកាសណាស់ថានឹងស្បៃឯងដោយសារតែសមត្ថភាពគាត់នៅពេលនេះគឺមិនអាចតបតជាមួយនឹងពួកគេបានឡើយនឹងបានគិតថាតើនៅពេលនេះខ្ញុំត្រូវបញ្ចប់ជីវិតនៅទីហ្នឹងហើយមែនប៉ុន្តែទោះបីជាបានដឹងថាមានឱកាសតិចតួចដើម្បីនឹងរួចរស់មានជីវិតក៏នៅតែប្រថុយមិនអាចខ្លួនឯងកាស់ដូចជាពីមុនទៀតទេហើយនឹងក៏មិនចង់ស្លាប់ដែរបន្តមកក៏បាននឹកឃើញម៉ាក់របស់គាត់ជាមួយនឹងប្អូនស្រី Sylvian ជាពិសេសនឹកឃើញនៅពេលដែលគាត់បានហាត់ជាមួយនឹងប៉ានៅក្នុងពេលនឹង Hansen ក៏ពិតជាកាមែនតែនសពបិទសត្វចម្លែកមួយក៏មិនហ៊ាននឹងសម្លាប់វាផងមិនត្រឹមតែប៉ុណ្ណឹងនោះទេក្នុងពេលមួយនោះគាត់ត្រូវបានហុំព័ទ្ធដោយសារចម្លែក
ឡែកហើយក៏ត្រូវបានប៉ាគាត់ទៅជួយសម្រាប់សត្វចង្រៃទាំងអស់នោះបានដាស់តឿនទៅកាន់គាត់ថាបើសិនជាឯងមិនខ្លាំងនោះទេឯងក៏តែងតែធ្លាក់ក្នុងស្ថានភាពបែបនេះបន្ទាប់មកគាត់ក៏បានហាត់ជាមួយនឹងប៉ារបស់គាត់បន្តទៀតហើយក៏គណៈពេលនឹងដែរក៏ត្រូវបានបិសាចហុំព័ទ្ធទៀតដូច្នេះប៉ារបស់គាត់ក៏បានលើកទឹកចិត្តទៅកាន់គាត់ថាចាត់ទុកវាដូចជាហ្គេមមួយចឹងទៅប៉ុន្តែហ្គេមនេះគឺពិតជាមិនធម្មតាឡើយបើសិនជាឈ្នះរស់ប៉ុន្តែចាញ់ស្លាប់ប៉ុន្តែក្នុងពេលនឹងមើលទៅកាន់ Hansen ទៅគឺពិតជាកំសាកមែនទែនដូច្នេះប៉ា Hansen ក៏បានចាប់ដៃ Hansen ឲ្យចាក់គាត់ប្រាប់ទៅកាន់ Hansen ថាឯងត្រូវទៅរឹងមាំបន្ទាប់ពីនឹកខែតៃតការនឹងហើយ Hansen ក៏មានកម្លាំងចិត្តឡើងវិញហើយបានប្រាប់ទៅកាន់ខ្លួនឯងថាខ្ញុំក៏នៅតែមានឱកាសបើសិនជាមិនមែនជាទីបញ្ចប់នោះទេក៏មិនត្រូវបោះបង់ចោលឡើយក៏គណៈពេលនឹងដែរធានជឿក៏បានតាមតនមកពីក្រោយហើយក៏បានហក់ទៅចាក់ហើយក៏កំឡុងពេលនឹងគេមានរឿងមួយគួរព្យាបាលបានកើតឡើងដោយសារតែ Hansen ដែលមានរហស្សនាមថា Jin B ក៏បានរួមបញ្ចូលជាមួយនឹងព្រលឹងសត្វពុទ្ធៅយៈនេះបានយ៉ាងជោគជ័យអំណាចនៃការរួមបញ្ចូលមួយនេះមើលទៅគឺផ្ទុះយ៉ាងខ្លាំងតែម្ដងសម្បីតែធានជឿដែលបានហក់មកក៏ត្រូវតែខ្ទាតទៅក្រោយវិញដូចគ្នានឹងបានលន់មកថាវាមិនអាចទៅរួចនោះទេចំណែក Hansen បន្ទាប់ពីបានរួមបញ្ចូលជាមួយនឹងសត្វពុទ្ធៅយៈរួចហើយឃើញថាក្រោះបិសាចក៏មានការផ្លាស់ប្ដូរដល់ស្នៃនៅចំក្បាលហើយនឹងបំពាក់នៅគ្រឿងសឹកមាសបន្ថែមទៀតជាពិសេសជាងនឹងទៅទៀតពុទ្ធៅយៈក៏បានប្រែទៅជាលំពេងមាសដ៏ស្រស់ស្អាតមួយបើគិតទៅគឺពិតជា cool មែនតើនឹងជាមួយនឹងការរួមបញ្ចូលបានជោគជ័យមួយនេះ Hansen ក៏ពិតជាត្រេកអរមែនតើជាពិសេសល្បឿនរបស់គាត់ក៏បានកើនឡើងទ្វេដងនិងក៏ដោយសារតែពេលនេះគាត់មានជើង4អ្នកដេញតាមពីក្រោយដេញបដាឆ្ងល់បដាតែគេអាចធ្វើទៅរួចបានដោយរបៀបណានៃការរួមបញ្ចូលសត្វឈាមដតេវភាពចំនួន2ឃើញថាពួកគេកន្លែងអាចដេញតាន់Jin Bទៀតទេកាត់ទៅមើលខាងចាយឈិនស៊ွာននេះវិញនាងក៏ពិតជាមានការផ្ទះផ្អើលមិនអន់ដូចគ្នាដោយបានឃើញថាJin Bក៏បានចូលលួចនៅព្រលឹងសត្វដតេវភាពដោយស្ដែងបែបនេះហើយសូម្បីតែព្រះបត្រានៃឋានសួគ៌ក៏មិនអាចធ្វើអ្វីទៅកាន់គេបានដែរដែលព្រះបត្រានៃឋានសួគ៌គឺជាធានជឿនឹងសមត្ថភាពគេអាចនិយាយបានថាលើចាយឈិនសៀននឹងទៀតនាងបានគិតថារឿងនេះគឺមិនចប់ទាំងស្រួលបែបនេះឡើយនិងនៅក្នុងហេតុការណ៍នឹងដែរក៏បានធ្វើជាមួយJin Bនៅពេលនេះគឺពិតជាល្បីមែនទែនដែលពួកគេបានគិតថាគាត់អស់ចាអីចឹងទៅដល់ឡាយសៅរយ៉ាងក៏បានកាត់ទៅដល់ Hansen វិញម្ដងនៅក្នុងពេលហ្នឹងគាត់ក៏បានគិតផងដែរថានៅពេលនេះគឺមានសុវត្ថិភាពអីបើតាមសមត្ថភាពគាត់ទោះបីជាបានរួមបញ្ចូលជាមួយនឹងសាទ្វេយ៉ាងណាក៏ដោយក៏មិនអាចទប់ទល់ជាមួយនឹងព្រះបត្រានៃឋានសួគ៌ជាមួយនឹងអតីតទៀតដែរបន្តមកក៏បានគិតអំពីពុទ្ធោសត្យបិសាចមួយនឹងបើសិនជាគាត់យកទៅលក់ប្រកាសណាស់ថាបានប្រហែលជា2លានអីហ្នឹងប៉ុន្តែបើសិនជាគាត់យកវាទៅលក់ច្បាស់ណាស់ថាព្រះបត្រានៃឋានសួគ៌ក៏នឹងអាចដឹងហើយគាត់ក៏នឹងមានហានិភ័យដូចគ្នាសរឿងបន្តទៀតក៏បានកាត់ទៅដល់មុខចូលជំរំគួយជាកំឡុងពេលហ្នឹងយើងក៏បានឃើញជាមួយនឹងមនុស្សរបស់ព្រះបត្រានៃឋានសួគ៌បានឆែកឆេរអ្នកដែលចេញចូលជំរំគួយជាហ្នឹងក្នុងពេលហ្នឹងយើងក៏បានឃើញជាមួយនឹង Hansen ក៏បានដើរមកវិញត្រូវបានមនុស្សម្នាក់ហាមឃាត់ដើម្បីនឹងឆែកឆេរប៉ុន្តែគ្នាគេម្នាក់ប្រាប់ទៅកាន់អបិនឹងថាកុំឲ្យខ្ជិះខ្ជាយជាមួយនឹងមនុស្សឥតបានការនេះអីតែគេថាការសំណល់នេះគឺជា Jin B មែនឈួតឡប់ពេកឯងដល់អញ្ចឹងហើយម្នាក់នឹងក៏បានដេញ Hansen ដើម្បីនឹងចេញពីទីហ្នឹងហើយតែអញ្ចឹង Hansen ក៏ពិតជាសប្បាយចិត្តមែនទែនហើយបានគិតថាពួកអស់នេះគឺពិតជាល្ងងដើរតាមផ្លូវដើម្បីទៅផ្ទះវិញក៏បានឮសូរសំឡេងមនុស្សជាច្រើននិយាយតាក់ទងជាមួយនឹង Jin B បានប្លន់សត្វឈាមទេវភាពចេញពីព្រះបត្រានៃឋានសួគ៌ពួកគេម្នាក់និយាយរួមទៅគឺមានថាខឹងអត់មានថាអីទេបាយសើទៅកាន់ Jin B វិញហើយ Jin B មានភាពក្លាហានឲ្យអស្ចារ្យចេញមកក៏យ៉ាងបានដឹងផងដែរតែពួកគេគឺជា fan Jin B ចំណែកព្រះបត្រានៃឋានសួគ៌នេះវិញក៏កំពុងតែមានកំហឹងជាខ្លាំងចង់ដុតផ្ទះខ្លួនឯងចោលទៀតចំណែក Hansen នៅកំពុងតែដើរញ៉ាំញ៉ែមពេញហ្នឹងឯងក៏ពេលនេះសាររឿងរបស់យើងក៏បានកាត់ទៅដល់ឈិនសៀនវិញម្ដងនេះកំពុងតែនិយាយជាមួយនឹងសៀវឈៀវដោយបានសួរថាតើអញត្រូវជាអ្វីជាមួយនឹង Jin B សៀវឈៀវក៏បានតទៅវិញយ៉ាងលឿនទៅថាខ្ញុំមិនដឹងថា Jin B គឺជានរណានោះទេខ្ញុំគ្រាន់តែធ្លាប់បានជួបគាត់ម្ដងនៅក្នុងចលងលហ្វឹងនិងបានទិញយកកាដូពីគាត់1000ក្បាលហ្នឹងដូចអញ្ចឹងឈិនសៀនក៏បានប្រាប់ឲ្យសៀវឈៀវតាក់ទងទៅកាន់ Jin B ហើយនឹងចង់ទិញយកអាសាតបថាយៈក្នុងតម្លៃខ្ពស់រឿងចម្បងត្រូវតែរក្សារឿងនេះជាការសម្ងាត់ហើយបន្ទាប់ពីភារកិច្ចទទួលបានជោគជ័យនឹងមានរង្វាន់ឲ្យអបនឹងគ្រាន់តែបានលើរង្វាន់ហើយនឹងសប្បាយចិត្តមែនទែនដោយកំឡុងពេលនឹងដែរសាររឿងរបស់យើងក៏បានកាត់ទៅដល់បឹងមួយដែលគឺជាបឹងកពៅ Hansen ក៏បានមកដល់ទីនឹងផងដែរហើយបានកាត់អំពីសមិទ្ធផលដែលទទួលបានសែនទូទៅរបស់គាត់នៅពេលនេះក៏បានកើនឡើងទៅដល់91ពិន្ទុចំណែកសែនបព្វកាលក៏បានកើនឡើង10ពិន្ទុចំណែកសែនសត្វឈាមដតេវភាពក៏បានកើនឡើងចំនួន8ពិន្ទុត្រង់នឹងឯមានដូចជាបានដឹងអំពីកំហុសខ្លួនឯងមួយដែលការពិភាក្សាមុនឯមានបាននិយាយថាសែនបព្វកាលគឺជាសែនឈាមដតេវភាពតាមពិតមិនមែនទេសែនបព្វកាលនឹងគឺជាសែនលំដាប់ទី2បន្ទាប់ពីសែនទូទៅហើយចំណែកសែនឈាមដតេវភាពនៅលំដាប់ទី4ត្រង់នឹងឯមានក៏ជាស្រ័យមែនទែនណាកំពុងតែកើតអំពីសមិទ្ធផលមួយនឹងក៏ស្រាប់តែបានចាប់អារម្មណ៍ដឹងថាមានមនុស្សកំពុងតែមកពីក្រោយអ្នកនឹងក៏បានដើរចេញពីគុំប្រៃមកហើយមើលទៅសម្លៀកបំពាក់គឺលះហែកអស់លេង Hansen បានឃើញហើយបានស្មានថាគាត់ប្រហែលជាមកពីប្រយុទ្ធជាមួយនឹងបិសាចឯងបើជាសភាពគាត់នៅពេលនឹងបែបនេះតើតែអញ្ចឹងហើយ Hansen ក៏មានបំណងល្អប្រាប់ទៅកាន់គាត់ថានៅខាងមុខនេះគឺជាបឹងកពើដូច្នេះកុំដើរផ្លូវនេះអីប្រយ័ត្នមានគ្រោះថ្នាក់ម្នាក់នឹងក៏បានសួរទៅកាន់ Hansen វិញថាតើទីនេះគឺជាកន្លែងណាហើយតើទីសក្ការៈបូជាក៏នៅទៅខាងណា Hansen ក៏បានតបទៅកាន់គេវិញថាទីសក្ការៈបូជានៅជំរំគួយសៀក៏នៅទៅខាងជើងនេះឯងអ្នកនឹងក៏បានដូរថានឹកស្មានដល់សោះតែគេបានមកឆ្ងាយដល់ថ្នាក់នេះនឹងបាន Hansen នាំគេទៅកាន់ទីសក្ការៈបូជាដោយបែបនេះហើយ Hansen ក៏បានគិតផងដែរថាបែរនៅជារាមិនទេនិយាយមកក៏សតទៅចង់បញ្ជាគាត់ដូច្នេះក៏មិនយល់ព្រមនោះទេហើយក៏បានតែគេដើរទៅខ្លួនឯងទៅដើរចាក់ចេញបានបន្តិចក៏ស្រាប់តែបានស៊ឺមួយដៃរបស់គេទៅហើយមួយដៃនឹងមើលទៅក៏ពិតជាមិនស្រាលនោះទេ Hansen ក៏បានបោក
ក្បាលទៅនឹងថ្មឡើង3ក្បាលក្បាលសួរទៅកាន់គេតែមានន័យយ៉ាងម៉េចប៉ែនឹងក្បាលប្រាប់ទៅកាន់ហានសិនត្រូវស្ដាប់បញ្ជាគេឥឡូវលើឆាប់នាំខ្ញុំទៅកាន់ទីសក្ការៈបូជាឲ្យលឿនហើយបើមិនស្ដាប់នោះទេឯងគេមានតែស្លាប់តែប៉ុណ្ណោះដោយសារតែប៉ែនឹងចេញមកដូចច្រៀងផ្លូវចឹងហើយនឹងហានសិនក្បាលបញ្ចេញលំពេងមកដើម្បីនឹងទប់ទល់ជាមួយនឹងគេបានគប់លំពេងស្ដារទៅកាន់ប៉ែនឹងប៉ុន្តែមើលទៅប៉ែនឹងគឺមិនបានកិច្ចតាណានោះទេហើយក៏បានប្រើប្រាស់ត្រឹមតែដៃទទេប៉ុណ្ណោះទប់រងជាមួយលំពេងដែលមានភាពងាយស្រួលក៏បានធ្វើលំពេងរបស់ហានសិនក៏បានបាក់ទៅជាពីរបានឃើញចឹងនឹងហានសិនក៏ពិតជាមានការផ្ចាប់អើតែម្ដងត្រឹមតែដៃទទេប៉ុណ្ណោះប៉ុន្តែអាចទប់ទល់ហើយនឹងកាត់ផ្ដាច់លំពេងខ្ញុំបានថានេះគឺជាបច្ចេកទេសនៃការហ្វឹកហាត់រាងកាយមិនដែរទេម្នាក់នឹងក៏បានតទៅវិញទៅថាប្រកាសណាថានេះគឺជាបច្ចេកទេសនៃការហ្វឹកហាត់រាងកាយហើយនេះក៏ជាអ្វីដែលខ្ញុំបានរៀនមកពីសាលាមើលទៅអើល្អិតឯងគេមានចំណេះដឹងខ្លះសម្រាប់នៅពេលនេះខ្ញុំផ្ដល់ឱកាសឲ្យឯងមួយជូនទៅឬមួយក៏មិនជូនទៅហើយបើមិនជូនទៅគេមានតែស្លាប់ហានសិនស្អប់បំផុតអ្នកដែលហៅគាត់ថាគឺជាសម្រាម1ម៉ាត់សម្រាម2ម៉ាត់សម្រាមតើម៉ាក់ឪរបស់ឲ្យតែបដៅទេមែនឲ្យមានសុជីវធម៌ចំពោះអ្នកដទៃបើសិនជាអាចមានម៉ាក់ឪបដៅចឹងហើយខ្ញុំក៏នឹងបដៅឯងហានសិនក៏បានបំពាក់នៅឈុតចម្បាំងបិសាចស្ទុះចូលទៅវេប្រហារយ៉ាងលឿនប្រាប់ឲ្យគេចុះនរកទៅប៉ុន្តែប៉ែនឹងគឺបានគេចផុតថែមទាំងបានធាក់ទៅលើជើងពីក្រោយរបស់ហានសិនហើយតែអញ្ចឹងប៉ែគឺនិយាយលក្ខណៈមើងងាយទៅកាន់ហានសិនថាទោះបីជាឯងមានឈុតចម្បាំងបិសាចយ៉ាងណាក៏ដោយប៉ុន្តែមិនអាចទប់ទល់ជាមួយនឹងបច្ចេកទេសហ្វឹកហាត់រាងកាយខ្ញុំបានឡើយដូច្នេះសម្រាប់ខាប់ប្រកបឈុតចម្បាំងឯងឲ្យខ្ញុំមកបានលើសម្រាប់ម្ដងទៀតហើយនឹងហានសិនក៏ពិតជាមានកម្លាំងហត់ទៅតាក់ប៉ុន្តែធាក់គេមិនចូលនោះទេត្រូវបានគេទប់រងជាប់ចាប់ជើងហានសិនបោកទៅនឹងដីឡើងក្អួតឈាមហើយបានដាក់ទៅលើហានសិនជាច្រើនដៃទៀតក៏នៅតែនិយាយពាក្យឌឺដងទៅកាន់ហានសិនថាសម្រាប់មិនថាទោះបីជាណានោះទេឯងគេដាក់ទៅជាសម្រាប់ដដែលនឹងហានសិនទៅត្រូវគេវាយនឹងមើលទៅក៏ពិតជាខឹងមែនតែនក៏ស្រាប់តែពេលនឹងសាយរឿងក៏ត្រូវបានចប់ហើយក៏ជាភាគទី4ដល់ភាគទី6ក៏ជាស្រ័យផងដែរបើសិនជាមានសម្លេងរំខាននឹងក្នុងឱកាសថ្ងៃទី31ដែលគឺជាថ្ងៃដែលហៀបនឹងឆ្លងឆ្នាំនេះដែរអេដមីនក៏សូមជូនពួកគ្នាយើងឲ្យមានសុខភាពល្អជាពិសេសធ្វើដំណើរទៅណាទៅណីដើរលេងដើរអីហ្នឹងប្រកបទៅដោយសុខសុវត្ថិភាពនឹងឆ្នាំថ្មីនេះទៀតដែរសូមឲ្យគ្នាយើងក៏ដូចជាអេដមីនកាន់តែមានភាពជោគជ័យមិនថារឿងអ្វីនោះទេហើយសំណួរចុងក្រោយឆ្លងឆ្នាំដើរលេងនៅណាហេដមីនវិញដេកផ្ទះអញ្ចឹងគឺមានតែប៉ុណ្ណឹងនោះទេកុំភ្លេចឆ្លើយអ្នកមួយផងណាបាយបាយធៀមដេកផ្ទះសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាពបន្តនៅរឿងអ្នកប្រយុទ្ធឈុតចម្បាំងបិសាចមុននឹងចូលទៅដល់វីដេអូកុំភ្លេចចូលចុច like ហើយនិង comment លេខអ្នកមួយផងណានៅក្នុងភាគនេះត្រូវបានបន្តឡើងនៅពេលដែលមនុស្សម្នាក់នឹងដែលមិនទាន់ស្គាល់អំពីអត្តសញ្ញាណនោះទេថាមកពីណាពីណីនោះបានវេដំច្រំធាក់ទៅលើហានសិនជាខ្លាំងមិនត្រឹមតែប៉ុណ្ណឹងនោះទេក៏បានដៀលទៅកាន់ហានសិនថាសម្រាមដោយហើយបែបនេះហើយក៏បានធ្វើហានសិនក៏ពិតជាមានកំហឹងតែម្ដងងើបឡើងវិញយកក្បាលអុកត្រង់ចកាប៉ែកនឹងបណ្ដាគេខ្ទាតហើយបានក្អួតឈាមចេញមកចំណែកហានសិនក៏បានស្រែកទៅកាន់ប៉ែកនឹងទាំងកំហឹងថាថ្ងៃនេះខ្ញុំនឹងសម្លាប់ឯងបន្តមកក៏បានបន្ទុះធម្មពលយ៉ាងខ្លាំងប្រើប្រាស់អំណាចឈាមសត្វទទេពភាពចំនួន2និងក៏បានបង្កើតនូវទម្រង់ឈុតចម្បាំងថ្មីម្នាក់នឹងបានឃើញចឹងហើយនឹងក៏ពិតជាសឹងមិនគួរជឿថាហានសិនគឺមានពលឹងសាស្ត្រទ្វេដោយបន្ទុកយូរទៀតទេហានសិនក៏បានដាក់ទៅកាន់ប៉ែកនឹងមួយដៃពេញមួយទំហឹងបន្តមកក៏បានដាក់ទៅលើគេជាច្រើនដៃទៀតតែយើងមើលទៅដាក់យកនៅប្រមាណដៃទេបន្តមកក៏បានបើកឈាមខ្ចាយបន្តពីវេប៉ែកនឹងរហូតដល់បាត់បង់ជីវិតហើយហានសិនក៏អស់កម្លាំងផងដែរយ៉ាងណាក្តីនៅពេលនឹងក៏ដោយសារតែបានសម្លាប់គេហើយក៏ត្រូវទៅសម្លឹងមើលអំពីអ្វីដែលមានតម្លៃរបស់គេហើយបានគិតថាចំណេះប៉ែកនេះមិនគឺពិតជាមិនធម្មតានោះទេបើសិនជាគាត់យកទៅហាត់ច្បាស់ណាស់ថាគឺពិតជាល្អឆាឆៃលើខ្លួនប្រានគេហើយក៏បានឃើញជាមួយនឹងបន្ទះឈីបមួយគឺថានយោបាយវាទៅស្វែងយល់បន្តទៀតសាររឿងបន្តទៀតក៏បានការទៅដល់ហានសិននៅពេលនេះគាត់ក៏បានត្រឡប់ទៅដល់ផ្ទះគាត់វិញក៏បានយកបន្ទះឈីបបំបញ្ញមិញដាក់ទៅកាន់ឧបករណ៍មួយនិងដើម្បីប្រតិមើលការចងចាំអីចឹងទៅបន្តពីអញ្ចឹងទៅហានសិនក៏ពិតជាមានការចាប់អាតែម្ដងក៏ដោយសារតែបន្ទះឈីបនេះវាផ្ទុកទៅដោយការបញ្យល់យ៉ាងលម្អិតពីបច្ចេកទេសនៃការហ្វឹកហាត់រាងកាយមិនត្រឹមតែប៉ុណ្្នឹងនោះទេគេមានស្រីស្អាតម្នាក់លោតលើអេក្រង់កុំព្យូទ័រនឹងទៀតផងដើម្បីបញ្ចេញសាច់ញាតិមើលកាន់តែច្បាស់អីចឹងទៅហានសិនបានឃើញចឹងនឹងឡើងហូរឈាមតាមច្រមុះនិងបន្ទាប់ពីបានមើលរួចហើយហានសិនក៏បានទៅហ្វឹកហាត់ប៉ុន្តែមើលទៅការហ្វឹកហាត់របស់គាត់ទៅហាក់បីដូចជាបានផលអីម៉ែនោះទេហានសិនក៏បានលូថាហ្វឹកហាត់បាន2-3ថ្ងៃប៉ុន្តែមានអារម្មណ៍ថាមានការរីកចម្រើនឯបន្តិចសោះដូច្នេះគាត់ត្រូវទៅស្វែងយល់អំពីវាបន្ថែមទៀតនិងបានគិតទៀតថាបើសិនជាឲ្យគេបានដឹងអំពីបច្ចេកទេសមួយនេះប្រកាសថានឹងមានគ្រោះថ្នាក់មកលើគាត់ក៏ដោយសារតែប្រកាសចិត្តថាមានអ្នកចង់បានច្រើនក៏ស្របពេលនឹងមានការខលចូលដូច្នេះហានសិនក៏បានលើកឲ្យគេបានហៅគាត់ទៅជួបជុំគ្នានៅទីតាំងមួយនិងមានមនុស្ស2នាក់នៅទីនឹងផងដែរគឺជាហានហៅហើយនិងស៊ូស៊ីហានហៅក៏ជាកូនរបស់លោកពូហានឡៃដូច្នេះហានសិនក៏បានសួរទៅកាន់គេវិញតែចង់ទៅណាម្នាក់នឹងក៏បានប្រាប់ឲ្យហានសិនមកចាំមកដល់ចាំនិយាយគ្នាទៀតបន្តទៀតយើងក៏បានឃើញជាមួយអ្នកទាំង4ក៏បានជិះឡានមិនដឹងថាទៅទីណាមិនដឹងហានហៅក៏បាននិយាយអំពីរឿងដែលបានកើតឡើងនៅភ្នំព្រះអាទិត្យហើយគេគិតថារឿងនេះគឺជារឿងដ៏អស្ចារ្យមួយដែលព្រះបត្រានិធានសួរតាមចាប់លបងជីនប៊ីប៉ុន្តែគឺចាប់មិនបាននោះទេហើយហានហៅក៏ជា fan ម្នាក់របស់ជីនប៊ីផងដែរស៊ូស៊ីស្ដាប់ដូចអញ្ចឹងហើយនឹងក៏បានសរសើរឲ្យ
ហើយចង់ជួបលបងជិនប៊ីនឹងថែមទៀតហានសិននៅលើឡាននឹងដែរនឹងបានលេងចឹងនឹងច្រាញ់មែនតែគិតថាបើសិនជាឯងដឹងថាខ្ញុំគឺជាលបងជិនប៊ីនោះឯងប្រកាសជាភ្ញាក់ផ្អើលងបីហើយគ្រប់ខ្ញុំដូចឪឯងអញ្ចឹងរួចហើយក៏បានគិតអំពីម្ដាយហានហាវដែលយើងធ្លាប់បានឃើញមកគាត់ទេគំទេប៉ុន្តែគិតឃើញគាត់ថតអីណាជឿមកនៅធម្មតាហានហាវគឺតែងតែមើលងាយគាត់ជាពិសេសនៅថ្ងៃនោះទៀតថែមទាំងចង់យកលុយពីគ្រួសារគាត់ទៀតដូច្នេះទៅទៅរកវិធីសាស្ត្រដើម្បីដោះស្រាយឲ្យលឿនហើយអញ្ចឹងហានសិនក៏បានសួរទៅកាន់អ្នកបើកឡានតែនៅពេលនេះពួកយើងតំណាអ្នកបើកឡាននឹងតទៅកាន់ហានសិនវិញទៅដល់គុំតដឹងទេកន្លែងដែលពួកគេទៅគឺជាកន្លែងប្រកួតក្បាច់គុនមួយនៅក្នុងពេលនោះយើងក៏បានលើកសូរសម្លេងទស្សនិកជនទាំងឡាយក៏បានហូរជ្រាវឲ្យទៅកាន់ທາງសិនល័មិនថាប្រុសស្រីក្មេងឬចាស់នោះទេហានសិនហើយតែអញ្ចឹងក៏បាននិយាយថាមើលតែប្រជាប្រិយភាពរបស់ທາງសិនល័ក៏ពិតជាមិនអន់នោះទេម្នាក់ពាក់វ៉ែនតាក៏បានតទៅវិញថាពិតណាស់គាត់គឺពិតជាអស្ចារ្យមែនបានចោលចំណាត់ថ្នាក់ទី5នៅក្នុងបញ្ជីព្រះក៏ត្រូវបានគេឆ្លាក់ឈ្មោះនៅក្នុងអាសនៈព្រះទៀតផងចំណែកឈៀងសៀនក៏នៅកម្រិតទី1នៃបញ្ជីព្រះរបស់ជំរំគួយជានៅវិញក៏បានបរាជ័យក្នុងការប្រកួតយកពានរង្វាន់អាទិទេពផងដែរនៅក្នុងការប្រកួតທາງសិនល័នេះវិញយើងអត់ទាន់បានឃើញមុខមាត់គេនោះទេប៉ុន្តែបានត្រឹមតែឃើញការប្រយុទ្ធរបស់គេដែលបានបញ្ចេញនៅពលឹងសាទឈាមរទេវភាពចេញមកបានឃើញចឹងនឹងអបិវ៉ែនតាក៏ពិតជាមានការភ្ជាប់អើតែម្ដងហើយក៏បានសរសើរថានេះគឺជាសត្វដែលមានពាក់ព័ន្ធជាមួយលិខិតព្រះបើសិនជាខ្ញុំមានមួយនេះច្បាស់ថាមិនដឹងថាល្អយ៉ាងណានោះទេប៉ុន្តែហានហៅគេបានគិតថាវាមិនអស្ចារ្យនោះទេបើប្រៀបធៀបជាមួយលបងជិនប៊ីចាញ់ដាច់ម្នាក់ពាក់វ៉ែនតាក៏បានតទៅវិញទៅថាខ្ញុំមិនដឹងនោះទេថាលបងជិនប៊ីរបស់ឯងខ្លាំងឬអត់ហើយគិតថាជិនប៊ីគឺជាចៅថាងទៀតដែលលួចពលឹងសាទេវភាពចេញពីអ្នកដតីហើយគាត់គ្មានវិរៈភាពសោះក៏ពិតជាមិនប្រៀបធៀបជាមួយលបងថាងសឹងលួបានឡើយហានសិនទៅនៅចិត្តនឹងស្ដាប់ដូចអញ្ចឹងហើយនឹងក៏បានគិតថានិយាយត្រូវមួយយ៉ាងដែរតើប៉ុន្តែមិនមែនមកពីគាត់ទាំងស្រុងទេមកពីសំណាងគាត់វាល្អរើសបានសាទ2 3ចាត់ទុកថាប្លន់ដែរមែនលុះបន្តពីជិះពីនឹងទៅសាររឿងរបស់យើងក៏បានកើតមកដល់កន្លះខែក្រោយមកដោយកំឡុងពេលនឹងសាទថ្មីសម្រាប់ដែលលឿនយីបានចាប់មកចិញ្ចឹមគឺបានវិវត្តទៅជាសាទកម្រិតផ្លាស់ប្ដូរឬក៏កម្រិតទី3បន្ទាប់ពីកម្រិតឈាមរទេវភាពហានសិនក៏បានគិតផងដែរថាមើលទៅគឺមិនតន់គ្រប់គ្រាន់នោះទេចាំវាវិវត្តបន្ថែមទៀតចាំស៊ីវាបន្តទៀតក៏នឹងទៅរកលុយបន្ថែមបន្តទៀតសាររឿងរបស់យើងក៏បានកាន់ទៅដល់ចលងលហ្វឹងដោយកំឡុងពេលនឹងយើងក៏បានឃើញជាមួយនឹងហានសិនអត្តសញ្ញាណគឺជាជិនប៊ីមកផ្លាស់ប្ដូរតំណែងជាមួយនឹងសៀវឆេវទៀតដែរលើកនេះគឺចំណេញមែនតែនបានរហូតដល់2លានយួនមិនត្រឹមតែប៉ុណ្ណឹងនោះទេសៀវឆេវក៏បានប្រាប់ទៅកាន់លបងជិនប៊ីនៅអ្វីដែលឈៀនសៀនចង់ទិញយកសាទពុថាយៈពីលបងក្នុងតម្លៃមួយដែលអាចចរចាបានហានសិនក៏បានដើរទៅវិញហើយបានប្រាប់ទៅកាន់សៀវឆេវថាអញ្ចឹងប្រាប់នាងវិញទៅដាក់តម្លៃសមរម្យតិចមកបើសិនជាខ្ញុំពេញចិត្តខ្ញុំក៏នឹងពិចារណាសាររឿងបន្តទៀតក៏បានកាត់ទៅដល់រោងភ្នំមួយយើងក៏បានឃើញជាមួយនឹងហានសិនបានលីបង្វិចមួយយ៉ាងធំតែម្ដងហើយក្នុងនោះគឺសតតែជាសត្វបិសាចទាំងឯងប្រមូលផលលើកនេះក៏បានមិនតិចនោះទេក៏អំពីសមិទ្ធផលដែរទទួលបានមែនដូចជាខ្មងខ្មៅជាមួយនឹងខ្យាដំរីពឹសជាពិសេសជាដឹងទៅទៀតពឹសខ្យាដំរីក៏មិនអាចធ្វើអ្វីទៅកាន់គាត់បានឡើយទៅធ្វើឲ្យគាត់អាចកម្ចាត់វាបានយ៉ាងងាយបែបនេះក៏ស្រាប់តែពេលនឹងលឺសូរសំឡេងនោះស្រីអ្នកបានហៅគាត់មកពីក្រោយហានសិនបានឃើញនាងហើយភ្ញាក់ផ្អើលមែនតែនហើយចាយនឹងក៏ជាឈានសៀនសួរបញ្ជាក់ទៀតផងតែលោកគឺជាជីនប៊ីមែនហានសិនហើយតែអញ្ចឹងក៏មិនចង់នៅដែរចង់ដើរចាក់ចេញបន្តាចាយនឹងក៏បានប្រាប់បញ្ឈប់បន្តិចសិនទៅដោយសារតែខ្ញុំចង់ឲ្យលោកនាំខ្ញុំចាក់ចេញពីទីនឹងដែរទៅអញ្ចឹងហានសិនគាត់បានសួរអំពីមូលហេតុចាយនឹងក៏បានតទៅវិញដោយសារតែជើងរបស់ខ្ញុំក្រិចហើយពេលនឹងឈឺជើងដើររួចទេបានដូចអញ្ចឹងហានសិនក៏បានគិតថាហេតុអ្វីបានជាខ្ញុំត្រូវភ័យដោយសារតែពេលនេះខ្ញុំពាក់អាវឈុតចម្បាំងនាងគឺមើលខ្ញុំមិនស្គាល់ឡើយអញ្ចឹងជ្រាបពេលតែនាងរងរបួសខ្ញុំគូណាតែជ្រាបពេលដើម្បីទាញយកផលប្រយោជន៍ខ្លះហានសិនក៏បានប្រាប់ទៅកាន់នាងវិញថាបើតាមមកទៅរបួសរបស់នាងគឺត្រូវបានខ្យាដំរីពឹសខាំឈិនសៀនក៏បានប្រាប់ទៅវិញប្រកាសណាស់ថាវាជ្រាបពេលវេប្រហារនៅពេលដែលខ្ញុំនឹងភ្លេចខ្លួនក៏ស្រាប់តែពេលនឹងហានសិនបានសើចទៅអញ្ចឹងឈិនសៀនក៏បានគិតថាហានសិនចង់ធ្វើអ្វីមកលើនាងនៅពេលដែលនាងរងរបួសអញ្ចឹងទៅក៏បានតដើរគំរាមទៅកាន់ហានសិនបើសិនជាធ្វើអ្វីប្រេះផ្ដាំលើខ្ញុំច្បាស់ណាស់ថាខ្ញុំក៏បដូរជីវិតដើម្បីនឹងតបតជាមួយនឹងលោកហានសិនក៏បានតបទៅវិញនាងយល់ច្រឡំហើយខ្ញុំមានអំណងថាចង់ធ្វើអ្វីប្រេះផ្ដាស់ទៅលើនាងឡើយអំបីមិញខ្ញុំគ្រាន់តែគិតអំពីវិធីសាស្ត្រព្យាបាលតែប៉ុណ្ណោះឈិនសៀនក៏បានប្រាប់តែបន្ថែមទៀតថាបើសិនជាលោកអាចជួយខ្ញុំជិះពីទីនឹងបានខ្ញុំក៏នឹងផ្ដល់សំណងទៅកាន់លោកវិញដែលផ្ដល់ជាលុយកាក់មួយចំនួនអីចឹងទៅដោយសារតែខ្ញុំបានឮថាសៀវឈើប្រាប់ខ្ញុំលោកក៏ត្រូវការលុយទៅអញ្ចឹងជីនប៊ីក៏បានតទៅវិញទៅថាប្រកាសណាស់ប៉ុន្តែវាមិនទាន់នោះទេហានសិនក៏បានដាក់លក្ខខណ្ឌទៅកាន់នាងខ្ញុំអាចជួយនាងបានប៉ុន្តែខ្ញុំមិនចង់បានលុយទេចង់បានពលឹងសត្វមួយចំនួនដើម្បីនឹងផ្លាស់ប្ដូរមិនតដែរយ៉ាងណាទៀតនោះទេគឺសារទៅពេលនៅសាររឿងក៏បានកាត់ទៅដល់ខាងក្រៅចលងភ្នំយើងបានឃើញជាមួយនឹងហានសិនបានអ៊ីវចាយឈិនសៀនចេញមកហើយនៅបានប្រាប់ថាដាក់នាងចុះនៅមកជំរំនឹងទៅហានសិនក៏គិតចឹងផងដែរដោយសារតែគាត់មិនចង់មានបញ្ហាច្រើននៅពេលដែលគាត់ចូលក្នុងជំរំនឹងដើរទៅមុខទៀតចាយឈិនសៀនក៏បានគិតទៅដល់ពេលមុននៅក្នុងរោងភ្នំជាមួយនឹងគ្នានឹងដែលគិតថាឈិនប៊ីម្នាក់នេះគឺពិតជាមិនធម្មតានោះទេដោយសារតែសត្វខ្យាដំរីពឹសគឺពិតជាមានពឹសខ្លាំងប៉ុន្តែឈិនប៊ីអង្គុយស៊ីធ្វើដូចធម្មតាអត់រងផលប៉ះពាល់អីមិនតិចសោះបន្ទាប់ពីគិតចប់ក៏បានទៅដល់មុខជំរំគួយជានៅគៀនកលៀតថ្មមួយនៅក្នុងពេលនឹងធ្វើទៅតាមសន្យាឈិនសៀនក៏បានប្រកល់នៅបលឹងសាទឲ្យទៅកាន់ហានសិនដែលអត់ដឹងថាកម្រិតណាកម្រិតណីទេនេះទាំងពីរបានភាសាគ្នាអំពីចំនួនបន្ថែមទៀតប៉ុន្តែមើលទៅនិយាយត្រូវគ្នាទេបន្ទាប់ពីនឹងទៅហានសិនក៏បានធ្វើដូចជាមនុស្សធម្មតាវិញដើរចូលជំរំគួយជានៅតាមផ្លូវនឹងដែរក៏បានជួបជាមួយនឹងហានហាវទៅវិញក៏បានឃើញហានសិនផងដែរហេតុបានហៅនោះទេដូច្នេះហានសិនក៏បានគិត
ថាពេលធ្វើពុតដូចជាមិនស្គាល់គាត់ប្រហែលជាខ្លាចខ្មាស់គេដល់អញ្ចឹងគាត់បានអ្វីៗច្រើនដែរក៏បានដើរទៅទៀងនៅតាមកលៀតមួយហានហៅក៏បានទៅតាមហានសិននិយាយពាក់ព័ន្ធជាមួយនឹងរឿងដែលហានសិនបានបង្កបញ្ហាជាមួយនឹងឈៀនសៀនហើយនឹងព្រះបត្រានៃឋានសួគ៌អញ្ចឹងហើយចាប់តាមពីពេលនេះតទៅនៅចំពោះមុខអ្នកដតីពួកយើងគឺមិនមែនជាបងប្អូនជីដូនមួយនឹងគ្នាទៀតទេគាត់កំហៅខ្ញុំនៅពេលដែលបានជួបខ្ញុំឲ្យធ្វើដូចជាមិនស្គាល់ទៅហានសិនគាត់បានខ្វល់តែក៏បានដើរចាស់ចេញពីទីនោះបានយល់ព្រមជាមួយនឹងពាក្យសម្ដីដែលហានហៅនិយាយជាមួយនឹងគាត់រួចហើយក៏បានគិតថាហានហៅបើសិនជាឯងមិនព្រមទទួលស្គាល់ថាខ្ញុំគឺជាបងប្អូនជីដូនមុនចឹងខ្ញុំក៏អញ្ចឹងដូចគ្នាសាររបស់យើងក៏បានកាត់បញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះឯងហើយក៏ជាភាគទី7ភាគទី8នឹងដូចជារៀងខ្លីទេដោយសារតែមានធ្វើតាំងពីព្រឹកដល់ពេលថ្ងៃមានត្រូវឡើងទៅភ្នំពេញចឹងហើយក៏បានតែប៉ុណ្ណឹងទេហើយពីម្សិលមិញក៏អត់បានជិះរឿងដែរដោយសារតែមានបនចិត្តទេហើយចឹងទៅចឹងហើយក៏មិនក្រោបនលឺពេកសម្រាប់រត់កើតទេអញ្ចឹងគឺមានតែប៉ុណ្ណឹងទេបាយជួបនៅវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៅរឿងអ្នកប្រយុទ្ធឈុតច្បាំងបិសាចនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅផ្ទះហានសិនយើងក៏បានឃើញជាមួយនឹងហានសិននៅពេលហ្នឹងគាត់គឺពិតជាមានមែនតែនមានទាំងហាប់លុយមេហើយនឹងពេជ្រហើយជាពិសេសជាងហ្នឹងទៅទៀតអាកដេះអីគេនោះគាត់អត់ដឹងថានឹងអីគេទេគាត់គឺពិតជាសប្បាយចិត្តមែនតែនគាត់នឹងយកលុយទាំងអស់នេះឲ្យទៅកាន់ម្ដាយគាត់សំបំណុលគេបន្តទៀតសាររឿងរបស់យើងក៏បានកាត់ទៅដល់ហាងក្រែមួយហានសិនក៏បាននាំប្អូនស្រីរបស់គាត់ជីងជាមួយនឹងម៉ាក់របស់គាត់មកកាន់ទីហ្នឹងហើយនឹងក៏ជាហាងក្រែដ៏ល្បីមួយផងដែរប្អូនស្រីរបស់ហានសិនក៏ពិតជាមានការសប្បាយចិត្តមែនតែនប៉ុន្តែម៉ាក់របស់ហានសិនបានប្រាប់ទៅកាន់ហានសិនថាក្រែមក្នុងហាងមួយនេះគឺពិតជាថ្លៃពេកទេអញ្ចឹងពេលយ៉ាងគូណាកំតែងអីឲ្យសន្សំលុយទៅខ្លះទៅហានសិនបានប្រាប់ទៅកាន់ម៉ាក់របស់គាត់ថាកុំឲ្យមានការប្រហែលនៅពេលនេះពួកយើងមានលុយទេអញ្ចឹងចាប់តាំងពីពេលនេះតទៅពួកយើងក៏នឹងផ្លាស់ប្ដូរហើយខ្ញុំក៏កាន់តែខ្លាំងនៅពេលអនាគតនៅក្នុងពេលហ្នឹងហានសិនចង់ឡើងទៅជាន់ទី2ប៉ុន្តែត្រូវបានអ្នកយាមហាមឃាត់ដោយបាននិយាយថាជាស្រ័យផងលោកបណ្ដាច់ឡើងទៅខាងលើបានទេតែអញ្ចឹងហានសិនគាត់បានសួរអំពីមូលហេតុដូច្នេះលោកតានឹងក៏បានប្រាប់ថាជាន់ទី2នេះគឺសម្រាប់តែពួកឯកជនជាមួយនឹងបកលល្បីៗតែប៉ុណ្ណោះទៅអាចឡើងបានហានសិនបានលឺហើយក៏បានទិញផងដែរម៉ាក់របស់គាត់ក៏បានប្រាប់ទៅកាន់គាត់ថាមិនអីនោះទេយើងទិញនៅទីនេះក៏បានដែរហានសិនក៏បានយល់ព្រមទាំងមិនអស់ចិត្តរួចហើយក៏បានសន្យាជាមួយនឹងខ្លួនឯងថាថ្ងៃណាមួយខ្ញុំក៏នឹងក្លាយជាអភិជនឬក៏ជាបកលល្បីបានឆាប់តាមដែលធ្វើទៅបាននឹងបន្តពីនឹងទៅហានសិនក៏បានជិះរថភ្លើងដើម្បីទៅផ្ទះវិញក៏ល្អផងដែរមនុស្សច្រើននោះច្រើនបន្តមកក៏សារទីកង់រថភ្លើងហាក់បីដូចជាមានបញ្ហាបន្តិចចឹងហើយហានសិនក៏បានខ្ទាតទៅបុកចំពីក្រោយចាយឈានសៀនដែលបានជិះរទេះភ្លើងនឹងដែរហើយមិនត្រឹមតែប៉ុណ្ណឹងទេក៏បានប៉ះបន្តិចទៀតដល់អញ្ចឹងមានអីទៀតស៊ីមកកែងហានសិនក៏បានសង្ភ័យទៅកាន់នាងចាយឈានសៀនក៏បានលន់មកថាគឺជាលោកទៀតហើយមែនបានដឹងចឹងហើយនឹងក៏ពិតជាមានការផាត់ភ័យតែម្ដងហានសិនចឹងហ្នឹងចាយឈានសៀនក៏នៅតែបន្តស្ដីបន្តទៅកាន់ហានសិនឲ្យចេះចុះទៅហើយទោះបីជាហានសិនខំប្រឹងបញ្យល់មូលហេតុថាក៏ដោយសារតែបាញ់រថភ្លើងចាប់ប្រាំងបានធ្វើឲ្យខ្ញុំបានខ្ទាតទៅបុកជាមួយនាងពីក្រោយចឹងទៅប៉ុន្តែចាយនឹងគឺមិនស្ដាប់អំពីហេតុផលនឹងឡើយនឹងបន្តពីអញ្ចឹងទៅរថភ្លើងក៏បានទៅដល់គោលដៅចុះពីលើរថភ្លើងវិញចាយឈានសៀនក៏នៅតែប្រាប់ទៅកាន់ហានសិនថាខ្ញុំមិនដោះលែងលោកទៅឡើយគ្រាន់តែរងចាំពេលវេលាប៉ុណ្ណោះខ្ញុំក៏នឹងចាត់ការទៅលើលោកដើរទៅមុខបន្តទៀតយើងក៏បានឃើញជាមួយនឹងទាហានយ៉ាងច្រើនបានស្វាគមន៍ទៅលើចាយឈានសៀននឹងទៅអញ្ចឹងហានសិនក៏បានដឹងផងដែរថានេះគឺជាមេបញ្ជាការនៅភូមិភាគអគ្នេយ៍ដល់អញ្ចឹងគឺការទៅភ័យមួយកម្រិតទៀតហើយគាត់ថានៅពេលអនាគតគាត់គួរណាស់ទៅដើរកិច្ចពីនាងបន្តិចទៅជាពិសេសអត្តសញ្ញាណរបស់ជិនប៊ីគ្រឿងតែមិនអាចបង្ហាញបានទៀតមុននឹងបន្តសាររឿងទៀតបើសិនជាគ្នាយើងណាចង់មើល Anime 2D Japan ដែលមាន2រឿងក្នុង Channel OI Special ដែលមានក៏សុទ្ធតែសម្រាប់ចាប់អស់ហើយនៅឡើយដល់អត់មានអ្នកមើលអញ្ចឹងហើយបើគ្នាយើងចង់មើលកុំភ្លេចចូលទៅមើលក្នុង Channel ហ្នឹងផងណាហើយបើសិនជាគ្នាយើងមិនឃើញមានដាក់ link នៅក្នុង comment ឬក៏ description គ្នាយើងអាចចូល search បានណា search Channel OI Special ឬក៏ search ចំណងជើងរឿងវេទមន្តគ្រប់គ្រងពិភពលោកឬក៏ឆ្លងភពធ្វើជាអ្នកកោះហៅខ្លាំងជាងគេលើលោកនិងក៏សូមជម្រាបទឹកមុនផងដែរថាពេលនេះសម្លេងមានដូចជារៀងបដូរទៀតហើយដោយសារតែមានសម្រាប់ដោយលក្ខណៈឋានយ៉ាសាលើប្រមាណទេដល់អញ្ចឹងចូលទៅកាន់សាររឿងយ៉ាងវិញហានសិនបន្តពីដើរកើតអស់80ម៉ោងហើយនឹងក៏ស្រាប់តែធានយ៉ាងបានហៅដោយសារតែគេពេលនេះចង់ណែនាំការងារល្អឲ្យទៅកាន់ហានសិនបានធ្វើប៉ុន្តែហានសិនក៏បានតទៅវិញទៅថាមិនអីទេលបងចាំមិនត្រូវការឡើយហើយក៏ចង់ដើរចាក់ចេញប៉ុន្តែក៏ត្រូវបានធានយ៉ាងមហាមគាត់ដូចជាបានប្រាប់ទៅកាន់ហានសិនថាបើសិនជាហៅមកគឺត្រូវតែមកសាររឿងយ៉ាងនៅពេលនេះក៏បានកាត់ទៅដល់លើព្រៃភ្នំមួយយើងក៏បានឃើញជាមួយមនុស្សជាច្រើនក្នុងនោះក៏មានហានសិនជាមួយព្រះបត្រានៃឋានសួគ៌ហើយមនុស្សជាច្រើនអ្នកនឹងត្រូវបានព្រះបត្រានៃឋានសួគ៌ជួលមកដើម្បីតាមប្រមាញ់សត្វដោយសន្យាថាឲ្យលុយយ៉ាងច្រើនក៏ស្រាប់តែពេលនឹងពួកគេក៏បានមកដល់រណ្ដៅមួយដែលធានយ៉ាងបានប្រាប់ទៅកាន់ព្រះបត្រានៃឋានសួគ៌ដែលគឺជាធានជឿថានៅទីនេះឲ្យលោកម្ចាស់បន្តមកក៏បានបដាជាពិសេសទៅកាន់ហានសិនថាឯងក៏ត្រូវធ្វើការងារបានល្អណាស់កុំឲ្យធ្វើឲ្យខ្ញុំខកបំណងលើឯងនិយាយចេញមកល្អទេប៉ុន្តែហានសិនក៏បានគិតថារណ្ដៅនេះគឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់វាអាចនឹងបន្ថយជីវិតថែមទៀតបែបពីអ្នកនេះមើលទៅទុកចិត្តមិនបានមែនសាររឿងរបស់យើងក៏បានកាត់ទៅដល់ក្នុងរណ្ដៅនេះវិញពួកគេទាំងអស់គ្នាក៏បានដើរចូលមកខាងក្រោមក៏តែទីមានអារម្មណ៍ថាកំពុងតែមានអ្វីមួយយ៉ាងសម្លឹងមកលើពួកគេដូច្នេះពួកគេគឺត្រូវតែបង្កើនការប្រុងប្រយ័ត្នប៉ុន្តែក៏ត្រូវបានធានយ៉ាងថាឲ្យពួកគេយាពួកឯកំសាទាំងអស់នេះឆាប់ដើរចូលទៅលឿនទៅតែចង់បានលុយដែរអត់ថាគេកំសាទេប៉ុន្តែខ្លួនឯងដើរពីក្រោយគេសោះហ្នឹងក៏ស្រាប់តែពេលនឹងពួកគេក៏បានប្រទះជាមួយនឹងបាំងមួយនៅខាងមុខដល់អញ្ចឹងធានយ៉ាងក៏បានបញ្ចេញទុក3
ដៃ4ឲ្យទៅកាន់ពួកគេដើម្បីនឹងជិះដំណើរឆ្លងបឹងមួយនេះដោយឡែក Hansen បានឃើញអញ្ចឹងហើយនឹងហាក់បីដូចជាមានអារម្មណ៍ថាចម្លើយចិត្តផងដែរដែលឲ្យពួកគេឡើងទូកទៅមុនប៉ុន្តែខ្លួនឯងឈរចាំពីក្រោយយ៉ាងណាក្ដីក៏បានសម្រេចចិត្តឡើងក៏ក្នុងពេលហ្នឹងនៅក្រោមបាតបឹងនេះវិញយើងក៏ហាក់បីដូចជាបានឃើញសត្វចម្លែកអ្វីមួយយ៉ាងធំវាក៏បានលើកចេញមកខាងលើដូចជាអ្នកក្រែកមួយក្បាលអញ្ចឹងបានបើកការវាយប្រហារទៅលើពួកគេដែលបានជិះទូកសម្ដៅទៅត្រើយមកខាងទៀតព្រះបត្រានិធានសួរដែលគឺជាធានជើនេះវិញក៏បាននិយាយផងដែរថាទីបំផុតវាបានបង្ហាញខ្លួននៅសត្វដែលមានជាប់ពាក់ព័ន្ធជាមួយលិខិតព្រះក៏ជាសត្វឈាមទៅទេវភាពដែលឡាយក្រុមប្រមាញ់ដែលបានជិះទូកតាមបាញ់ពួកគេក៏ពិតជាមានការផាត់ផាយតែម្ដងស្រែកឲ្យជួយផងហើយសត្វចម្លែកនឹងក៏នៅតែបន្តបើកការវាយប្រហារទៅលើពួកគេសម្រាប់មនុស្សជាបន្តបន្ទាប់មិនត្រឹមតែប៉ុណ្ណឹងនោះទេអ្នកដែលបានឡើងមកខាងលើកោកវិញតាន់ពេលក៏ត្រូវបានធានជឿសម្រាប់ចោលទៀតនឹងបានដៀលថាពួកអាកំសាក៏តែបែងប្រៃផ្សាយមែនតើបើសិនជាពេលនេះមាននរណាគេម្នាក់ចង់រត់ទៀតប្រកាសណាស់ថាខ្ញុំក៏នឹងសម្លាប់ចោលដូចគ្នាដូច្នេះពួកនឹងក៏មានជំរឿអ្វីក្រៅពីបន្តទៅមុខទៀតឡើយចំណែក Hansen ឯវិញក៏បានគិតផងដែរមើលទៅប្រហែលជាមនុស្សគ្រប់គ្នាក៏ប្រកាសជាបាត់បង់ជីវិតបើសិនជានៅតែបន្តបែបហ្នឹងទៀតសត្វចម្លែកនៅតែបន្តបើកការវាយប្រហារទូកនៅពីក្រោយទូក Hansen បណ្ដាពួកគេនៅពីក្រោយគឺបាត់បង់ជីវិតចិត្តអស់ដោយឡែកទូក Hansen ក៏អញ្ចឹងដូចគ្នាបន្តមក Hansen ក៏បានធ្លាក់ចុះក្នុងទឹកពាក់នៅឈុតចម្បាំងបិសាចចេញមកហើយបានហើរទៅច្រាស់មកខាងទៀតបានយ៉ាងជោគជ័យដោយឡែកព្រះបត្រានិធានសួរជាមួយមនុស្សដទៃទៀតដែលពេលនេះសល់តែគ្នា7នាក់តែប៉ុណ្ណោះក៏បានទៅដល់ច្រាស់មកខាងទៀតដូចគ្នាបានដើរទៅមុខបន្តទៀតក៏ពេលនឹងបានប្រទះជាមួយនឹងពងរបស់សត្វនាគបាញ់ហ្នឹងអបិធានជឿនឹងបានឃើញអញ្ចឹងនឹងគឺពិតជាសប្បាយចិត្តមែនតែសើយ៉ាងលឺបញ្ជាអ្នកទាំងពីរនៅទៅយកពងនាគអ្នកទាំងពីរទោះបីជាមិនហ៊ានក៏ត្រូវទៅយកដែរពងនាគទាំងពីរនឹងមើលទៅធ្ងន់មែនតែអ្នកទាំងពីរលើកសឹងតែបាក់ចកេះក៏ស្រាប់តែពេលនឹងអ្នកបាញ់ក៏បានបង្ហាញខ្លួននៅពេញលើដោយបានធ្វើអ្នកទាំងពីរនេះបានឃើញអញ្ចឹងហើយនឹងគឺពិតជាមានការផាត់ផៃធានជឿក៏បានសម្រុកចូលទៅយកពងនាគនឹងបានគឺចេញមកក្រោយយ៉ាងលឿនចំណែកឯធានយ៉ាងក៏បានទៅតាមឲ្យបានបោះពីអ្នកនេះឲ្យទៅកាន់នាគស៊ីក៏បានធ្វើអ្នកដែលបានរស់រានមានជីវិតក៏ពិតជាមិនពេញចិត្តទេនៅទាំងបែបនេះបៈធានជឿកំពុងតែសប្បាយចិត្តក៏ស្រាប់តែពេលនឹងបានលើកចេញដដៃមនុស្សម្នាក់ចេញមកដែលបានឃើញហើយអបិនឹងក៏បានលន់មកថាគឺជាគេទៀតឯងម្នាក់នឹងក៏ជាជិនប៊ីដាក់ទៅកាន់អបិធានជឿមួយដៃបណ្ដាលើពងទៀតជាងពីដៃហើយជិនប៊ីក៏បានទៅយកវាកាន់នៅដៃទាំងពីរនឹងបានដាក់មេប្រូយទៅយ៉ាងលឿនតែម្ដងហើយតែអញ្ចឹងនឹងធានជឿក៏កាន់តែខឹងមួយតង់ទៀតឯងនិយាយឈ្មោះជិនប៊ីទាំងកំហឹងចំណែក Hansen ដែលកំពុងតែរត់នឹងក៏ពិតជាសប្បាយចិត្តមែនតែដោយសារតែពេលនេះចំណេញទៀតឯងប៉ុន្តែក៏មិនល្អដែរក៏ដោយសារតែអ្នកនេះស្ទាក់មុខនឹងជាពិសេសជិនប៊ីក៏មកពីក្រោយប៉ុន្តែក៏មិនមានបញ្ហាអ្វីសម្រាប់ Hansen ឡើយ Hansen ក៏បានច្បាច់ពងអ្នកមកក្រោបឲ្យបែកមិនបែកតែគ្រាន់តែប្រាចិត្តបែកតែប៉ុណ្ណោះហើយបានបោះវាឲ្យទៅកាន់ធានជឿឌឺដងទៅកាន់ធានជឿតែដោះស្រាយជាមួយនឹងពូធំនៅចំនួនខ្ញុំផងណាហើយតែអញ្ចឹងឯនឹងធានជឿក៏កាន់តែមានកំហឹងជាងមុនថែមទៀតប៉ុន្តែបញ្ចេញមិនកើតនោះទេសន្យាថាថ្ងៃណាមួយខ្ញុំនឹងសម្លាប់ឯងឲ្យបានប៉ុន្តែក៏រឿងសងសឹកក្នុងពេលហ្នឹងគឺហួសពេលលេងដោយសារតែអ្នកក្រែកនេះកំពុងតែហាមាត់ហក់តបាក់យ៉ាងធំចំពីមុខធានជឿមើលទៅប្រតិកម្មសឹងតែមិនទាន់នោះទេនឹងក៏មិនទាន់ដឹងថាយ៉ាងណានៅតែសាររឿងយ៉ាងក៏បានកាត់ទៅដល់ Hansen វិញម្ដងពោះរបស់គាត់នៅពេលហ្នឹងគឺប៉ោងសឹងតែផ្ទុះឲ្យក៏ដោយសារតែស៊ីពងអ្នកបាញ់ហ្នឹងក៏ទៅដល់ព្រះបត្រានិធានសួរពេលនេះប្រកាសជាខឹងងាប់ឯក៏ដោយសារតែ2ថ្ងៃផ្លានបាន2ដងក៏គិតអំពីសមត្ថផលដែលទទួលបានផងដែរថានៅពេលនេះសារឈាមទៅទេវភាពរបស់គាត់ក៏បានកើនឡើងទៅដល់13បន្ទុកចំពោះអត្តសញ្ញាណគឺជាជិនប៊ីមើលទៅក៏ត្រូវតែលាក់បាំងបន្តទៀតកំពុងទៅដល់សប្បាយចិត្តនឹងក៏ស្រាប់តែពេលហ្នឹងបានជួបជាមួយនឹងចាយឈិនសៀនម្ដងទៀតឯងចាយនឹងក៏បានយកទៅកាន់ Hansen មកទៅលោកគឺបានលាក់ខ្លួនអស់15ថ្ងៃទៅចេញមក Hansen ហើយតែអញ្ចឹងបានគិតផងដែរថាពេលនេះចប់ហើយទាំងតែការប៉ັດទៅចាយឈិនសៀនគឺជាទូវាយស្រីប៉ុន្តែគ្រាន់តែថាពួកគេមិនតន់យល់ចិត្តគ្នាអញ្ចឹងទៅឆ្លោះគ្នារហូតនឹងតែរឿងបន្តទៀតក៏បានកាត់ទៅដល់បន្ទប់មួយដែលគឺជាបន្ទប់ធ្វើឡើងសម្រាប់ប្រយុទ្ធគ្នាដោយមីចាយនៅពេលនេះក៏បានប្រាប់ទៅកាន់ Hansen ថាចាប់ចូលវែងនឹងមកបើសិនជាអាចឈ្នះនាងបានប្រកាសណាស់ថាថ្ងៃអនាគតនាងនឹងឡាយរំខានលោកទៀតឯង Hansen ក៏បានតទៅវិញនាងគឺជាមនុស្សម្នាក់ដែលមានសែនឈាមនៅតែវិភាពចិត្តដល់បន្ទុក100ឯងមិនត្រឹមតែប៉ុណ្ណឹងនោះទេក៏មានបទពិសោធន៍ក្នុងការហ្វឹកហាត់នៅក្នុងយោធាហើយក៏មានប្រលឹងសត្វកម្រិតខ្ពស់ជាច្រើនផងដែរអញ្ចឹងតែខ្ញុំអាចជាដៃគូរបស់នាងបានដោយរបៀបណាទៅអញ្ចឹងចាយនឹងក៏បានប្រាប់ទៅកាន់ Hansen វិញថានាងមិនប្រើប្រាស់ប្រលឹងសត្វនាងទេហើយបើសិនជាក្នុងចំនួន50ដងដែលនាងជាមួយនឹង Hansen បន្តប្រយុទ្ធគ្នាហើយនឹងពួកយើងក៏នឹងបញ្ចប់ចំនួនជាមួយនឹងគ្នា Hansen ក៏បានតបទៅកាន់នាងវិញថាមកទៅក៏ពិតជាមិនអាចទៅរួចនោះទេប៉ុន្តែចាយជាសៀនមិនខ្វល់នោះទេហើយក៏បានចេញក្បាលគឺស្រាប់តែបានស៊ីមួយដៃរបស់ Hansen បាត់ហើយទៅធ្វើឲ្យចាយនៅពេលនឹងក៏ពិតជាមួម៉ៅមែនតែ Hansen ក៏បានសុំទោសទៅកាន់នាងផងដែរថាខ្ញុំមិនតដឹងនោះទេថាពេលនេះគឺទៅចាប់ផ្ដើមចាយនឹងក៏បានគិតផងដែរថាកម្ដាប់ដៃរបស់គេក៏ពិតជាលឿនប៉ុន្តែគិតថាប្រហែលជាមិនបាញ់មិនខ្ញុំមានការធ្វើប្រហែលដូច្នេះគឺត្រូវតែប្រុងប្រយ័ត្នបន្ថែមទៀតគិតចាប់ស៊ីម្ដាយកដាលមកទៀត Hansen ធ្វើដូចជាមិនដឹងបានសួរទៅកាន់នាងថាតើនាងមិនអីទេមែនប៉ុន្តែក៏មើលពីចាយឈៀនសៀននេះវិញនៅពេលនេះក៏ពិតជាមានកំហឹងមែនតែមកផ្លែស៊ីពីដៃណាមិនខឹងក៏បានចុះទៅដាក់ Hansen យកដាក់យកវេយហនតតផងដាក់គេចំពីដៃទេប៉ុន្តែគេដាក់មកវិញឡើងទួសាច់អញ្ចឹងហើយសាររឿងរបស់យើងក៏ត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្្នឹងនោះទេហើយក៏ជាភាគទី9ភាគទី10របស់យើងអញ្ចឹងបើសិនជាមានកំណត់កុសឆ្គងអ្វីសង្ឃឹមថាគ្នាជាស្រ័យផងណាបាយបាយ
សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៃរឿងអ្នកប្រយុទ្ធឈុតចម្បាំងបិសាចមុននឹងចូលទៅដល់វីដេអូគ្នាកុំភ្លេច comment លេងក៏ដូចជាឲ្យមេដាយមានអ្នកមួយផងណានៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែល Hansen គាត់បានដើរចេញពីបន្ទប់សាឡបងអត់ទេគឺបន្ទប់ប្រយុទ្ធមើលទៅកាន់មុខមាត់របស់គាត់ទៅហើមអស់លេងទាំងស៊ីប្រមាណដៃប្រមាណកាភ្លៀងអីទេអាហ្នឹងឯវេគេបានពីរដៃប៉ុន្តែគេដាក់វិញទូសាច់ Hansen នៅពេលហ្នឹងក៏បានគិតផងដែរថាគ្រាន់តែ50ស្លារបស់ចាយនឹងគេតុបតល់មិនជាប់ផងបើមិនពឹងផ្អែកទៅលើឈុតចម្បាំងបិសាចគេនៅតែតន់ខ្សោយដូច្នេះគឺត្រូវតែបង្កើនការហាត់ធ្វើដងដើម្បីធ្វើគេកាន់តែខ្លាំងខ្សែរឿងរបស់យើងនៅពេលនេះក៏បានកាត់ទៅដល់ចាយឈៀនស្វន់ដែលកំពុងតែងូតទឹកនាងក៏បានគិតអំពីការប្រយុទ្ធជាមួយនឹង Hansen មកទៅហាក់បីដូចជាចម្លែកគេអាចវេខ្ញុំបាត់រហូតតតែពីរដៃទាំងដូចខ្ញុំគឺមិនដឹងខ្លួននាងក៏បានគិតថាទៅនេះគឺជាការវេប្រហារដ៏លួចឆ្មក់មែនអញ្ចឹងហើយនាងក៏ត្រូវតែសិក្សាអំពីវាបន្ថែមទៀតបន្ទាប់ពីហ្នឹងទៅនាងក៏បានចាក់វីដេអូអំពីការប្រយុទ្ធគ្នារវាងនាងជាមួយនឹង Hansen និងបានវិភាគអំពីសាច់ស្នៀតដែល Hansen បានប្រើប្រាស់ដូច្នេះក៏បានគិតថា Hansen នេះក៏ពិតជាមានទេពកោសល្យយ៉ាងណាក្តីក៏នៅតែខាងដដែលក៏ដោយសារតែគេមានចរិតមិនល្អនោះទេដូច្នេះខ្ញុំមិនដោះលែងគេដែលងាយៗបែបនេះឡើយបន្តមកសាររឿងរបស់យើងក៏បានកាត់ទៅដល់ហាងមួយដែលបានលក់នៅគម្ពីរក្បាច់គុនដោយលោកតាអ្នកលក់នៅពេលនោះក៏បានរៀបរាប់អំពីកម្រិតនៃក្បាច់គុនឲ្យទៅកាន់ Hansen ផងដែរដោយកម្រិតគម្ពីរនៃក្បាច់គុនបែងចែកជាថ្នាក់ដំបូងថ្នាក់កម្រិតមធ្យមថ្នាក់កម្រិតខ្ពស់និងថ្នាក់ជាន់ខ្ពស់ហើយអញ្ចឹងមើលទៅមួយណាដែលឯងចង់បានហើយ Hansen ក៏បានជ្រើសរើសក្បាច់គុនមួយប៉ុន្តែមិនទាន់ដឹងថាកម្រិតណានៃឡើយដោយបែបនេះព្រឹទ្ធាចារ្យបានប្រាប់ទៅកាន់ Hansen ផងដែរហើយវាគឺជាក្បាច់គុនមួយទៅទាមទារកាយសម្បទារឹងមាំដើម្បីនឹងហាត់ប៉ុន្តែ Hansen គឺខ្វល់ឡើយបានហុចកានឲ្យទៅកាន់ព្រឹទ្ធាចារ្យឈរចំនួន1លានក៏បានគិតអំពីបច្ចេកទេសហ្វឹកហាត់រាងកាយបន្ទាប់ពីគាត់បានហាត់ធ្វើរាងកាយរបស់គាត់គឺកាន់តែរឹងមាំក៏បានគិតអំពីពាក្យសម្ដីប៉ារបស់គាត់ដែលធ្លាប់ប្រាប់ទៅកាន់គាត់ថាការលងបន្លាចនៃវិញ្ញាណអាក្រក់គឺមានប្រសិទ្ធភាពចំពោះស្ត្រីអញ្ចឹងនៅពេលដែលខ្ញុំរៀនចេះខ្ញុំក៏នឹងអាចដោះស្រាយជាមួយនឹងឈិនស្វ័នបាននេះលុះបន្ទាប់ពីចេញរួចហើយ Hansen ក៏បានដើរចេញទៅវិញហើយក៏ពេលនេះបានកន្លងផុតទៅពី3ថ្ងៃទៀតទេ Hansen ក៏បានគិតផងដែរថារៀនមិនចេះសោះបច្ចេកទេសលងវិញ្ញាណអីហ្នឹងដែលកែប្រែឡើងវិញគឺវាប្រហែលវិញ្ញាណហ្នឹងប្រហែលដោយឡែកកាន់តែរៀន Hansen គឺកាន់តែមានអារម្មណ៍ថាអត់ប្រយោជន៍ទៅមិនដឹងទេសំឡេងមានដូចជារៀងកងួតទេឬសារតែមានសម្រាយម៉ោង7ព្រឹកនៅពេលហ្នឹងក៏បានដើរទៅមើលសត្វថ្មីសម្រាប់នៅពេលនេះវាក៏បានវិវត្តទៅដល់សត្វកម្រិតផ្លាស់ប្ដូរហើយនៅបន្តិចទៀតទេនឹងឈានដល់កម្រិតឈាមទៅទេវភាពក៏ស្រាប់ទៅពេលហ្នឹង Hansen ក៏មានអារម្មណ៍ថាឆ្ងល់ហាក់បីដូចជាគាត់បានភ្លេចអ្វីមួយអញ្ចឹងគិតចុះគិតឡើងក៏ស្រាប់តែនឹកឃើញដោយសារតែគាត់មិនទាន់បានសាកល្បងព្រលឹងសត្វផ្លាស់ប្ដូរដែលឈានសៀនឲ្យមកកាន់គាត់ឡើយអញ្ចឹងក៏នៅទៅរកកន្លែងដើម្បីនឹងសាកល្បងបន្ទាប់មក Hansen ក៏បានទៅប្រៃអត្តសញ្ញាណគឺជាជាតិ B ហើយក៏ទីនេះគឺជាទីតាំងល្អដើម្បីនឹងសាកល្បងផងដែរបញ្ចេញនៅព្រលឹងសត្វនឹងចេញមកចេញក៏បានឃើញជាមួយនឹងឆ្មាខ្មៅមួយក្បាលខ្ជូតមែនតែនបន្ទាប់ពីបានឃើញអញ្ចឹងនឹង Hansen ក៏ពិតជាផ្ទះផ្អើលមែនតែនក៏បានគិតអំពីព្រលឹងសត្វគេមានពីរប្រភេទប្រយុទ្ធនិងប្រភេទអត់ប្រយុទ្ធអញ្ចឹងក៏ឆ្ងល់មែនតែននេះគឺជាព្រលឹងសត្វទេរិឆានមែនទេចំណែកព្រលឹងសត្វនឹងក៏នៅតែយំម៉ែវអញ្ចឹងបន្ទាប់ទៀត Hansen ក៏បានប្រើប្រាស់ឲ្យឆ្មានឹងទៅសម្លាប់សត្វបិសាច3ទៀតដើម្បីចង់ដឹងអំពីសមត្ថភាពព្រលឹងឆ្មានឹងខ្លួនតូចទេប៉ុន្តែហ៊ានមែនតែនសម្រុកចូលទៅវេប្រហារសត្វចម្លែកប៉ុណ្ណាណៃប៉ុន្តែត្រូវបានខ្ទាតមកវិញទៀតមកចំជើង Hansen តែម្ដង Hansen ក៏បាននិយាយទាំងមួយចិត្តផងដែរថាខ្សោយពេកទេតែនឹងគឺជាព្រលឹងសត្វចម្លែកមែនទេអត់សឹងតែមិនបានមួយវិនាទីផងក៏ចាញ់ដែរឆ្មានឹងក៏នៅតែយំម៉ែវចំណែក Hansen ក៏បានកើតទៀតទេប្រហែលជាគាត់ចាញ់បោកឈានសៀនហ្នឹងឯងតែបានឲ្យព្រលឹងសត្វគួរស្រឡាញ់មកកាន់គាត់ហើយនៅចេះប្រយុទ្ធទេដូច្នេះក៏មិនគិតច្រើនដែរបើសិនជាអញ្ចឹងទៅហើយគាត់នឹងធ្វើការប្រយុទ្ធដោយខ្លួនឯងសម្រួលចូលទៅប្រាប់ថាអាសត្វចម្លែកអាហារពេលថ្ងៃរបស់ខ្ញុំនៅពេលនេះគឺជាឯងក៏មិនតាន់ដឹងយ៉ាងណានោះទេសាររឿងរបស់យើងក៏បានកាត់មកដល់នៅក្រោយថ្មមួយយើងក៏បានឃើញជាមួយនឹង Hansen ក៏កំពុងតែអង្គុយអាំងសាច់លន់មកថាឈ្ងុយមែនតែនចំណែកឆ្មាគឺអង្គុយមើលឡើងស្រក់ទឹកមាត់ឯងដូច្នេះ Hansen ក៏បានបេះម្ដងមួយវាប៉ុន្តែក៏មានការឆ្ងល់ផងដែរក៏ដោយសារតែធម្មតាព្រលឹងសត្វបិសាចគឺមិនចេះស៊ីឡើយប៉ុន្តែព្រលឹងបិសាចឆ្មាមួយនេះវាស៊ីអាហារនៅពេលដែលវារងរបួសហើយបានធ្វើរបួសរបស់វាគឺបានជាសះស្បើយក៏មិនសូវខ្វល់ប្រហែលដែរបើសិនជាវាគឺមិនអាចជួយគាត់ក្នុងការបោកបាញ់បានទៅហើយចឹងទុកវាកំដរគាត់ទៅនឹងចាប់តាំងពីពេលនេះតទៅគាត់នឹងហៅវាថាមេវជនខណៈនឹងដែរក៏ស្រាប់តែមានមនុស្សម្នាក់គឺបានរត់មកទីនេះហើយបានស្រែកឲ្យជួយប៉ុន្តែ Hansen មិនได้ជួយទេរត់ដែរនឹងក៏លើសារទៅពីក្រោយមានបិសាចមកវងដេញតាមខាំបើសិនជា Hansen នៅម្នាក់ឯងប្រកាសជាសម្លាប់បិសាចទាំងអស់ហើយប៉ុន្តែឥឡូវនេះគឺមានមនុស្ស2នាក់មិនចង់អត្តសញ្ញាណគឺជិន B ត្រូវបានបែកធ្លាយអញ្ចឹងគេមានតែរត់ដែរទៅម្នាក់រត់នៅក្រោយនឹងគឺព្យាយាមប្រាប់ទៅកាន់ Hansen ថាជួយខ្ញុំផងត្រូវការលុយប្រមាណខ្ញុំនឹងឲ្យបើសិនជាលបងជួយខ្ញុំបើទោះបីជាអញ្ចឹងក្តី Hansen ក៏អត់ឈប់ដែរក៏បានបន្តរត់ទៅមុខទៀតហើយបានតង់វងមួយឡើងទៅលើច្រាំងថ្មបានយ៉ាងជោគជ័យម្នាក់ដែលរត់តាមពីក្រោយក៏បានប្រាប់ទៅកាន់លបងតង់ខ្ញុំឡើងផងដូច្នេះ Hansen ក៏បានតង់អប៉ិនឹងឡើងលើបានជោគជ័យដូចគ្នានិងក៏បានគេចផុតអំពីសត្វចម្លែកទាំងអស់នឹងហើយមើលទៅវាទៅគឺនៅពីក្រោមនឹងយ៉ាងច្រើនម្នាក់នឹងក៏បានអរគុណទៅលើ Hansen ដែលបានសង្គ្រោះជីវិតគេអំបញ្ញមិញនឹងអញ្ចឹង Hansen ក៏បានតទៅវិញនៅពេលស្ថានភាពគឺអាសន្នមុនពេលដែលសត្វនេះបានចាក់ចេញយើងមិនអាចចុះដើម្បីត្រឡប់ទៅជំរំវិញបានទេនិយាយអញ្ចឹងតែបើមិនឯងបានធ្វើអ្វីបានជាសត្វនេះដេញឯងខ្លាំងម្លេះមិនចាំបាច់ឆ្ងល់ទេក៏ដោយសារតែសម្លាប់គ្នាវានឹងទៅវាដេញតាមក៏បានស្គរក្របមួយឲ្យទៅកាន់ Hansen ទៅវាគឺជាស្គរក្របដែលមានសមត្ថភាពជាបារបួសក៏ទៅរឿងចិនធ្វើអីក៏សមដែរដោយឡែកស្គរក្របនឹងគឺពិតជាមានតម្លៃថ្លៃ Hansen ក៏បានគិតផងដែរប្រហែលជាអត្តសញ្ញាណមនុស្សម្នាក់នេះគឺពិតជាមនុស្សមិនធម្មតាឡើយអាចថាគឺជាអភិជនម្នាក់នឹងក៏បានសួរថាតើលោកឈ្មោះអ្វី
Hansen ក៏បានតបថា Hansen ចំណែកខ្ញុំវិញគឺមានឈ្មោះថា Lin Pai Fang និយាយចឹងទៅទីនេះស្ថិតនៅចម្ងាយប្រមាណទៀតពីទីសក្ការៈនៃជំរំគួយជាអញ្ចឹងបើសិនជាលបងសួរអំពីទីសក្ការៈទៅហើយនោះបើធ្វើដំណើរថ្មើរជើងប្រហែលជា10ថ្ងៃទៅដល់បានលឿនអញ្ចឹងហ្នឹងអាប៉ែឡើងភ្ញាក់មែនទេមានន័យថាទឹកចំគឺមកជំរំគួយជាហើយមែននឹងប្រហែលជាគេមកពីជំរំផ្សេងទៀតអីចឹងទៅហើយអំវែងផ្លូវមិនហ្នឹងហើយបានប្រាប់ទៅការលបងសិនក៏មិនមានការព្រួយបារម្ភអីនៅពេលដែលខ្ញុំត្រឡប់ទៅវិញខ្ញុំក៏នឹងសងគុណលបងដែលបានសង្គ្រោះជីវិតខ្ញុំបាញ់មិញហ្នឹងមិនថាត្រូវលះបង់អ្វីនោះទេ Hansen ក៏បានប្រាប់ទៅការនៅប៉ែនឹងក៏បានគិតអំពីរឿងនេះនៅពេលហ្នឹងអីគួរនៅទៅរកវិធីសាស្ត្រដើម្បីនឹងចាក់ចេញពីទីហ្នឹងទៅបញ្ហាចម្បងពួកគេនៅពេលនេះគឺអត់មានទឹកហើយនិងអាហារជាពិសេស Lai Fang គឺពិតជាឃ្លាននៅខ្លាំងណាស់ដល់អញ្ចឹង Hansen ក៏បានដល់យកអាហារហើយនឹងទឹកមួយកែវដែលបានប្រាប់ថា10000 យួនអញ្ចឹងនៅជាទៅរលុយទៀតប៉ែនឹងលឺហើយឡើងមកថាថ្លៃម្លេះអញ្ចឹង Hansen ក៏បានសួរទៅកាន់គេវិញតើឯងយកដែរអត់ដូច្នេះ Lai Fang ក៏បានប្រាប់ថាខ្ញុំយកប៉ុន្តែពេលនេះអត់មានលុយចោលខ្លួនតែចាំទៅវិញចាំសង1គុណនឹង3ពេលវេលាទាំងអ្នកទាំងពីរនៅទីនេះគឺកាន់តែបន្តយូរទៅដល់ឡៃសាច់ចម្លែកនៅពីក្រោមនឹងគឺមិនតាន់ចុះតាណាឡើយដូច្នេះ Hansen ក៏ចង់ឡើងទៅលើបន្តទៀតដើម្បីនឹងស្វែងរកផ្លូវចេញហើយបានប្រះបលៃហ្វាំងនៅរោងចាំនៅហ្នឹងហើយប្រហែលជាពួកយើងគឺអាចចុះទៅតាមផ្លូវម្ខាងទៀតបានអញ្ចឹងឡៃហ្វាំងក៏បានប្រាប់ឲ្យលបងគឺពិតជាមានការប្រុងប្រយ័ត្នផង Hansen ក៏បានតទៅវិញគុំបារម្ភឲ្យបន្តមកក៏បានឡើងទៅរហូតដល់តែថ្ងៃប៉ុន្តែក៏មិនអត់ប្រយោជន៍ដែលប្រើប្រាស់កម្លាំងឡើងភ្នំបែបនេះក៏បានធ្វើបច្ចេកទេសនៅការបន្លាយវិញ្ញាណអាក្រក់របស់គាត់គឺបានការឡើងផងដែរនិងបន្ទាប់ពីបានឡើងទៅដល់កំពូលហើយនឹងក៏បានឃើញជាមួយនឹងសុទ្ធមួយយ៉ាងធំឆ្ងល់ណាស់តើហ្នឹងគឺជាអ្វីហើយអ្វីបានជាវាមើលទៅធំម្លេះប៉ុន្តែក៏មិនគិតច្រើនដែរក៏បានយកកំបិតចាក់ទៅលើសុទ្ធនឹងយកស៊ីយ៉ូមួយបើយកបើយកតែម្ដងគាត់បានគិតផងដែរប្រហែលជាវាគឺសររបស់សត្វឈាមទៅទេវភាពឯមើលទៅអញ្ចឹងមុនពេលដែលចុះទៅវិញខ្ញុំគូណាស់តែបន្តបើសុទ្ធមួយហ្នឹងឲ្យអស់ដើម្បីការឡើងនៅសមត្ថភាពលេខតែមើលឡៃហ្វាំងនេះកំពុងតែរងចាំវិញក៏រងចាំយ៉ាងយូរតែម្ដងប៉ុន្តែមិនទាន់បានឃើញ Hansen ចុះមកវិញឡើយព្រោះគេនៅពេលហ្នឹងក៏បានគិតថាប្រហែលជាលបងសិនក៏បានចាក់ចេញចោលគេប៉ុន្តែមិនដូចជាអ្វីដែលគេបានគិតឡើយ Hansen ក៏បានចុះមកវិញដូចអញ្ចឹងឡៃហ្វាំងបានសួរទៅកាន់លបងសិនហើយអ្វីបានជាលបងទៅយូរម្លេះប៉ុន្តែក៏ចាប់ផ្ដើមដឹងថាពោះលបងមើលទៅហាក់បីដូចជាប៉ោងម៉េះតែមានរឿងអ្វីបានកើតឡើងមែនទេ Hansen ក៏បានហត់យកនៅទឹកពងសុទ្ធមួយកែវឲ្យទៅកាន់ឡៃហ្វាំងហើយបានប្រាប់ថាក៏លសាទៅនៅលើដើម្បីមិនខ្ញុំបានប្រទះជាមួយនឹងសត្វដែលមានគ្រោះថ្នាក់បានសម្លាប់វាយកសុទ្ធប៉ុន្តែក៏បានបញ្ជាប្រាប់ទៅកាន់ឡៃហ្វាំងតែថានឹងគឺជាសុទ្ធសត្វអ្វីឡៃហ្វាំងបន្តពីបានលើអញ្ចឹងហើយនឹងគឺពិតជាសប្បាយចិត្តមែនតែនយកកណ្ដាំផឹកយ៉ាងលឿនបន្ទាប់ពីផឹករួចហើយក៏បានប្រាប់ទៅកាន់ឡៃហ្វាំងថាអានឹងគឺជាសុទ្ធសត្វឈាមទៅទេវភាពអញ្ចឹងឡៃហ្វាំងគឺកាន់តែសប្បាយចិត្តសប្បាយយកតែមែនតែនសរសើរទៅកាន់ Hansen មិនដាច់ពីមាត់ថាលបងគឺពិតជាចិត្តល្អមែនខ្ញុំគឺពិតជារំភើបចិត្តណាស់នៅពេលដែលលបងបានចែករំលែករបស់ល្អមកឲ្យខ្ញុំអញ្ចឹងចាំពេលត្រឡប់ទៅវិញជើខ្ញុំក៏នឹងសោះលបងធ្វើដងហើយនឹងជាទីគាប់ចិត្តមិនថាលបងចង់បានលុយឬក៏ចង់បានអ្វីៗផ្សេងនោះទេខ្ញុំក៏នឹងរកឲ្យលបងប៉ុន្តែ Hansen ក៏បានតបទៅកាន់ឡៃហ្វាំងវិញថាប៉ុន្តែគេខ្ញុំរបស់ខ្ញុំនៅក្នុងជំរំគួរជាក៏ពិតជាមិនសូវល្អនោះទេអញ្ចឹងឯងគួរនៅឆ្ងាយពីខ្ញុំទៅនៅពេលអនាគតដូចអញ្ចឹងហើយនឹងឡៃហ្វាំងបានតបទៅកាន់ Hansen វិញថាតើលបងគិតថាខ្ញុំគឺជាមនុស្សបែបនោះមែនតើខ្ញុំអាចប្រងើយកន្តើយជាមួយនឹងមនុស្សដែលបានសង្គ្រោះជីវិតខ្ញុំបានដោយរបៀបណាបើសិនជាអញ្ចឹងមែនខ្ញុំគឺជាមនុស្សអាក្រក់បន្ទាប់ពីត្រឡប់ទៅវិញបើសិនជាមាននរណាគេម្នាក់ហេនមានថ្ងៃលបងខ្ញុំក៏នឹងបដៅគេឲ្យដឹងដៃម្ដងដូចអញ្ចឹងពេលនេះគឺដល់ពេលវេលាដើម្បីនឹងចាក់ចេញទៅវិញ Hansen ក៏បានលាឡៃហ្វាំងនិងក៏ដោយសារតែពេលនេះសត្វចម្លែកក៏បានចាក់ចេញទៅវិញអញ្ចឹងទៅ Hansen ក៏បានគិតផងដែរថាបែបនេះត្រូវបានគាត់គ្រប់គ្រងហើយធ្វើមិត្តជាមួយម្នាក់នេះក៏ពិតជាមានតម្លៃណាស់ដែរហើយអញ្ចឹងសារនៅក្នុងភាគទី11 12ក៏ត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេបើសិនជាមានមកក៏ឆ្កងអ្វីគ្នាយើងខុសជាស្រ័យផងណាជាពិសេសសម្លេងមិនគឺនិយាយទៅច្បាស់ទេដោយតែមិនប្រាប់ចឹងក៏ដោយសារតែសម្រាប់ពេលព្រឹកម៉ោង7ព្រឹកក៏មិនតាន់ដឹងថាពេលណាបានកាត់វីដេអូទេប៉ុន្តែមិនដែរទេកាត់ឲ្យពេលណាផ្សាយឲ្យមើលពេលហ្នឹងអាប់ឡូតឲ្យមើលពេលហ្នឹងអញ្ចឹងក៏មានតែបណ្ដឹងដែរបាយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី13នៃរឿងអ្នកប្រយុទ្ធឈុតច្បាំងបិសាចក៏ជាស្រ័យផងដែរដល់គ្នាយើងរងចាំយូរហើយចំពោះរឿងអ្នកប្រយុទ្ធម្ចាស់សាស្ត្របិសាចមានបានផុសក្នុងចំណែកផ្សេងរួចទេអញ្ចឹងបើសិនជាគ្នាយើងចង់មើលភាគបន្តនៃភាគទី6 7 8នៅរឿងអ្នកប្រយុទ្ធម្ចាស់សាស្ត្របិសាចគ្នាយើងអាចចូលទៅតាម link ដែលមានដាក់នៅក្នុង description ឬមួយក៏ comment នៅក្នុងភាគទី13នេះដែរត្រូវបានចាប់ផ្ដើមឡើងនៅពេលដែល Hansen បានត្រឡប់មកកាន់ជំរំគោជាវិញនៅពេលនឹងក៏បានគិតអំពីទស្សនវិជ្ជាដែលគាត់បានជួបលើកមុនហើយបានស៊ីពងសាស្ត្រឯធំនឹងក៏បានធ្វើសារឈាមទៅវិភាគរបស់គាត់នៅពេលនេះក៏បានការឡើងទៅដល់18បន្ទុកអញ្ចឹងគាត់ក៏បានគិតថាលើកនេះគឺពិតជាមិនខាតនោះទេបន្តមកគាត់ត្រឡប់ទៅផ្ទះវិញដើម្បីសម្រាប់ឲ្យល្អគិតបន្តនឹងចោលផងក៏ស្រាប់តែខ្លានៅពីមុខមើលទៅកាន់មុខចាយនឹងទៅគឺនៅតែកាយទៅដល់ Hansen បានឃើញចាយនឹងហើយបាញ់នឹងបានគិតថាចង្រៃយកជួបចាយនឹងទៀតទេឈិនសៀននឹងក៏បានហៅ Hansen ទៅជាមួយនឹងនាងហៅមកនឹងគឺហៅមកទីលានប្រកួតដើម្បីនឹងប្រកួតសារលបងទៀតលើកនេះដឹងទៅទួខ្សែទៀតទេ Hansen ក៏បានគិតអំពីបច្ចេកទេសនៃការវេបហាពលឹងដោយគាត់បានរៀនលើកមុនហើយចង់យកវាតបតជាមួយនឹងឈិនសៀននិយាយមិនតាន់ចប់ផងក៏ស្រាប់តែរន្ទះ
ជើងក៏បានជិតទៅដល់កណ្ដាលមុខចឹងហើយ Hansen ក៏បានគេចយ៉ាងលឿន Hansen ក៏បានសួរទៅកាន់យ៉ាងក្រៃមិនតាន់ចាប់ផ្ដើមតែមិនប៉ុន្តែឈិនសៀងក៏បានតបទៅកាន់ Hansen វិញថារៀនតាមពីលោកនឹងចូលចិត្តលុយឆ្មក់វេបហាខ្ញុំមិនឡើយនឹងខ្ញុំរៀនតាមមិនដែរបន្ទាប់មកចាឈិនសៀងក៏បានប្រើរន្ទះជើងហត់ទៅធាក់ Hansen ប៉ុន្តែត្រូវបាន Hansen ចាប់ផ្លូវជាប់អញ្ចឹងហើយក៏បានធ្វើឲ្យចានៅមុខឡើងក្រហមតែម្ដងហើយ Hansen មិនទុកយូរទេក៏បានចាប់បោកចាយនឹងពីមួយទំហឹងអីគេនៅខ្ទប់ទៅនឹងដីមើលទៅប៉ុណ្ណាណី Hansen ក៏បានសួរឌឺទៅកាន់នាងទៀតផងតែនៅពេលនេះខ្ញុំឈ្នះនាងហើយមែនគិតថាបែបនេះសាមមែនតើប៉ុន្តែក៏មើលពីចាយនឹងនៅពេលនេះក៏ពិតជាខឹងមែនទេដឹងតែចាយនឹងខឹងដឹងតែស្បៃទៀតទេក៏បានបញ្ចេញសាតោមួយដេញខាំ Hansen ពេញនឹងមើលទៅតាមដាននៃការវេប្រហាររបស់សាតោនឹងប្រេះជញ្ជាំងនឹងប្រេះឲ្យអស់ហើយដល់ឡៃ Hansen ក៏មានអារម្មណ៍ផងដែរថាមិនស្រួលនោះទេមើលទៅកាន់ចាយនឹងទៅក៏គួរឲ្យខ្លាចមែនទេបន្ទាប់មកក៏បានប្រើប្រាស់ធម៌ពលបន្ថែមទៀតចាយឈានស្វនឹងប៉ុន្តែក៏ស្រាប់តែឈប់ទៅវិញហើយបានឃើញថា Hansen យើងនៅពេលនេះក៏បានទ្រាំខ្លួនទីដីក៏បានគិតថាមើលទៅនៅតែមិនអាចយកឈ្នះទៅកាន់នាងបានមូលហេតុក៏ដោយសារតែចំណេញនៃការប្រយុទ្ធក៏ដូចជាបទពិសោធន៍នៃការប្រយុទ្ធរបស់គាត់គឺនៅស្ទើរដូច្នេះគាត់គិតថាគាត់គឺត្រូវតែខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតហើយផ្ដោតអារម្មណ៍ទៅលើបទពិសោធន៍ដែលច្រើនជាពិសេសជាងនឹងទៅទៀតនឹងគឺហ្វឹកហាត់ទៅលើកម្លាំងចំណែកជើងសៀនដែលបានដើរចាក់ចេញក៏បានគិតផងដែរថា Hansen នេះក៏ពិតជាមិនធម្មតានោះទេអាចឲ្យនាងបញ្ចេញពលាំងសាស្ត្រសាហាវបានមានន័យថាគាត់ក៏បានអភិវឌ្ឍយ៉ាងខ្លាំងហើយខ្លាំងជាលើកមុននៅពេលដែលប្រយុទ្ធជាមួយនឹងនាងចាប់ដើមសង្ស័យបដាបដាឲ្យតែគេនោះកំពុងតែលាក់សមត្ថភាពពិតមែនប៉ុន្តែមិនអីទេថ្ងៃណាគាត់នាងក៏សង្កេតទៅមើលគេឲ្យជាប់លាប់ដោយឡែកសារីយើងក៏មិនឲ្យទុកយូរដែរក៏បានកាត់ទៅដល់ថ្ងៃស្អែកឡើងយើងក៏បានឃើញជាមួយអ្នកទាំងពីរក៏បានវាយគ្នាទៀតដែរនិយាយរួមទៅពួកគេទាំងពីរអ្នកវាយគ្នារាល់ថ្ងៃហ្នឹងដោយលើកនេះគឺមើលទៅកាន់ Hansen គឺកាន់តែអភិវឌ្ឍជាងមុនថែមទៀតអាចតបតជាមួយនឹងក្បាច់ស្នៀតរបស់នាងបានឈៀនសៀននៅពេលហ្នឹងនាងក៏បានដឹងផងដែរថាកម្លាំងរបស់ Hansen គឺកាន់តែអភិវឌ្ឍទៅហើយ Hansen ក៏បានគិតដូចគ្នាថាខ្ញុំវាយគ្នាជាមួយនឹងនាងរាល់ថ្ងៃក៏អាចឃើញអំពីកម្លាំងរបស់នាងកាន់តែច្បាស់ជាពិសេសជានឹងទៅទៀតគឺសម្រស់គឺពិតជាស្អាតហើយគិតថានេះគឺជាឱកាសកម្រមួយដូច្នេះខ្ញុំគឺទៅទាញយកផលប្រយោជន៍នៃឱកាសនេះអនុវត្តនៅជំនាញប្រយុទ្ធរបស់ខ្ញុំឲ្យកាន់តែខ្លាំងជាងមុនសាររឿងបន្តទៀតក៏បានកាត់ទៅដល់ Hansen បានដើរចេញពីបន្ទប់នៃការសាកល្បងនឹងមើលទៅកាន់គាត់នៅពេលនេះទៅគឺមិនសូវកើតអីដូចជាលើកដំបូងនោះទេប៉ុន្តែគេមានអារម្មណ៍ថាឈឺពេញខ្លួនផងដែរហើយបានគិតអំពីចំណុចខ្សោយរបស់ឈិនសៀនថាគាត់មិនទាន់អាចរកឃើញចំណុចខ្សោយរបស់ឈិនសៀននៅឡើយទេក៏ស្រាប់តែពេលនេះមិនស្រីស្អាតម្នាក់ក៏បាននិយាយទៅកាន់ Hansen ថា Hansen អាចយ៉ាងខាងជើងគ្នាយូរវិញដល់ឡែក Hansen ក៏បានស្គាល់នាងផងដែរថានាងគេមានឈ្មោះថា Susie ក៏បានប្រាប់ទៅកាន់ Hansen ក៏ដោយសារតែនាងគេបានឆ្លងកាត់ជំរំគុយជានឹងចឹងហើយទៅនាងឈៀងចូលមកលេងអញ្ចឹង Hansen ក៏បានតែស្វាគមន៍ទៅកាន់នាងអីចឹងទៅខណៈនឹងគេមានឡានហោះមួយមកដល់ទីនឹងហើយយើងក៏បានឃើញជាមួយនឹងបរិសសង្ហាម្នាក់ពាក់វ៉ែនតាបានចុះមកហើយម្នាក់នឹងក៏ជាបងប្រុសរបស់ Susie នឹងឯងបានសួរទៅកាន់ប្អូនស្រីឲ្យកុំឲ្យរាប់អានជាមួយមនុស្សអត់ប្រយោជន៍ជាងអីព្រោះអីថាវាខ្ជិះខ្ជាពេលវេលាហើយប្រាប់ទៅកាន់ Hansen វិញម្ដងថាសម្រាប់ណែឆ្ងាយប្អូនស្រីខ្ញុំបន្តិចទៅយើងអ្នកក្តី Susie ក៏នៅតែណែនាំបងប្រុសទី4ថានេះគឺជាមិត្តភក្តិរបស់ខ្ញុំហើយក៏ជាមិត្តភក្តិកម្មារភាពហើយមានឈ្មោះថា Hansen ក៏បានរាក់ទាក់ទៅកាន់គេវិញដូចគ្នាប៉ុន្តែមើលទៅកាន់អបិនឹងទៅជឿជាក់មែនទែនគឺមិនចាប់ដៃ Hansen ឡើយដោយបានប្រាប់ទៅកាន់ Hansen ថាមនុស្សដូចជាឯងគឺមិនស័ក្តិសមដើម្បីនឹងប៉ះខ្ញុំឡើយក៏ដូចជាតាក់ទងជាមួយនឹងប្អូនស្រីខ្ញុំមិនត្រឹមតែប៉ុណ្ណឹងក៏បានប្រាប់ទៅកាន់ប្អូនស្រីកុំឲ្យពាក់ព័ន្ធជាមួយនឹងគេបែបបំណងទេកុំថាបងមិនបានប្រាប់ណា Hansen ក៏បានសួរទៅកាន់គេវិញទៅកំពុងតែនិយាយអ្វីអំពីខ្ញុំបន្តទៀតក៏ស្រាប់តែប៉នឹងក៏បានហក់ទៅដាក់ Hansen មួយជើងប៉ុន្តែត្រូវបាន Hansen ចាប់ក្បួយកបោកទៅនឹងដីដាក់ថែមមួយដៃថែមទៀតមើលទៅកាន់ប៉នឹងទៅឈឺចាប់មែនទែនបានឃើញអញ្ចឹងនឹង Susie ក៏ពិតជាបារម្ភមែនទែនប៉ុន្តែ Hansen ក៏បានប្រាប់ទៅកាន់នាងកុំឲ្យបារម្ភឲ្យខ្ញុំគ្រាន់តែស្វាគមន៍គាត់ពីបិដៃលេងតែប៉ុណ្ណោះនឹងបន្តទៀត Hansen ក៏បានដើរចាក់ចេញក៏ដូចជាបានប្រាប់ទៅកាន់ Susie ថានៅពេលនេះខ្ញុំចាក់ចេញហើយមិនមែនពេលក្រោយទេយើងក៏នឹងជុំគ្នាញ៉ាំបាយម្ដងចំណែកបងប្រុសរបស់ Susie ដែលមានឈ្មោះថា Sango គឺបានទន្ទិញឈ្មោះ Hansen ហើយបាននិយាយថាគេពិតជាគួរចាប់អារម្មណ៍ហើយជាចាប់អារម្មណ៍ឲ្យ Hansen វាយទៀតឯមើលទៅនិយាយតិចៗថាគ្រាន់តែឲ្យឯងរងចាំទៅបើទោះបីជាបងស្រីរបស់គេក៏បានប្រាប់ទៅកាន់គេកុំឲ្យឆាវយ៉ាងណាក៏ដោយប៉ុន្តែមើលទៅកាន់ Sango នឹងទៅมันបានខ្វល់ទេហើយថែមទាំងបាននិយាយថាការម៉ាស់លើកនេះខ្ញុំនឹងយកពីឯងមកវិញតតែបាននឹងបានប្រាប់ទៅកាន់បងស្រីថាប្រហែលថ្ងៃទៀតហៅគេទៅហូបបាយផ្ទះយើងទៅអប៉ែនឹងនិយាយទាំងកំណាចហើយបងស្រីគេបានលឿនចឹងហើយនឹងឡើងចំហមាត់ក៏មិនតាន់ដឹងថានឹងយល់ព្រមជាមួយនឹងបងប្រុសនាងឬក៏អត់នោះទេគ្រាន់តែថាប៉ែនឹងគឺចង់ឲ្យ Hansen វាយមួយសាទៀតទេហើយសាររឿងក្នុងភាគទី13គឺត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្្នឹងនោះទេបាយបាយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី14នៃរឿងអ្នកប្រយុទ្ធឈុនច្បាំងបិសាចក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែល Hansen គាត់កំពុងទៅអកុំព្យូទ័រដើម្បីនឹងស្វែងរកអ្នកជួសដើម្បីទៅបរបាញ់សត្វបិសាចអូចុះអូឡើងក៏បានឃើញជាមួយនឹងការប្រកាសតាក់ទងជាមួយនឹងការជ្រើសរើសសមាជិកក្រុមដើម្បីនឹងតាមប្រមាញ់បិសាចពីសំណាក់ Lin Sao ដោយពេលនឹង Hansen ក៏បានអានអំពីអ្វីដែលគេចង់បានហើយអ្វីដែលគេចង់បានគឺជាពលឹងសត្វកម្រិតផ្លាស់ប្ដូរគេនោះក៏ពិតជាហ៊ានឲ្យតម្លៃថ្លៃខ្លាំងណាស់ប៉ុន្តែ Hansen ក៏សោកស្ដាយផងដែរកំឡុងពេលនេះពលឹងសត្វផ្លាស់ប្ដូររបស់គាត់គេបានប្រើប្រាស់អស់ហើយបើមិនចឹងទៅយកទៅលក់យកលុយចាយលេងមិនចាំបាច់ទៅបោបាញ់សត្វមិនចាំបាច់ទៅអីទេគ្មានជំរើសទៀតទេនៅពេលនឹងក៏បានចោះឈ្មោះចូលរួមជាមួយនឹងគេប៉ុន្តែមុននឹងទៅគាត់គូនៅទៅទិញអាវុធមួយចំនួនសិនអូក្នុង website ទិញលក់អាវុធសុកក៏បានប្រទះជាមួយនឹងព្រួយមួយមើលទៅរូបរាងចនាបថវាក៏ពិតជាស្អាតអញ្ចឹងឲ្យ Hansen នៅពេលនឹងក៏ពេញចិត្តជាមួយនឹងព្រួយមួយហ្នឹងយ៉ាងណាក្តីក៏បានគិតអំពីតម្លៃរបស់ព្រួយមួយនេះគឺចំនួន7លានជាមួយសមត្ថភាពវាអាចបានចម្ងាយ800
300 ម៉ែត្រប៉ុន្តែបើអាចបានចម្ងាយ300ម៉ែត្រអាចទម្លងនៅស្បាយសាទពះដែកបានអាហ្នឹងគឺមិនសំខាន់ទេអ្វីដែលសំខាន់នោះគឺជាបញ្ហាកម្លាំងត្រូវតែមានកម្លាំងបំពេញតាមស្តង់ដារ 7.0 ឬខ្ពស់ជាងនេះទើបអាចគ្រប់គ្រងព្រួយនឹងបានអញ្ចឹងហើយគឺបើសមល្មមក៏ដោយសារតែកម្លាំងរបស់ Hansen កំឡុងពេលនេះគឺបាន 8.0 នេះដែលមានន័យថាគឺអាចប្រើប្រាស់ព្រួយនឹងបានប៉ុន្តែបញ្ហាចម្បងនៅពេលនេះអត់លុយរបស់គាត់នៅសល់តែ1លានយួនប៉ុណ្ណោះក៏បានចរចាសុំទិញគេក្នុងតម្លៃ1លានយួនសង្ឃឹមថាភាគីម្ខាងទៀតក៏និយល់ព្រមទៅចុះនិងបន្ទាប់ពីផ្ញើសារទៅកាន់អ្នកលក់ឲ្យ Hansen គាត់ក៏បានអង្គុយចាំមើលសារតពីអ្នកលក់ប៉ុន្តែក៏អត់មានសង្ឃឹមថាអាចទិញបានទេព្រោះនេះគេលក់7លានយួនប៉ុន្តែ Hansen សុំគេទិញ1លានយួនចឹងណាព្រមប៉ុន្តែខុសអ្វីពីការគិតក៏ស្រាប់តែគេព្រមលក់ឲ្យ Hansen ពិតមែនបន្តិចក្រោយមកព្រួយក៏បានដើរមកដល់ផ្ទះសញ្ញាចុះហត្ថលេខាដើម្បីបញ្ជាក់អំពីតំណែងយកចូលក្នុងផ្ទះរួចហើយក៏បាន unboxing យឺតយ៉ងព្រួយនេះចុះឡើងដើម្បីនឹងសារលបងក៏បានដឹងផងដែរថាព្រួយនេះគឺពិតជាអស្ចារ្យបើមិនព្រួយនេះហើយគាត់ប្រកាសជាអាចចាត់ការសាត់ឈាមនៅទេវភាពបានយ៉ាងងាយជាងមុនថែមទៀតជាពិសេសជានឹងទៅទៀតគឺទឹកប្រឈមមកជាមួយនឹងព្រះបុត្រានៃឋានសួគ៌សាររឿងបន្តទៀតក៏បានកាត់ទៅដល់ Hansen នៅពេលនឹងក៏បានមកដល់ទីតាំងជួបជុំដែលត្រូវជួលក៏បានឃើញជាមួយនឹងមនុស្សយ៉ាងច្រើននៅទីហ្នឹងដោយតែបានដឹងចឹងពួកគេខាញ Hansen ហើយគឺតែងតែមើលងាយរហូតនឹងដឹងថា Hansen នៅពេលហ្នឹងគឺ upgrade ឡើងទេពិសេសជានឹងទៅទៀត Han Hao ដែលគឺជាប្អូនប្រុសជីដូនមួយរបស់ Hansen គឺបានបោះឲ្យ Hansen គិតធ្វើដូចជាស្គាល់គេដោយឡែក Hansen ក៏បានឆ្ងល់ផងដែរហើយអ្វីបានជា Han Hao មកទីនេះដែរចំណែកម្នាក់សក់ពលលឿងនេះគឺមានឈ្មោះថាអ្នកប្រុសយានក៏ប្រហែលជាមានឈ្មោះដើមថាលឿនយាននឹងឯងបានមើលងាយទៅកាន់ Hansen ថាគឺជាមនុស្សទន់ខ្សោយប៉ុន្តែ Hansen ក៏បានតោះទៅវិញទៅថាបើសិនជាលោកគិតថាខ្ញុំមិនស័ក្តិសមដើម្បីនឹងការពារលោកទេគឺអាចជំរុះខ្ញុំចោលបានហើយខ្ញុំក៏នឹងចាក់ចេញឥឡូវនេះប៉ុន្តែអ្នកប្រុសយាននឹងក៏បានតោះទៅវិញឲ្យនៅទីនេះឲ្យធ្វើជាអង្គរៈរបស់ខ្ញុំឲ្យក៏ចុះកិច្ចសន្យាឲ្យ Hansen ដើម្បីនឹងចុះកិច្ចសន្យាម្នាក់ដាវធំមេធំនឹងមើលទៅហាក់បីដូចជាមើលងាយ Hansen ជាងគេដោយបានប្រាប់ទៅកាន់ Hansen ថាកុំឲ្យមានបញ្ហាឲ្យរត់ចោលមុនគេណានឹងបានប្រាប់ឲ្យ Hansen សំណាងល្អផងដែរលក្ខណៈមើលងាយសរឿងបន្តទៀតក៏បានកាត់ទៅដល់ក្នុងព្រៃយើងក៏បានឃើញជាមួយនឹងពួកគេមួយក្រុមមាន8នាក់បានដើរចូលទៅក្នុងព្រៃតាមប្រមាញ់បិសាចហើយក៏បានប្រទះជាមួយនឹងបិសាចកម្រិតដើមអញ្ចឹងឲ្យពួកនឹងក៏បានសួរទៅវេប្រហារប្រងព្រាតតែម្ដងចំណែក Hansen ក៏បានយាព្រួយបាញ់ទៅប៉ុន្តែដោយសារតែការបាញ់នេះគឺជាការបាញ់ជាលើកដំបូងអញ្ចឹងឲ្យ Hansen ក៏បានបាញ់ខុសគោលដៅចំជាមួយនឹងដើមឈើដល់អញ្ចឹងក៏ត្រូវបានគេស្ដីឲ្យបាញ់ទៅណាបើទោះបីជាគេស្ដីឲ្យអញ្ចឹងក្ដី Hansen ក៏មានម៉ត់កអីទេក៏បានគិតថាមើលទៅក៏គូណាទៅបង្កើនកម្លាំងបាញ់បន្ថែមទៀតទៅបាញ់ចំគោលដៅចំណែកប៉ែនេះក៏បានថយ Hansen ទៀតទេគ្រាន់តែចម្ងាយ20ម៉ែត្រសោះបាញ់មិនត្រូវដែរមើលទៅអ្នកប្រុសយានជួលឲ្យមកអស់តែលុយនោះទេ Hansen ក៏បានតទៅវិញឥឡូវនេះខ្ញុំកំពុងតែហាត់ប៉ុន្តែប៉ែនក៏នៅតែប្រមាថទៅកាន់ Hansen ថាគឺជាសម្រាមដដែលជាពិសេសសំបីតែ Han Hao ដើរមកក៏ថាអញ្ចឹងដែរនឹងបន្ទាប់ពីកំចាត់សត្វបិសាចកម្រិតដើមរួចហើយពួកគេក៏បានហុំព័ទ្ធលើសត្វបិសាចក្រុមទៀតដែលមានកម្រិតបបកាលចំណែក Hansen ដែលគឺជាអ្នកបាញ់ព្រួយក៏បានឈរនៅលើច្រាំងថ្មមួយដើម្បីនឹងត្រៀមបាញ់អ្នកប្រុសយានក៏បានហោះទៅកាប់ជាមួយនឹងបិសាចចចកនឹងដែលមើលទៅកម្លាំងរបស់គាត់ក៏ពិតជាមិនអន់នោះទេ Hansen បានឃើញអញ្ចឹងហើយនឹងក៏បានគិតផងដែរថាកូនវិវត្តក៏ដូចជាទេពសរអ្នកប្រុសយាននេះក៏ពិតជាល្អប៉ុន្តែស្ទើរត្រង់ថាគាត់ខ្វះបទពិសោធន៍ដើម្បីនឹងប្រយុទ្ធកំឡុងពេលនឹងយើងក៏បានឃើញជាមួយអ្នកប្រុសយាននឹងក៏បានសម្លាប់ទៅលើសត្វបិសាចមួយក្បាលដែលធ្វើអ្នកប្រុសយាននៅពេលនឹងក៏ពិតជាសប្បាយចិត្តមែនតែមិនទាន់ដឹងទេថាសត្វបិសាចគឺមិនទាន់ងាប់ឡើយក៏បានហក់សួរទៅដើម្បីនឹងវេប្រហារទៅលើគាត់វិញកំឡុងពេលនឹងបើយើងមើលទៅគឺប្រតិកម្មមិនទាន់នោះទេដូច្នេះហើយកូនចៅក៏ពិតជាមានការបារម្ភបិសាចចចកហៀបនឹងហក់ទៅដល់អ្នកប្រុសយានប៉ុន្តែត្រូវបានព្រួយរបស់ Hansen បាញ់ចំពីលើចំក្បាលពេញមួយទំហឹងម្ដាវាបាត់បង់ជីវិតភ្លាមចំណែកពួកយើងមកយកមាត់ក៏បានហក់ទៅចាក់ហក់អីណាជឿហ្មងម្នាក់នេះបានទៅសួរអ្នកប្រុសយានតាមមិនអីទេមែនហាំបាញ់មិញនេះគឺពិតជាបុកពោះជំនួសម្នាក់នឹងក៏ជាម្នាក់តែងទៅលើ Hansen ខំប្រាំងបាញ់ព្រួយជួយប៉ុន្តែប៉ែនេះក៏បានបន្តទៅកាន់ Hansen ថាបាញ់ប្រចេះមើលតែមែនទៅធ្វើឲ្យអ្នកប្រុសយានរងរបួសអ្នកប្រុសយាននៅពីក្រោយក៏ប្រាប់ថាមិនអីនោះទេហើយប្រាប់ឲ្យគេចាក់ចេញទៅអញ្ចឹងឲ្យប៉ែនឹងក៏បាននិយាយបន្តអ្នកប្រុសយានប្រាប់ឯងចាក់ចេញហើយការចាក់ចេញអញ្ចឹងឲ្យត្រូវបានអ្នកប្រុសយាននឹងច្បុចកប្រាប់ថាអ្នកដែលគួរចាក់ចេញគឺជាឯងជួលមកអស់ទាំងលុយប៉ុន្តែនៅពេលដែលខ្ញុំបានជួបជាមួយនឹងគ្រោះថ្នាក់ពួកឯងបានត្រឹមតែចំហមាត់ឈរមើលធ្វើអីមិនកើតអញ្ចឹងឲ្យគេចង់តាណាទៅបាត់ទៅប៉ុន្តែអ្នកនឹងក៏បានទៅវិញទៅថាបើសិនជាអ្នកប្រុសយានគឺធ្វើអញ្ចឹងគឺបំពេញជាមួយនឹងកិច្ចសន្យាអញ្ចឹងគូណាតែបង់លុយបន្ថែមទៀតដូច្នេះអ្នកប្រុសយានក៏បានបាច់លុយមួយចំនួនធំឲ្យទៅកាន់ពួកគេមិនត្រឹមតែប៉ុណ្ណឹងនោះទេក៏បានដៀលទៅកាន់ពួកគេតាណាទៅបាត់ទៅពួកអត់ប្រយោជន៍នឹងបន្តពីពួកនឹងបានដើរចាក់ចេញអ្នកប្រុសយានក៏បានមកអរគុណចំពោះ Hansen ដែលបានជួយសង្គ្រោះជីវិតអំបញ្ញមិញ Hansen ក៏បានទៅវិញគ្រាន់តែជារឿងតូចតាចតែប៉ុណ្ណោះហើយល្អនៅអ្នកប្រុសគឺមិនកើតអីមិនត្រឹមតែប៉ុណ្ណឹងនោះទេអ្នកប្រុសយានក៏បានដឹងផងដែរថាព្រួយដែល Hansen បានប្រើប្រាស់គឺត្រូវតែបំពេញតាមស្តង់ដារកម្លាំង 7.0 ប៉ុន្តែ 7.0 នេះគឺអាចតោងវាបានតែម្ដងប៉ុណ្ណោះប៉ុន្តែលើកនេះ Hansen ក៏បានតោងបានជាច្រើនដងដូច្នេះគាត់បានប៉ាន់ស្មានថាកម្លាំងរបស់ Hansen ប្រហែលជា 8.0 ដោយកំឡុងពេលនឹងអ្នកប្រុសយាននឹងក៏បានសមរាប់អានជាមួយនឹង Hansen ធ្វើជាមិត្តភក្តិបើសិនជាពេលណាគាត់លោកបងមានរឿងអ្វីនោះលោកបងអាចតាក់ទងមកខ្ញុំបានចំណែក Hansen ក៏ដោយសារកូនណាបជនសមរាប់អានចឹងហើយក៏មិនអាចទៅបដិសេធបានដែរព្រោះអីថាអាចនឹងចំណេញនៅពេលអនាគតសាររឿងបន្តទៀតក៏បានកាត់ទៅដល់មុខជំរំគួយជាយើងក៏បានឃើញជាមួយនឹងនំក្រុមបាញ់មិញកំពុងស្ទាក់ Hansen ដើម្បីនឹងបដៅ Hansen អញ្ចឹងទៅពួកនឹងក៏ពិតជាជឿជាក់មែនដែរដែលអាចបដៅ Hansen បានហើយនឹងប្លន់
ន់យកលុយពីសំណាក់ហានសិនអញ្ចឹងហើយប៉ែនឹងក៏បានហៅទៅកាប់ហានសិនប៉ុន្តែត្រូវបានហានសិនគេចផុតនៅចំពីក្រោយគេវិញនឹងបានចាប់ដៃគេបត់ទៅក្រោយឡើងចង់បាក់ដៃពីរអ្នកនេះបានឃើញចឹងហើយនឹងក៏ពិតជាមានការផ្ទះបាវតែម្ដងលាន់មកថាមិននឹកស្មានដល់នោះទេតែគេអាចចាត់ការទៅលើលាវហ្វឹងបានងាយយ៉ាងនេះដោយបច្ចុប្បន្នកម្លាំងលាវហ្វឹងគេមាន 6.7 ដល់ឡៃហានហៅគេមានការផ្ទះបាវដូចគ្នាឆ្ងល់មែនតែហេតុអ្វីបានជាកម្លាំងរបស់ហានសិនកើនឡើងយ៉ាងនេះលាវហ្វឹងហេតុតែកូនចៅគេនឹងរវល់ទៅវិភាគច្រើនពេកបានប្រាពួកគេចូលមកកម្ចាត់ដល់អត់នេះចោលទៅប៉ុន្តែក៏ត្រូវបានហានសិនកាច់ដៃកាន់តែខ្លាំងជាងមុនថែមទៀតទៅកូនចៅគេ3នាក់បានសម្រុកចូលមកប៉ុន្តែ3នាក់សម្រុកចូលមកឲ្យហានសិនវាយទៅនោះទេមួយក្បាច់ក៏មិនអាចទប់ទល់ជាមួយនឹងហានសិនបានផងថែមទាំងត្រូវបានហានសិនយកអាវុធរបស់លាវហ្វឹងទៅវាយបំបាក់នៅអាវុធពួកគេទាំង3នាក់ឡើងខ្ទេចដូចអញ្ចឹងហើយនឹងហានសិននៅពេលហ្នឹងក៏បានដឹងថាអាវុធនេះយ៉ាងហោចណាស់គេមានតម្លៃ2លានយួនទៅ3លានយួនដែរអញ្ចឹងបើសិនជាគេយកឲ្យដល់ដៃក៏ប្រកាសជាយកទុកហើយបន្ទាប់មកក៏បានប្រាប់ទៅកាន់លាវហ្វឹងដែលបានយកមកដឹងទៅតាតនឹងប្រាប់ថាកបិតនេះខ្ញុំគឺបានយកហើយហានសិនបានដើរចាក់ចេញក៏ស្រាទៅពេលនឹងធានយ៉ាងបានមកស្ទាក់មកនិយាយថាឥឡូវទៅហេតុអ្វីបានជាឯងហេតុបង្កបញ្ហានៅទីនេះតើអញ្ចឹងលាវហ្វឹងក៏បានប្រាប់ទៅកាន់ធានយ៉ាងដែលគឺជាកូនចៅព្រះបាត្រាងនៃឋានសួគ៌ថាហានសិនក៏បានវាយបំបាក់ដៃខ្ញុំសូមជួយរកយុទ្ធធម៌ឲ្យខ្ញុំផងដល់អញ្ចឹងធានយ៉ាងក៏បានលន់មកថាអត់ប្រយោជន៍បង្ហោះស្អីគេឡើងទៅខាងលើប្រាប់ថាថ្ងៃនេះខ្ញុំនឹងមករៀនមេរៀនមួយចំនួនឲ្យទៅកាន់ឯងយកខ្សែតៃគេវាយទៅកាន់ហានសិនទៀតហើយប៉ុន្តែហានសិនក៏បានយកកូនកបាត់តបតជាមួយនឹងខ្សែតៃដែលបែបនេះក៏បានធ្វើឲ្យគេគិតពិតជាមានការផ្ទះបាវដែលថាហានសិនអាចតបតជាមួយនឹងការវាយប្រហារពីខ្សែតៃគេបានយ៉ាងណាក្តីនៅតែគិតថាវាគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះក៏បានយាវាយទៅម្ដងទៀតប៉ុន្តែមិនទាន់នឹងបានវាយទៅផងហានសិនក៏បានដកព្រួយបាញ់គម្រាមហានហៅបានឃើញចឹងនឹងគឺកាន់តែផ្ទះបាវជាងមុនថែមទៀតហើយហានសិននេះសូម្បីតែធានយ៉ាងក៏គេហ៊ានល្មើសដែរលាវហ្វឹងបានបន្តថាគេប្រកាសជាចង់ងាប់លឿននេះពួកគេគិតតែមិនគិតទៅហានសិនអត់បានខ្វល់ទេអ្វីដែលគាត់គិតនៅពេលនេះគឺគាត់មិនត្រូវបង្ហាញភាពតឹងសោយឲ្យទៅកាន់ពួកគេបានឃើញទៀតឡើយដរាបណាលាធានយ៉ាងគេហ៊ានបញ្ចេញសកម្មភាពដូច្នេះគាត់ប្រកាសជាបាញ់ក៏គណៈនឹងដែរយើងក៏បានឃើញជាមួយនឹងឈិនសៀននឹងក៏បានមកដល់ទីនឹងហើយបានប្រាប់អាហានសិនទម្លាក់អាវុធចុះទៅបានដឹកនាំគ្នាមកយ៉ាងច្រើនហើយបានប្រាប់ទៅកាន់លាធានយ៉ាងផងដែរគេទម្លាក់អាខ្សែទៅនឹងចុះដែរទៅប៉ុន្តែលាធានយ៉ាងមកទៅគឺមិនស្ដាប់នោះទេដូច្នេះហើយឈិនសៀនក៏បានប្រើប្រាស់សិលវេទៅកាន់លាធានយ៉ាងបណ្ដាគេធ្លាក់ចុះទៅលើសេះខ្ពាកនិងបានប្រាប់ទៅកាន់គេទៀតថាមនុស្សរបស់ខ្ញុំទៅខ្ញុំគឺជាអ្នកប្រដៅមិនចាំបាច់អ្នកផ្សេងគឺធ្វើអន្តរាគមន៍ឡើយបន្ទាប់មកនាងក៏បានដើរចូលទៅជំរុំវិញនិងបានហៅហានសិនទៅជាមួយនឹងនាងដែលបែបនេះមើលទៅកាន់លាធានយ៉ាងទៅគឺពិតជាមិនអស់ចិត្តនោះទេនិងក៏មិនបញ្ចប់រឿងនឹងតែត្រឹមនឹងដែរលុះត្រានៅតែហានសិនស្លាប់ទៅគេបញ្ចប់អញ្ចឹងសូវរឿងនៅក្នុងភាគទី14 15របស់យើងត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្ណឹងនៅតែជាស្រ័យដល់គ្នារងចាំរឿងនឹងយូរជម្រាបលាជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៃរឿងអ្នកប្រយុទ្ធឈុតចម្បាំងបៃសាចនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលឈិនសៀនបានហៅហានសិនដើម្បីធ្វើជាហ៊ាននៅក្នុងទីសក្ការៈប៉ុន្តែហានសិនអត់បានព្រមទេអញ្ចឹងឈិនសៀនក៏បានប្រាប់ទៅកាន់ហានសិនឲ្យប្រើប្រាស់ព្រួយដែលមានឥទ្ធិពលប្រឈមមកជាមួយនឹងលាធានយ៉ាងនៅថ្ងៃនេះតែគេថាគេនឹងដោះលែងលោកមែនប៉ុន្តែហានសិនចង់និយាយច្រើនតែដែលបណ្ដាប្រាប់ទៅកាន់ឈិនសៀនបណ្ដាទៀតថាខ្ញុំគឺកោតសរសើរចំពោះទឹកចិត្តល្អរបស់នាងប៉ុន្តែខ្ញុំអាចដោះស្រាយវាដោយខ្លួនឯងបានទេតោះអញ្ចឹងឈិនសៀនបានប្រាប់ទៅកាន់ហានសិនបន្ថែមទៀតថាខ្ញុំក៏ជាប្រធានក្រុមម្នាក់នៅក្នុងជំរំគួយជានឹងផងដែរបើសិនជាតាមនាងថ្ងៃណាគាត់ហានសិនក៏ងាយស្រួលដើម្បីនឹងចូលសាលាយោធាដែរតែចឹងហានសិនក៏បានសួរទៅកាន់នាងមនុស្សមកកណោហេតុអីបានហៅមកហៅគេវិញចានឹងក៏បានតទៅវិញទៅថាទោះបីជាលោកមើលទៅហាក់បីដូចជាមនុស្សដែលមានចរិតអាក្រក់យ៉ាងណាក៏ដោយប៉ុន្តែលោកគេមានទេពកោសល្យអាចខ្លាចទៅជាម្នាក់ខ្លាំងខ្ញុំមិនខ្វល់ទេថាពីមុនមកពីយើងគេមានតំណអ្វីជាមួយនឹងគ្នាប៉ុន្តែសម្រាប់ខ្ញុំវិញគឺជាមនុស្សម្នាក់ដែលចូលចិត្តទៅលើមនុស្សដែលមានទេពកោសល្យហើយមានប្រយោជន៍សម្រាប់ខ្ញុំដល់អញ្ចឹងនឹងហានសិនក៏បានសួរចាក់ដោទៀតតែអ្នកខឹងតែមិននៅពេលដែលខ្ញុំធ្វើអ្វីចំពោះនឹងនៅពេលមុននោះតែចឹងចានឹងខឹងឆេវប៉ុន្តែក៏រងាប់អារម្មណ៍ឡើងវិញនឹងបានប្រាប់ទៅកាន់ហានសិនក៏រំលឹករឿងនេះម្ដងទៀតនៅពេលអនាគតឲ្យហានសិនគិតមើលទៅបើសិនជាហានសិនមិនអាចចូលសាលាយោធាបានក៏គ្មានឱកាសដើម្បីនឹងខ្លាចទៅជាមនុស្សថ្លៃថ្នូរឡើយហើយលោកបានត្រឹមតែធ្វើជាទាហានធម្មតាម្នាក់ឬសម្ដីចាយនឹងឲ្យហានសិនក៏ដូចជារៀងអស់សំណើចបន្តិចគិតថាខ្ញុំគឺមិនអាចធ្វើជាអភិជនបានមែនដរាបណាខ្ញុំហាត់បច្ចេកទេសធ្វើខាត់រាងកាយបានចេះស្ទាត់និងមានចំណុចពិគ្រីស្តាដើម្បីនឹងបង្កើនកម្រិតនៃការដាំដុះរបស់សត្វបិសាចធ្វើជាអភិជនគឺមានអ្វីលំបាកដោយសារតែហានសិនឆ្លើយតបចឹងអាចារ្យនឹងក៏បានទៅកបួចកហានសិនប្រាប់ថាចង់ចូលរួមអត់និងក៏ដោយសារតែចាយនៅបខំទៅឲ្យហានសិនក៏បានយល់ព្រមជាមួយនឹងចាយនឹងប៉ុន្តែក៏បានគិតថាចាយនឹងគឺមានអំណាចក្នុងយោធាបើសិនជាធ្វើឲ្យចាយនឹងខឹងទៀតប្រកាសណាស់ថាក៏លំបាកផងដែរអញ្ចឹងបន្តទៀតហានសិនក៏បានទៅសម្រាប់ឲ្យពិតជាមានអារម្មណ៍ថាស្រួលខ្លួននិងគិតអំពីឈិនសៀនដែលបានហើយគេចូលរួមជាមួយនឹងក្រុមទីសក្ការៈមើលទៅប្រកាសជាមានរឿងអ្វីចម្លែកទេរំពេចនឹងម៉ាក់ហានសិនក៏បានមករកហានសិនទៅអញ្ចឹងហានសិនបានសួរទៅកាន់ម៉ាក់គាត់ថាហេតុអ្វីបានជាម៉ាក់គាត់មកទីនេះទៅអញ្ចឹងម៉ាក់ហានសិនក៏បានប្រាប់ថាថ្ងៃស្អែកគាត់មានរឿងត្រូវធ្វើដូច្នេះកូនជូនយានទៅសាលា
រៀនផងអញ្ចឹង Hansen បានសួរទៅកាន់ម៉ាក់គាត់តែម៉ាក់គាត់ចង់ទៅណាម៉ាក់គាត់បានប្រាប់ថាក៏មានរឿងដែលត្រូវរបល់ឲ្យធ្វើមែនហើយគាត់ក៏អាចប្រាប់បានដែរជាមួយនឹងលុយថ្លៃបង់សាលាម៉ាក់បានបង់ឲ្យហើយនៅសាលាសិនហៅ Hansen បានប្រាប់ទៅកាន់ម៉ាក់របស់គាត់ចឹងម៉ាក់របល់ទៅធ្វើសិនទៅចាំកូនជួនប្អូនស្រីទៅរៀនសារីយើងនៅពេលនេះក៏បានកាត់ទៅដល់ព្រឹកស្អែកឡើងយើងក៏បានឃើញជាមួយនឹង Hansen បានដឹកដើរយានទៅរៀននៅតាមផ្លូវនឹងដោយ Hansen បានប្រាប់ទៅកាន់ប្អូនស្រីត្រូវតែបង្កើនមិត្តភ័ក្តិល្អបានច្រើននៅក្នុងសាលាសិនហៅនឹងប៉ុន្តែយានយ៉ាងក៏ហាក់បីដូចជាមានការភ័យផងដែរក៏ដោយសារទៅនេះគឺជាការចូលរៀនជាលើកដំបូងក៏ត្រូវជួបជាមួយនឹងកូនអ្នកមានយ៉ាងច្រើនដោយសារតែសាលាសិនហៅដូចជាសាលាយ៉ាងល្បីដែរដូចអញ្ចឹង Hansen ក៏បានលួងលោមទៅកាន់ប្អូនស្រីហើយប្រាប់ថាបើសិនជាមាននរណាគេធ្វើបាបប្អូនស្រីត្រូវតែប្រាប់បងហើយក៏ពេលនឹងពួកគេក៏បានមកដល់សាលាសិនហៅនឹងផងដែរព្រមពេញនឹងក៏បានឃើញជាមួយនឹងពូទី2បានបដើប្រព័ន្ធចង់ជាមួយនឹងកូនមួយទៀតមកដល់ទីហ្នឹង Hansen ក៏បានដឹងផងដែរថាពូទី2របស់គាត់ក្បត់អ្នកមិញថ្លៃដូចអញ្ចឹងក៏បានគិតថាក៏ពិតជាគួរចាប់អារម្មណ៍ពូទី2បានដើរកាត់ Hansen ធ្វើដូចជាធម្មតាហើយដើម្បីបានជាឯងមកទីនេះ Hansen ក៏បានតបថាខ្ញុំជូនប្អូនស្រីមករៀនមកចុះទៅអញ្ចឹងពូទី2ក៏បានទៅវិញទៅថាសាលាសិនហៅនេះកែបង់ថ្លៃសិក្សារាប់លានយួនវាហាក់បីដូចជាមើលទៅឪពុករបស់អញក៏បានកាន់ការភាពហ៊ុនជាច្រើនឆ្នាំកັບកេងលុយមិនតិចទេទោះអញ្ចឹងពូទី2ក៏បានប្រាប់ Hansen យកលុយដែលពុករបស់អញទុកចេញមកអស់មកបើមិនអញ្ចឹងទេកុំបន្ទោសថាខ្ញុំមិនបានប្រាប់ Hansen ក៏បានតបទៅកាន់គាត់វិញថាតែគាត់ភ្លេចអំពីកិច្ចសន្យាហើយមែនបន្ទាប់ពីសងលុយ2លានយួនឲ្យទៅកាន់លោកពូគឺគ្មានសិទ្ធិដើម្បីយកអ្វីចេញពីផ្ទះរបស់ខ្ញុំបានទៀតឡើយលោកពូទី2បានលើអញ្ចឹងហើយនឹងហាក់បីដូចជារៀងមួម៉ៅផងដែរស៊ូទៅវិញ Hansen ដែលប្រើប្រាស់ធម៌ក្តៅប៉ុន្តែលើកនេះ Hansen មិនដូចជាលើកមុនឡើយចាប់ដៃលោកពូទី2បោកទៅនឹងដីពេញមួយទំហឹងប្រាប់ថាបើសិនជាពូចង់បាត់បង់ជីវិតលឿនពូអាចមកផ្ទះរបស់ខ្ញុំបានលើឡាយប្រព័ន្ធចង់លោកពូទី2នេះវិញក៏បានដើរនាំកូនគាត់ចាក់ចេញកបោយខ្លាចហើយគាត់ក៏នឹងទៅទូរស័ព្ទទៅប្តឹងប៉ូលីសនៅក្នុងឱកាសនឹងដែរ Hansen ក៏បានយកវីដេអូដែលគាត់បានថតទុកលោកពូទី2ជាមួយប្រព័ន្ធចង់គាត់បដាកូនចង់មកសាលារៀនគម្រាមទៅកាន់លោកពូទី2យកលុយ2លានយួនមកវិញហើយបើសិនជាគាត់អត់ព្រមទេ Hansen ក៏នឹងយកវីដេអូនេះឲ្យទៅកាន់អ្នកមិញឃើញលោកពូទី2ហើយតែចឹងហាក់បីដូចជារាំងខឹងផងដែរប៉ុន្តែធ្វើអ្វីមិនកើតទេក៏មាននយោបាយព្រមបាញ់លុយ2លានយួនឲ្យទៅកាន់ Hansen ហើយបន្ទាប់ពីបានលុយហើយ Hansen ក៏បានដើរចាក់ចេញទៅវិញប្រាប់ទៅកាន់លោកពូទី2វីដេអូខ្ញុំចង់លុបពេលណាក៏បានដែរប៉ុន្តែមិនមែនពេលហ្នឹងទេនៅពេលដែលមានអារម្មណ៍ល្អខ្ញុំក៏នឹងលុបសង្ឃឹមថាលោកពូក៏មករញ៉ាយជាមួយនឹងគ្រួសារខ្ញុំនៅពេលអនាគតទៀតបើមិនចឹងទេបាយធ្លាយដោយហើយបែបនេះហើយលោកពូទី2ក៏ហាក់បីដូចជាមានកំហឹងផងដែរប៉ុន្តែគឺមានអារម្មណ៍ថាឆ្ងល់ពេលមុនឥឡូវនោះដូចជាមិនខ្លាំងចឹងទេប៉ុន្តែហេតុអ្វីពេលនេះខ្លាំងម្ល៉េះបន្ទាប់ពីជួនប្អូនស្រីចូលថ្នាក់រៀនហើយ Hansen ហើយក៏បានដើរការជាមួយមជ្ឈមណ្ឌលធ្វើតែកាយសម្បទាដូចអញ្ចឹង Hansen ក៏ចង់ដឹងថាកម្លាំងរបស់គាត់នៅពេលនេះគឺការឡើងយ៉ាងណាដូច្នេះក៏បានចូលរសារលបងដោយសាររឿងរបស់យើងក៏បានកាត់ទៅដល់មជ្ឈមណ្ឌលធ្វើតែកាយសម្បទានេះវិញយើងក៏បានឃើញជាមួយនឹងមនុស្សម្នាក់ដែលមានឈ្មោះថាចៅប៉ូសានដោយពេលនេះគេក៏បានធ្វើតែហើយផងដែរហើយបានចំណាត់ថ្នាក់ A ដោយគេនៅពេលហ្នឹងក៏បានគិតផងដែរថាចំណាត់ថ្នាក់របស់គេនៅពេលនេះគឺពិតជាពុះហើយដើម្បីធ្វើជាប្រធានក្រុមផ្កាយរៀបនឹងដើរចាក់ចេញទៅវិញប៉ុន្តែក៏បានចាក់អារម្មណ៍ទៅនឹងបន្ទប់ធ្វើតេស្តមួយទៀតអញ្ចឹងហើយក៏បានទៅមើលការធ្វើតេស្តមួយហ្នឹងអ្នកដែលបានធ្វើតេស្តហ្នឹងដែរគឺជា Hansen ដែលមានរហស្សនាមថាជិន B នឹងឯងប៉ូសានក៏បានរៀបរាប់ឲ្យយើងបានដឹងអំពីការធ្វើតេស្តហ្នឹងផងដែរប្រសិនបើឈ្មោះទៅមុខបាន60ម៉ែត្រអាចឆ្លងកាត់នឹងការតេស្តសាកល្បងនឹងបាន70ម៉ែត្រគឺល្អ80ម៉ែត្រគឺល្អបង្គួរ90ម៉ែត្រល្អណាស់រីឯបាន100ម៉ែត្រនេះវិញវាលើពីល្អហើយគេហៅថាអស្ចារ្យដោយកំឡុងពេលហ្នឹងលទ្ធផលធ្វើតេស្តរបស់មនុស្សម្នាក់នេះគឺបាន76ម៉ែត្រនិងគិតថាទេបរិមាណរបស់គេមើលទៅប្រហែលជា80ម៉ែត្រអីណាខុសអ្វីពីការគិតនៅពេលហ្នឹងយើងក៏បានឃើញជាមួយនឹង Hansen បញ្ចេញថាមពលសម្រាប់ទៅមុខយ៉ាងលឿនចាត់ការទៅលើបិសាចនៅខាងមុខជាលទ្ធផលក៏បានធ្វើឲ្យប៉ូសានក៏ពិតជាមានការផ្ទះបាល់តែម្ដងដោយសារតែយើងមើលទៅឧបករណ៍ដែលបានវាស់ចំណាត់ថ្នាក់ load S តទៅ3បច្ចុប្បន្នគេមានតែគេម្នាក់គាត់អាចធ្វើអញ្ចឹងបានតែគេគឺជានរណាពិតប្រាកដទៅមួយពព្រិចភ្នែកក៏ស្រាតែបានចេញពីទីហ្នឹងបាត់ឈឹងហើយល្បឿនរបស់គេក៏ពិតជាលឿនតែម្ដងដំណឹងក្តៅៗនេះក៏បានលើទៅដល់មនុស្សទាំងឡាយដែលចេញ B អាចឆ្លងកាត់លើពី100ម៉ែត្រនៅក្នុងការសាកល្បងកាយសម្បទាគិតថាចេញ B នេះក៏ពិតជាគួរឲ្យភ័យខ្លាចពិតមែនហើយនឹងអស្ចារ្យផងដែរតែគិតថាមានមនុស្សប៉ុន្មានដែលអាចឆ្លងកាត់ការសាកល្បងនឹងបានប៉ុន្តែម្នាក់ទៀតក៏បានតបថាបើមិនគុំតែគេប្លន់យកសាច់ឈាមទៅវិភាគចេញពីបត្រានៃឋានសួគ៌ទេគាត់ប្រហែលជាមិនមានសំណាងចឹងឡើយសូរិបន្តទៀតក៏បានកាត់ទៅដល់វេលាមាត់សមុទ្រមួយយើងក៏បានឃើញជាមួយនឹងលាវហ្វឹងជាមួយនឹងមនុស្សម្នាក់ទៀតមនុស្សម្នាក់នឹងក៏បានឲ្យលាវហ្វឹងមើលអំពីសមិទ្ធផលរបស់ចេញ B បន្ទាប់ពីបានមើលហើយលាវហ្វឹងក៏ពិតជាមានការផ្សាប់អោតែម្ដងរយៈពេល7វិនាទីអាចឆ្លងកាត់ការធ្វើតេស្តកាយសម្បទាបានហើយមានវិជាអន្តរជាតិនេះយ៉ាងលាវហ្វឹងនេះមិនលាវហ្វឹងនោះណាលាវហ្វឹងផ្សេងទៀតដូចអញ្ចឹងលាវហ្វឹងបានសួរទៅកាន់អ្នកនឹងតើនេះគឺជានរណាមិននឹងក៏បានវិភាគអំពី Hansen អញ្ចឹងទៅមកចេះចោះប៉ុន្តែលាវហ្វឹងអត់ចង់ដឹងទេចង់ដឹងតែគេគឺជានរណាពិតប្រាកដហើយនឹងបាននិយាយថាទីបំផុតខ្ញុំក៏បានចូលរួមជាមួយនឹងទីសក្ការៈបូជាកម្រិត2ប៉ុន្តែបើសិនជាគាត់ហេរារាំងខ្ញុំដើម្បីនឹងចូលរួមនៅក្នុងការប្រកួតកម្ពុជាទាំង10នៅក្នុងឆ្នាំនេះខ្ញុំក៏នឹងសម្រាប់គាត់សម្ដៅទៅលើជិន B ម្នាក់រៀងសភាពរៀបសារក៏បានតទៅវិញទៅថាបើតាមកម្លាំងរបស់គេអញ្ចឹងមិនថាតសញ្ញារបស់គេក៏ពិតជាមិនធម្មតាទេអាចថាគេមានតំណែងដ៏ធំមួយនៅក្នុងយោធាតែអញ្ចឹងលាវហ្វឹងក៏បានតទៅវិញទៅថាអញ្ចឹងខ្ញុំក៏មិនចង់សងសើគាត់ដែរប្រហែលជាលាវហ្វឹងគឺចោលចំណាត់ថ្នាក់កម្ពុជានៅក្នុងការធ្វើតេស្តសម្បទារាងកាយអញ្ចឹងទៅហើយពេលនេះត្រូវបាន Hansen ដណ្ដើមយកអញ្ចឹងហើយគេមានកំហឹងតិចដែរប៉ុន្តែជាងណាមិញអត់ទាន់ដឹងច្បាស់ទេនេះគ្រាន់តែជាការ
សន្និដ្ឋាននេះមានសាររឿងពិតគេប្រាប់ឲ្យបានច្បាស់លាស់ប៉ុន្តែយ៉ាងណាក្តីមនសិភាពរៀបសារក៏នៅតែចង់ដឹងអំពីមុខមាត់ក៏ដូចជាអត្តសញ្ញាណពិតគេប្រហែលជាវត្តមានគេក៏បានធ្វើឲ្យទីសក្ការៈទាំងមូលគឺមានភាពរង្គោះរង្គើឲ្យមើលទៅសាររឿងបន្តទៀតក៏បានកើតទៅដល់ជំរំយោធារបស់ឈៀនសៀនហានសិនក៏បានលូផងដោយគ្រាន់តែចេញទៅឆ្ងាយមកផ្លេសោះឈៀនសៀនហៅទៅវិញបាត់នឹងគិតថាកំឡុងពេលនេះមើលទៅក៏ដូចជាវេទនាដល់ហើយហើយក៏បានគិតអំពីពាក្យសម្ដីដែលគាត់បាននិយាយជាមួយនឹងចាយណាដូចឈៀនសៀននៅពេលនឹងកំពុងស្ដីឲ្យទៅកាន់ហានសិនដែលបានបាត់ខ្លួនពេញមួយថ្ងៃមិនដឹងទៅណាប៉ុន្តែហានសិនខំប្រឹងតវ៉ាថាខ្ញុំគឺមកពីមជ្ឈមណ្ឌលធ្វើតេកាយសម្បទាប៉ុន្តែឈៀនសៀនអត់បានចាប់អារម្មណ៍ទេនឹងបានប្រាប់ទៅកាន់ហានសិនមិនចាំបាច់បញ្យល់ទេនៅពេលនេះលោកក៏ត្រូវទៅរាយការណ៍ទៅកាន់យ៉ាងម៉ាន់លីតតែរបាយការណ៍ទៅលោកបានចូលរួមជាមួយនឹងទីសក្ការៈជាផ្លូវការទៅចាំហានសិនក៏បានសួរថាតើខ្ញុំអាចធ្វើរំលែកទៅបានចូលជាផ្លូវការបានប៉ុន្តែចាយនឹងបានដើរចាក់ចេញក៏ដូចជាបានប្រាប់ទៅកាន់ហានសិនខ្ញុំនឹងទៅនិយាយកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនសិនយូក្រុបហើយហានសិននៅពេលនេះធ្វើឲ្យល្អទៅមុននឹងត្រឡប់មកវិញបន្ទាប់ពីលើក្រុមហ៊ុនសិនយូក្រុបហើយនឹងហានសិនក៏បានគិតអំពីវាផងដែរបើភ្លេចឲ្យបានរំលឹកឡើងវិញក្រុមហ៊ុនសិនយូក្រុបនឹងគឺជាក្រុមហ៊ុនអតីតប៉ារបស់ហានសិនគ្រប់គ្រងប៉ុន្តែឥឡូវនេះត្រូវបានពូទី2ហើយនិងពូទី3លេបតបាក់ហើយហានសិនក៏បានគិតថាសូម្បីតែព្រះបត្រានៃឋានសួគ៌ក៏មានជាប់ពាក់ព័ន្ធជាមួយនឹងភាគហ៊ុនក្រុមហ៊ុននឹងដែរប្រហែលជាការស្លាប់ប៉ារបស់គាត់មានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនសិនយូក្រុបហ្នឹងឯងអញ្ចឹងគឺការទៅឆ្ងល់ជាមួយថែមទៀតថាឈៀនសៀនមានពាក់ព័ន្ធអ្វីជាមួយចំនួនពួកគេការទៅដល់បច្ចុប្បន្នវិញនៅពេលនឹងយោធាម្នាក់ក៏បាននាំហានសិនទៅជួបជាមួយនៅប្រធានយ៉ាងម៉ាន់លីមកដល់ហើយនឹងក៏បានរកសួស្ដីអីចឹងទៅប៉ុន្តែមើលទៅចាយនៅប្រធាននឹងស្អាតមិនអន់ទេសួរបញ្ជាក់ទៅលោកគឺជាហានសិនមែនដែរទេឥឡូវនេះលោកគឺមកយឺត10វិនាទីនាងគឺពិតជាស្អប់នរណាគេដែលមិនចេះគោរពពេលវេលាឥឡូវនេះលោកគឺបានដឹងហើយមែនតែខ្ញុំគឺមានន័យយ៉ាងម៉េចហើយមើលទៅហានសិននឹងចាក់ចាយនឹងចូលល្អទេបើខណៈថ្ងៃដំបូងជួបគ្នាថាហានសិនមិត្តអីហ្នឹងប៉ុន្តែម្ល៉េះទេឲ្យថ្ងៃអនាគតស្រីស្អាតគឺតែធ្លាក់នៅក្នុងដៃតួឯងអញ្ចឹងសាររឿងយើងនៅក្នុងភាគទី16 17ត្រូវបញ្ចប់ត្រឹមតែប៉ុណ្្នឹងនោះទេបាយបាយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៃរឿងអ្នកប្រយុទ្ធឈុតច្បាំងបិសាចអេដមីនក៏ជាស្រ័យផងដែរដោយសារតែរឿងមួយនឹងខានចេញយូរវិញមកលហេតុក៏ដោយសារតែក្រុមហ៊ុនគេអត់ទាន់ចេញថាអញ្ចឹងក៏មិនទាន់ត្រូវដែរតាមពិតទៅ website គេអត់ទាន់ចេញបើក្រុមហ៊ុនគេអត់ដឹងថាចេញអត់ទេព្រោះឲ្យថា admin រក website ដើមតែផុសរឿងអត់ឃើញទេឃើញតែ website ផុសបន្តគឺយើងបានទៅរងចាំតែប៉ុណ្ណោះដឹងថាការណាបើចេញហើយចេញការណាសម្រាប់ការហ្នឹងប៉ុន្តែរឿងហ្នឹងតាមពិតចេញភាគ18យូរហើយតាំងពីថ្ងៃ22មកម្លេះថ្ងៃ22ខែ1គ្នាយើងប៉ុន្តែ admin អត់ទាន់ចង់សម្រាប់ដោយសារតែមួយភាគហ្នឹងវាតិចពេកប៉ុន្តែដល់រងចាំភាគបន្តហើយរងចាំបន្តភាគ19ហ្នឹងគឺចាំបាត់ថាបានពីភាគសម្រាប់ទៅនាទីរៀងវែងតិចហើយបើយើងគិតមកតថ្ងៃហ្នឹងគឺជាថ្ងៃទី3ហើយក៏11ថ្ងៃដែលអត់ទាន់ឃើញរឿងនឹងចេញភាគតទៀតហើយ admin ក៏ដឹងធ្វើមិនទេមិនទៅយកមកភាគយកមកសម្រាប់គ្នាយើងមើលសិនទៅកុំឲ្យថាដាច់ជើងយូរពេកបើជ្រុលតែនិយាយអស់ហ្មងទៅបើសិនជាគ្នាយើងចង់មើលរឿងថ្មីដែលមានចំណងជើងថាម្ចាស់ប៉មង្ក្រាបបិសាចក្នុងពិភព zombie គ្នាយើងទៅអាចសើចំណងជើងនឹងបានបើមិនអញ្ចឹងទេអាចទៅមើល link នៅក្នុង description ដែលមានបានដាក់ link នឹងហើយadmin បានចេញរឿងបាន6ភាគក៏ចំនួននាទីកន្លះម៉ោងអាចមើលបានហើយក៏ចេញភាគតឆាប់ណាស់ស្អែកឬក៏ខានស្អែកហ្នឹងអញ្ចឹងដូចជារឿងស៊ីនាទីច្រើនណាស់ចូលទៅកាន់សារយើងទាំងអស់គ្នាតែម្ដងទៅនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែល Hansen គាត់បានមកជួបជាមួយនៅប្រធានយ៉ាងម៉ាន់លីក៏ត្រូវបាននាងថាឲ្យមកយឺត3វិនាទីហើយនាងស្អប់ផុតណាមកយឺតប៉ុន្តែ Hansen ក៏បានតបទៅកាន់នាងវិញថាខ្ញុំអត់គិតថាខ្ញុំមកយឺតទេដោយសារតែមេបញ្ជាការឈានទៅប្រាប់ឲ្យខ្ញុំមកទីនេះតែប៉ុណ្ណោះអញ្ចឹងនាងក៏បានតបទៅវិញទៅលោកមានន័យថាឈានសៀងគឺជាអ្នកដែលបានធ្វើឲ្យលោកមកយឺតមែនចាយនឹងក៏បាននិយាយទៅកាន់ Hansen វិញថាតើលោកមានសមត្ថភាពអ្វីហើយអ្វីបានជាឈានសៀងលើកឡើងឲ្យលោកហើយថែមទាំងទទួលយកលោកទៀតក៏បាន Hansen បំពេញបែបបទនៃតម្រងការងារអញ្ចឹងទៅក៏នៅតែសួរ Hansen អំពីពាក្យដដែលអញ្ចឹង Hansen ក៏បានតបទៅកាន់នាងវិញខ្ញុំក៏ដឹងដូចគ្នាក៏ស្របពេលដែល Hansen បានបំពេញនៅបែបបទនេះឲ្យលំមប្រកល់ឲ្យទៅកាន់នាងហើយនាងបានប្រាប់ទៅកាន់ Hansen ស្អែកម៉ោង6ព្រឹកនឹងមានការប្រជុំនៅទីសក្ការៈដូច្នេះក៏ត្រូវតែមកឲ្យលឿនខណៈនឹងមានការតាក់ទងពីឈិនសៀនប្រាប់ឲ្យចាយអនុប្រធានយ៉ាងម៉ាន់លីទៅជួបជាមួយនឹងនាងហើយកុំភ្លេចហៅ Hansen មកផងមកដល់ការិយាល័យរបស់ចាយឈិនសៀនអ្នកទាំង3ក៏បានមើលវីដេអូដែលឈិនប៊ីបានធ្វើការតេស្តសាកល្បងហើយនឹងប្រាប់ទៀតផងថាវីដេអូនេះកំពុងតែផ្ទុះយ៉ាងខ្លាំងនៅក្នុងបណ្ដាញប្រព័ន្ធអ៊ីនធឺណិតហើយឈិនប៊ីឥឡូវនេះគឺការទទួលបានការចាប់អារម្មណ៍ជាងមុនថែមទៀតដល់ឡែក Hansen បន្ទាប់ពីបានឃើញសឹងហើយនឹងក៏បានគិតថានេះគឺជាវីដេអូរបស់ខ្ញុំនៅក្នុងមជ្ឈមណ្ឌលធ្វើតែងតើឆ្លងមែនតែអាណាគេទំនេរម្លេះថតអានឹងយុទ្ធផុសចាំរកឃើញមកចាំចម្រាស់បញ្ជីតាមក្រោយក៏បានគិតបន្តទៀតថាតសញ្ញាណមួយនេះគឺមិនត្រូវគេបានដឹងឡើយយ៉ានម៉ាន់លីក៏បានសួរទៅកាន់ឈិនសៀនឈិនប៊ីក៏ពិតជាបោកសម្អាតសាទដ៏ខូខើទាំងអស់នេះហើយគាត់ក៏ពិតជាអស្ចារ្យតែមិនអាណាគេបានស្គាល់មកគាត់ដែរអត់ចំណែកឈិនសៀនគាត់បានដឹងដែរ Hansen គាត់បានគិតបន្តទេសំណាងល្អមែនដែលគាត់អត់បានបង្ហាញពីតសញ្ញាណខ្លួនឯងបើមិនចឹងទេគាត់ប្រហែលจะត្រូវវីវវល់វក់បញ្យល់ប្រាប់គេបញ្យល់ប្រាប់ឯងពេញហ្នឹងឯងឈិនសៀននឹងក៏បានវិភាគអំពីសមត្ថភាពឈិនប៊ីតាមរយៈវីដេអូនឹងទៀតឯងថាឈិនប៊ីគេមានឈាមរតីវិភាពនិងគ្រឿងស័ក្តិពលឹងសាស្ត្រហើយគាត់ក៏ធ្លាប់បានអនុវត្តនៅបច្ចេកទេសសានកម្រិតខ្ពស់មួយចំនួនទៀតផងបើតាមវីដេអូដែលបានផ្ញើចេញមកនេះគឺនៅក្នុងមជ្ឈមណ្ឌលធ្វើតេស្តកាយសម្បទារបស់លជានស៊ីនដូច្នេះពួកយើងគឺត្រូវទៅតាមស្វែងរកគាត់ទៅទីនោះឲ្យបានឆាប់ដោយសារតែគេនៅប្រហែលជាមានផលប្រយោជន៍សម្រាប់ពួកយើងនឹងណាក្តីម៉ាន់លីក៏បានតទៅវិញទៅថាមិនងាយនោះទេប្រកាសណាស់លជាស៊ីនក៏ចង់បានគេដែរឈិនសៀនក៏
បានតទៅវិញយ៉ាងណាក៏ដោយពួកយើងគឺត្រូវតែហៅគេចូលរួមជាមួយនឹងពួកយើងឲ្យតទៅបានព្រោះអីថាការបោបាញ់សត្វឈាមដតេវភាពនៅពេលអនាគតបើសិនជាមានការជួយបញ្ជាប៊ីពួកយើងក៏មិនត្រូវពឹងពាក់ជំនួយពីព្រះបត្រានៃវាសនាហើយនឹងសិស្សច្បងឈ្វាន់ដែរបានលើការសន្ទនារបស់អ្នកទាំងពីរហានសិនក៏បានគិតអំពីពេលវេលាដែលឈិនសៀនបានជួយគាត់ចេញពីកម្ដាប់ដៃរបស់លធានយ៉ាងហើយនាងបានប្រាប់គាត់ថានាងគឺជាមនុស្សដែលចូលចិត្តមនុស្សដែលមានទេពកោសល្យដូច្នេះប្រហែលជានាងគឺជាមនុស្សដែលស្រីឃ្លានទៅលើទេពកោសល្យអញ្ចឹងហានសិនក៏បាននិយាយលោកមាត់ជាមួយអ្នកទាំងពីរដែរបើតែអ្វីដែលគាត់បានដឹងជិនប៊ីគឺជាមនុស្សម្នាក់ដែលចូលចិត្តដើរតែម្នាក់ឯងនោះទេបើសិនជាចង់ហៅគាត់ចូលរួមជាមួយនឹងអ្នកនាងក៏ពិតជាមិនងាយឡើយនាងក៏បានតទៅវិញទៅថាមិនបាច់បារម្ភនោះទេបើសិនជាវាមិនដំណើរការយើងក៏អាចរៀបចំផែនការបានដែលយើងសម្រាប់អនុប្រធានយ៉ាងម៉ាន់លីទៅទាញវិញចៃម៉ាន់លីក៏បានតទៅវិញថាមិនអីទេខ្ញុំមិនប្រកាន់ទេប៉ុន្តែនាងគិតថាគាត់ប្រហែលជាមិនគ្រប់គ្រាន់ឡើយបន្ទាប់ពីរឿងចឹងហានសិនគាត់បានសម័យឃើញអនុប្រធានយ៉ាងម៉ាន់លីស្លៀកពាក់សិចស៊ីមើលទៅអែមមែនទែនហើយគាត់ក៏បានគិតថានារីពីរនាក់នេះគឺពិតជាគួរខ្លាចពិតមែនសាររឿងបន្តទៀតក៏បានកាត់ទៅដល់ផ្ទះរបស់ហានសិនវាម្ដងគាត់ក៏បានទៅមើលសត្វឈាមសម្រាប់នៅពេលនេះវាក៏បានវិវត្តទៅជាសត្វឈាមពិសេសទេតែសោះតែ3ថ្ងៃទៀតតែប៉ុណ្ណោះវាក៏នឹងវិវត្តទៅដល់សត្វឈាមដតេវភាពដោយកំឡុងពេលនឹងកងគូនៅទៅទីសក្ការៈបូជាជាមុនសិនលុះទៅដល់ទីសក្ការៈបូជាហានសិនក៏បានជួបជាមួយនឹងស៊ូសៀវឆាវហើយហានសិនក៏បានសួរទៅកាន់សៀវឆាវហើយអ្វីបានជាឯងនៅទីសក្ការៈបូជាដែរលើគាត់នៅពេលនឹងភ្លេចខ្លួនតែគាត់ធ្លាប់បានជួបស៊ូសៀវឆាវទេជួបទៅនៅពេលដែលគាត់អត្តសញ្ញាណគឺជាជាងប៊ីតែប៉ុណ្ណោះដល់អញ្ចឹងសៀវឆាវបានសួរទៅកាន់ហានសិនតើលោកគឺជាណាគេហេតុអីស្គាល់ខ្ញុំដែរបានលើអញ្ចឹងហើយហានសិនកាំងយោបល់នឹងគិតបន្តិចស្វែងរកដំណោះស្រាយហើយក៏បាននិយាយថាអ្នកណាមិនល្បីឈ្មោះលោកដែលបានជួបជាមួយនឹងជីនប៊ីនៅក្នុងភ្នំទេអត់សៀវឆាវបានលើអញ្ចឹងហើយនឹងសើចយ៉ាងលើក៏ដូចជាបាននិយាយថាទៅពេលនេះខ្ញុំល្បីបើមិនគំតែលបងជីនប៊ីនោះមិនថាខ្ញុំល្បីកើតសើចអស់ចិត្តអស់ចង់ក៏បានសួរទៅកាន់ហានសិនលបងហើយល្បីបានជាលបងចូលមកក្នុងទីសក្ការៈបូជាដែរដឹងដល់តការហ្វឹកហាត់នៅទីនេះគឺពិតជាលំបាកហើយនឹងលឿយហត់ហានសិនក៏បានតទៅវិញទៅថាខ្ញុំមិនដឹងនោះទេប៉ុន្តែហើយអ្វីបានជាលបងចេះតែឈរបាញ់ព្រួញយ៉ាងណាសៀវឆាវក៏បានតទៅវិញទៅថាតាមពិតទៅខ្ញុំមិនចង់នោះទេប៉ុន្តែសូមប្រយ័ត្ននៅទីនេះបន្តិចទៅដោយសារតែអនុប្រធានយ៉ាងម៉ាន់លីចាយនឹងកាចមែនទេហើយក៏មិនត្រូវធ្វើខកចិត្តនាងឡើយហានសិនក៏បានតទៅវិញទៅថាខ្ញុំបានជួបនាងឯចាយដែលមិនខុសអ្វីដូចជាឯងបាននិយាយទេពេលជួបគ្នាដំបូងនាងចង់ដាក់ទោសខ្ញុំទៀតក៏ស្រាប់តែពេលនឹងឮសូរសំឡេងខ្លាស្រ័យពីក្រោយថាណាគេកំពុងនិយាយដើមខ្ញុំហើយមើលទៅកាន់មុខចាយនឹងទៅកាយដល់អ្វីដែលគេបាននិយាយពិតមែនអញ្ចឹងអ្នកទាំងពីរនៅពេលនឹងក៏ពិតជាមានការផិតភ័យចាយនឹងក៏បានហៅអ្នកទាំងពីរទៅកន្លែងហ្វឹកហាត់ជាមួយនឹងខ្ញុំឥឡូវនេះបន្ទាប់មកក៏បានបាញ់ប្រូញឲ្យទៅកាន់អ្នកទាំងពីរបានមើលបាញ់មួយគ្រាប់ក៏បានចូលទៅដល់ចំណុចកណ្ដាលហើយសៀវឆាវបានលាន់មកថាកម្លាំងនៃការអនុវត្តគឺ7.0ចាយនឹងក៏បានសួរទៅកាន់សៀវឆាវតើឯងបញ្ចប់ការអនុវត្តនៅពេលណាហើយនឹងចាក់ចេញនៅពេលណាបើសិនជាហ៊ានខ្ជិលទៀតប្រកបណាស់ខ្ញុំនឹងដឹងអំពីរបៀបដែលបានដាក់ទោសឯងបានលើអញ្ចឹងនឹងសៀវឆាវក៏ពិតជាមានការផិតភ័យមែនទែននិយាយថាតែមិនគិតថានេះគឺជាការសម្លាប់ខ្ញុំទេម៉ែក៏បានសុំអាចារ្យលើកឡើងម្ដងទៅប៉ុន្តែចាយនឹងក៏បានតថាហួសពេលនេះក៏បានប្រាប់ឲ្យសៀវឆាវបាញ់ប្រូញនាទីនឹង1000គ្រាប់ទៀតហើយនឹងធ្វើមជ្ឈដល់កម្លាំង7.0ស្អែកនេះនាងក៏នឹងមកផលិតផលិតផលហានសិនក៏បានរួមដងគឺថាមិនចាំបាច់បារម្ភទេឥឡូវនេះនាងគឺបានទៅបាត់ទេអញ្ចឹងពួកយើងគួរណាស់តែហ្វឹកហាត់នៅពេលហ្នឹងទៅប៉ុន្តែសៀវឆាវក៏នៅតែបារម្ភថាចាយនឹងក៏នឹងឲ្យនរណាគេម្នាក់មកផលិតមើលប៉ុន្តែហានសិនក៏នឹកជឿជាក់ថាបែរនឹងអាចធ្វើបានអាសារឿងនៅក្នុងភាគទី18របស់យើងក៏ត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេជាស្អីដល់យើងរងចាំយូរបើសិនជាគ្នាយើងចង់ប៉ាវកាហ្វេadminអាចប៉ាវតាម QR code លើវីដេអូនឹងបានអញ្ចឹងបើសិនជាគ្នាបានធ្វើឲ្យអរគុណច្រើនហើយនឹងអរគុណធំអញ្ចឹងគឺបាយបាយជួបគ្នាភាគទី19អត់ដឹងថាការណាក៏ចេញទេហើយក៏ពេលវេលាថ្ងៃខែមិនទៀងទាត់សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី19នៅរឿងអ្នកប្រយុទ្ធឈុតច្បាំងបិសាចបើគ្នាយើងចង់ចូលទៅក្នុងក្រុម Channel Telegram មានក៏បានដែរ admin បានដាក់ link នៅក្នុង description ជាមួយក៏ comment ព្រោះអីថានៅពេលដែល admin បានដូរ channel អីហ្នឹង admin ក៏នឹង share link ចូលក្នុង Channel Telegram ហ្នឹងដូចគ្នាយើងដឹងចឹងថាមានអាសាដូរ channel លក់ channel អីហ្នឹងដើម្បីជីវភាពអញ្ចឹងបើសិនជាគ្នាយើងមិនចង់វែងនៅពេលដែលបាត់ admin ទៅរត់មានឃើញចូលក្នុង Channel Telegram មើលបាន admin ក៏នឹង share គ្រប់វីដេអូដែលមានចេញថ្មីចូលក្នុង Channel Telegram ហ្នឹងក៏ងាយស្រួលផងដែរគ្នាយើងដែលចាំបាច់ឃើញមានចេញវីដេអូហ្នឹងចឹងកុំឲ្យខាតពេលយកចូលទៅការភាពបន្តរបស់យើងទៅនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលសៀវឆាវចាប់ផ្ដើមផិតភ័យនៅពេលដែលបានលឺអនុប្រធានយ៉ាងបានលេងយ៉ាងចឹងហើយហ្នឹងនិយាយទៅការហានសិនទាំងយមផងអីផងតែមិនគិតថា1000គ្រាប់នឹងវាច្រើនទេម៉េចហានសិនក៏បានតទៅវិញទាំងមិនខ្វល់ថាបានចឹងមិនឆាប់ទៅហាត់ទៅពេលវេលាគេមានកំណត់ណាបើបញ្ញាប់ធ្វើទៅបញ្ញាប់ស្បៃមិនត្រឹមតែប៉ុណ្ណឹងទេហានសិនក៏បានលើកទឹកចិត្តទៅកាន់សៀវឆាវផងទៀតថាសៀវឆាវគឺជាមនុស្សដែលមានទេពកោសល្យល្អត្រឹមកម្លាំង7.0នេះហើយថាមិនអាចទៅដល់បានកំពុងតែហ្វឹកហាត់នឹងដែរយើងក៏បានឃើញជាមួយមនុស្សមួយក្រុមបានដើរកាត់ហើយក៏បាននិយាយពាក់ព័ន្ធជាមួយនឹងព្រឹកស្អែកពួកគេក៏នឹងទៅប្រមាញ់សត្វឈាមដតេវភាពដល់ចឹងសៀវឆាវក៏បានលាន់មកសួរថាសត្វឈាមដតេវភាពហេតុអីបានជាខ្ញុំមិនដឹងទៅចឹងម្នាក់នេះក៏បានតបថាវាត្រូវបានរកឃើញដោយព្រះបត្រានៃឋានសួគ៌ជាមួយនឹងគ្នាគាត់ទៅចឹងបានជាជំរំគួរជារបស់ពួកយើងគឺត្រូវទៅជួយហានសិនបានលឺហើយកន្លែងឆ្ងល់ដែរហើយអ្វីបានជាឈិនសៀនទៅភាសាជាមួយនឹងសិនយូព្រោះឲ្យថាមកពីរឿងនេះសោះពិធានក្រុមគេនៅពេលហ្នឹងក៏បានប្រាប់ថាកុំយកប្រយោជន៍ច្រើនឲ្យពួកយើងតោះទៅប៉ុន្តែត្រូវបានសៀវឆាវមករាំងហើយគេសុំ
ចូលខ្លួនមួយដែរប៉ុន្តែប្រធានក្រុមលាវគឺយល់ព្រមទេមិនត្រឹមតែប៉ុណ្ណឹងនោះទេក៏បាននិយាយទៅកាន់សឿជើទៀតផងថាឯងចូលមកក្នុងជំរំគួរជានេះក៏ដោយសារតែឧត្តមសេនីយ៍ឈីនឲ្យចុះបើមិនអញ្ចឹងទេស្មានតែខ្ញុំរក្សាតបកាកសំណល់ដូចជាឯងមែននិយាយនេះគឺនិយាយប្រកបន័យថាឲ្យហានសិននឹងឯងបន្តមកប្រធានក្រុមលាវនឹងក៏បានដើរចាក់ចេញទៅហានសិនក៏ឆ្ងល់ផងដែរហើយដែលបានជាបែបនេះររៀងគាត់ទាំងដែលធ្លាប់បានស្គាល់គ្នាពីមុនមកចឹងប៉ុន្តែក៏មិនគិតច្រើនដែរក៏បានហៅសៀវឈើដើម្បីទៅហាត់បន្តទៀតព្រោះឲ្យថាគឺការទៅតឹងតែងជាងមុននេះចំណែកសៀវឈើក៏នៅតែល្អថាល្អណាស់លាវហងតៅរដងលោកក៏តែងតែយកលុយច្រើនពីខ្ញុំប៉ុន្តែលើកនេះលោកបាយជាហ៊ានធ្វើបែបនេះដាក់ខ្ញុំនឹងបាននិយាយទៅកាន់លបងហានសិនណាមើលទៅតកូលលាវនោះគឺដាក់កោដៅទៅលើលបងនេះហានសិនក៏បានសួរតែឆ្ងល់ថាហេតុអ្វីបានជាអញ្ចឹងតែជាងសៀវឈើក៏បានប្រាប់ថាក៏ដោយសារតែមេក្រុមលាវក៏ពេញចិត្តទៅលើនៅប្រធានយ៉ាងម៉ាន់លីហើយនៅពេលដែលនៅប្រធានយ៉ាងម៉ាន់លីបានពេញចិត្តទៅលើនរណាម្នាក់ក្នុងសមាជិកក្រុមប្រកាសថាបែកនឹងក៏នឹងរករឿងទៅកាន់ម្នាក់ហ្នឹងបន្ទាប់ពីលើអញ្ចឹងហានសិនក៏ដូចជារៀងពោះចិត្តផងដែរប៉ុន្តែក៏មិនគិតច្រើនដែរគាត់គូនៅតែអនុវត្តបន្ថែមទៀតបន្តមកគាត់ក៏បានមីក្រូបចាំទៅកាន់គោលដៅកណ្ដាលចំណុចក្រហមនិងបានគិតមួយឃ្លាចុងក្រោយថាការបោះបាញ់ថ្ងៃស្អែកនេះបើមិនចូលរួមក៏ដូចជាស្ដាយពេកយីដុល្លារសៀវឈើបន្តពីបានឃើញចឹងហើយនឹងក៏ពិតជាមានការផ្សាយផ្អើលតែម្ដងបាញ់ចម្ងាយ150ម៉ែត្រហើយនៅចំគោលដៅទៀតច្បាស់នៅតែកម្លាំងរបស់គឺ7.0នេះប៉ុន្តែបើតាមពិតទៅហានសិនលាក់កម្លាំងតែកម្លាំងពិតគាត់គឺ9.4និងក៏បន្តទៀតហានសិនក៏នៅតែបន្តបាញ់ឲ្យច្រើនគ្រាប់ទៀតប៉ុន្តែគោលដៅគឺមិនខុសពីលើកមុនប្រហែលទេគឺចំទៅលើគោលដៅទាំងអស់បានឃើញហើយសៀវឈើក៏ពិតជាមានការផ្សាយផ្អើលជាងមុនថែមទៀតទេសម្បីតែអ្នកនៅទីហ្នឹងក៏មានការកោតសរសើរទៅលើហានសិនផងដែរមិនត្រឹមតែប៉ុណ្ណឹងនោះទេនៅពេលដែលហានសិនបាញ់បដូរដៃទៅកាន់ដៃឆ្វេងវិញកម្លាំងរបស់គាត់គឺនៅតែថិតថេរចំណែកមេក្រុមលាវក៏នៅតែបោកមកមើលវិញហើយបាននិយាយថាមនុស្សប្រភេទនេះក៏នឹងខ្លាំងទៅជាមនុស្សជោគជ័យយើងក៏មិនទាន់ដឹងអំពីគោលបំណងពិតរបស់បែកនោះដែររីឯហានសិនក៏បានប្រាប់ទៅកាន់សៀវឈើកុំឲ្យខ្ជិលទៀតហើយនៅពេលនេះបន្តអនុវត្តអញ្ចឹងសៀវឈើនៅពេលនេះកន្លែងខ្ជិលទៀតហើយគេចាប់តាំងពីពេលនេះទៅក៏នឹងຕົកលបងហានសិនគឺជាអាយដលចំណែកហានសិនក៏នៅតែគិតដដែលថាយ៉ាងណាក៏ដោយសាទឈានទៅទេវិភាពគឺមិនអាចគេចេញពីកម្រិតដៃរបស់គាត់បានឡើយប្រហែលជារៀបចំកម្រងការប្លន់ទៀតនៅក្នុងពេលនោះយើងក៏បានឃើញជាមួយនៅប្រធានយ៉ាងម៉ាន់លីនឹងក៏បានមើលអំពីការហ្វឹកហាត់របស់ហានសិនផងដែរនិងបានសរសើរថាហាក់បីដូចសមត្ថភាពរបស់គាត់គឺខ្លាំងពិតមែនទើបចឹងបានធ្វើឈានសៀនពេញចិត្តយ៉ាងនេះហើយនឹងជ្រើសរើសមនុស្សមិនខុសទេសាររីយើងក៏បានកាត់ទៅដល់80ម៉ោងក្រោយមកយើងក៏បានឃើញជាមួយនឹងសៀវឈើពិតជាអស់កម្លាំងមែនតែនហើយនៅពេលនេះគឺចិត្តប្រឹកឯងប៉ុន្តែគេបាញ់អស់1000គ្រាប់នៅតែមិនអាចចំគោលដៅបានគឺមិន1000គ្រាប់ទេគឺចូល2000គ្រាប់ឯងហើយគេក៏ពិតជាអស់កម្លាំងហើយនឹងអស់សង្ឃឹមមែនតែនគេទៅកាន់ដៃខ្លួនឯងទៀតផងថាដៃខ្លួនឯងនេះគឺពិតជាអត់ប្រយោជន៍ពិតមែនហានសិនក៏នៅតែលើកទឹកចិត្តទៅកាន់គេដដែលដូចចឹងសៀវឈើគឺមានកម្លាំងចិត្តឡើងវិញបានតែចិត្តហានសិននិយាយថាបើសិនជាខ្ញុំគឺជាស្រីនឹងប្រកាសជាលងស្នេហ៍លបងឯងហានសិនក៏បាននិយាយទៅកាន់គេវិញថាកុំគិតច្រើននៅពីរឿងនេះហើយគិតថាថ្ងៃស្អែកពេលយើងក៏នឹងទៅបោះបាយសាទវៃទៅមុនដែរអត់ប៉ុន្តែបើសិនជាទៅគឺត្រូវរៀបចំអ្វីខ្លះសៀវឈើក៏បានប្រាប់ទៅកាន់លបងកុំឲ្យបារម្ភមានព័ត៌មានអ្នកដែលថាលុយមិនអាចទិញបានឡើយគេបានសូមលុយឲ្យទៅកាន់ជំនួយការនៅប្រធានលីហើយបានដឹងព័ត៌មានថាការបោះបាញ់ថ្ងៃស្អែកនេះគឺជាការបោះបាញ់សាទវៃទៅមុនទៅចេះហោះកម្រិតឈាមនៅទេវភាពតែចឹងហានសិនក៏បានថាតែមិនគិតថានេះគឺជាការងាយស្រួលទេមែនប៉ុន្តែសៀវឈើក៏បានតទៅវិញទៅថាមិនចង់ឡើយព្រោះឲ្យថាមនុស្សរបស់ព្រះបត្រានៅឋានសួគ៌ភាគតិចណាស់ដែលចេះបាញ់ព្រួយដូច្នេះពួកគេក៏នៅតែត្រូវការជំនួយពីពួកយើងដដែលបន្ទាប់ពីរឿងចឹងហានសិនក៏បានគិតថាសត្វឈាមនៅទេវភាពដែលចេះហោះក៏ពិតជាលំបាកក្នុងការចាប់យកវារីឯព្រួយធម្មតានេះវិញគឺមិនអាចនឹងទម្លុះស្បែកវាបានដែរដូច្នេះគឺមានតែប្រើប្រាស់ព្រួយកម្រិតដាច់ខ្សឹបហើយអញ្ចឹងភាគនេះក៏ត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេហើយក៏ជាភាគទី19ហើយក៏អរគុណលោកអ្នកយើងម្នាក់ដែលបានខមមិនប្រាប់ admin ថារឿងនេះគឺចេញនៅក្នុង YouTube ទើបបានជាមានទៅ search មកក្នុង YouTube ទៅបានឃើញព្រោះឲ្យថាពាក្យច្រើនមានមកក្នុង website YouTube អត់សូវមើលហ្មងតែដោយសារតែថលវាដូចជ្រៃញ៉ៃញ៉ៃពេកប៉ុន្តែលើកនេះក៏ដោយសារតែ website គេអត់ចេញចឹងហើយបានតែមើលក្នុង YouTube នឹងឯងអញ្ចឹង admin គឺសុំលាប៉ុណ្ណឹងសិនបាយជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី20នៃរឿងអ្នកប្រយុទ្ធឈុតច្បាំងបិសាចដោយមានបានប្រាប់ក្នុងវីដេអូមុនចង់កុំភ្លេចចូលទៅក្នុង Channel Telegram មានម្នាក់មួយផងទៅបើចង់ដឹងដំណឹងថ្មីពី admin ដែល admin ក៏ដាក់ link នៅក្នុង comment ឬ description ហើយអញ្ចឹងលើកនេះសម្រាប់ពេលយកតែធាននិយាយលឺទេនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែល Hanson គាត់បាន search internet ទៀតទេដើម្បីស្វែងរកគ្រាប់ព្រួយប្រភេទដៃសត្វព្រោះឲ្យថាមានតែព្រួយប្រភេទនេះទៅមានប្រសិទ្ធភាពក្នុងការបាញ់តម្រូវនៅស្បែកសត្វជាលទេវភាពនៅថ្ងៃស្អែកហ្នឹងប៉ុន្តែយ៉ាងណាក្ដីក៏លំបាកទិញផងដែរដោយសារតែតម្លៃរបស់វាគឺពិតជាថ្លៃហួសពីការរំពឹងទុកហើយគិតថាមើលទៅគាត់មិនអាចទិញវាបានទេជាមួយនឹងលុយបច្ចុប្បន្នដែលគាត់មានហើយតាមពិតទៅគាត់ត្រូវការប្រភេទដៃសត្វយ៉ាងហោចណាស់ក៏ 0.4 ទៅ 0.5% ដែរ 0.4 0.5 បាននិយាយថាវរឹងមាំឯងបន្តរកមើលចុះរកមើលឡើងក៏បានឃើញជាមួយនឹងរបស់របរយ៉ាងច្រើនដែលគាត់សុទ្ធតែមិនពេញចិត្តហើយនៅមិនចង់បានប៉ុន្តែនៅតែបន្តអស់មើលទី import ក៏បានឃើញជាមួយនឹងព្រួយកម្រិតដៃសត្វ 1.2% ដែលគេបានតាមលក់ក្នុងតម្លៃសមរម្យអញ្ចឹងគាត់ក៏នឹងតាក់ទងទៅកាន់អ្នកលក់ភ្លាមហើយបន្តទៀតឃើញថាគាត់ក៏បានដើរទៅ
ទៅយកព្រួញក៏បានដើរកាត់ជាមួយនឹងក្លឹបមកកន្លែងតែបែបនេះ Hansen ក៏មានការងារឆ្ងល់ផងដែរហើយអ្វីបានជាម្ចាស់ព្រួញនេះមកលក់កន្លែងស្ងាត់អញ្ចឹងក៏បានគិតទៅដល់ពេលដែលគាត់បានប្រាប់បានអ្នកលក់ដឹកជញ្ជូនមកឲ្យគាត់មកប៉ុន្តែគេបានប្រាប់ឲ្យ Hansen ទៅយកផ្ទាល់ហើយគេក៏នឹងផ្ញើទីតាំងឲ្យ Hansen មកតាមនឹងមកលុយដល់ដៃឲ្យព្រួញភ្លាមឬបន្តទៀតក៏បានមកដល់ទីតាំងមួយយ៉ាងស្ងាត់ហើយអ្នកលក់ក៏បានអើតកចេញមកហៅគាត់ចូលក្នុងបន្ទប់មួយ Hansen ក៏បានទៅតាមម្នាក់នឹងហើយក៏បានសួរបញ្ជាក់ចុះឡើងពាក់ព័ន្ធជាមួយតំណែងថា Hansen គឺជាអ្នកទិញអញ្ចឹងទៅច្បាស់ការហើយម្នាក់នឹងក៏បានដកយកព្រួយដែលស្ថិត 1.2% ចេញមកនិងបានប្រាប់ឲ្យអ្នកទិញបង់លុយតាមការគូប៉ុន្តែមុននឹងបង់លុយ Hansen ក៏ត្រូវតែពិនិត្យមើលអំពីតំណែងបន្តិចដែលបានមើលវាហើយក៏បានដឹងថាវាគឺមានចំណុចល្អចោះផលិតឡើងដោយការយកចិត្តទុកដាក់បន្ទាប់មកគាត់ក៏ចង់សាកល្បងវិនិយោគកំបិតមួយកាប់អ្នកលក់ក៏បានប្រាប់ឲ្យ Hansen សាកមើលទៅកំបិតសេរីដៃនេះគឺមិនគីឡូជាមួយនឹងព្រួយនេះឡើយបន្ទាប់ពី Hansen បានយកកូនកំបិតកាប់ទៅលើព្រួយនឹងពេញមួយទំហំឃើញថាកូនកំបិតរបស់ Hansen ក៏បានកញ្ឆែតដូច្នេះហេវ៉ានេះក៏ពិតជាល្អពិតមែនចង់ដឹងណាស់ថាវាបង្កើតចេញពីអ្វីដូច្នេះអ្នកលក់ក៏បានប្រាប់ថាវាបង្កើតចេញពីឆ្អឹងរបស់ខ្លាឃ្មុំចម្បាំងលំដាប់ផ្កាយប្រភេទដៃសុទ្ធសាធយ៉ាងហោចណាស់ក៏ 1.2% ដែរនឹងបានប្រាប់ឲ្យអ្នកទិញទុកចិត្តទៅរបស់របរដែលខ្ញុំបង្កើតឡើងដោយផ្ទាល់ដៃបើទោះបីជាប្រើម៉ាស៊ីនដើម្បីនឹងផលិតក៏មិនដូចដែរអញ្ចឹង Hansen ក៏បានឲ្យលុយទៅកាន់អ្នកលក់ក៏ដូចជាបានសុំការអភ័យទោសផងដោយក៏សារដំបងគាត់ហាក់បីដូចជាមានការសង្ស័យបន្តិចប៉ុន្តែឥឡូវនេះគាត់បានទុកចិត្តទាំងស្រុងហើយអ្នកលក់ក៏បានប្រាប់ទៅកាន់ Hansen វិញថាមិនអីនោះទេហើយបើសិនជាមានរបស់ល្អសារក្រោយទៀតគាត់នឹងតាក់ទងទៅកាន់ Hansen ហើយ Hansen ក៏អាចរកគាត់បានគ្រប់ពេលវេលាផងដែរសាររឿងបន្តទៅក៏បានកាត់ទៅដល់មុខជំរំគួយសៀនេះវិញយើងក៏បានឃើញជាមួយមនុស្សយ៉ាងច្រើននៅទីនេះដើម្បីនឹងចូលរួមជាមួយព្រះបត្រានៃឋានសួគ៌ទៅប្រមាណសាច់ឈាមនៅទេវភាពលាធានយ៉ាងក៏បានព្រះបត្រាឋានសួគ៌មើលទៅសំបីតែគេក៏មកដែរមិនទឹកស្មានដល់សោះថាគេហ៊ានតាមឈានស៊ន់មកទីនេះអញ្ចឹងក៏ចង់សម្លាប់ Hansen ចោលទៀតឯងបន្ទាប់មកព្រះបត្រានៃឋានសួគ៌ក៏បានដើរទៅរាក់ទាក់ជាមួយនឹងឈានសៀននិងបាននិយាយអំពីការសហការរវាងពួកគេទាំងពីរនាក់ហើយឈានសៀនក៏បានប្រាប់ទៅកាន់ព្រះបត្រានៃឋានសួគ៌ថាកុំឲ្យគាត់បារម្ភអីព្រោះថាជំរំគួយសៀននឹងមិនធ្វើឲ្យគាត់អស់សង្ឃឹមឡើយអញ្ចឹងនៅពេលនេះពួកយើងដល់ពេលចេញដំណើរទៅវិញប៉ុន្តែលាធានយ៉ាងមកតែពឺដៃមែនតែបានទៅហាមឃាត់ Hansen និងបាននិយាយទៅកាន់ Hansen ថាខ្ញុំមិនដឹងទេតើចុះជំរំទីសក្ការៈតាំងពីពេលណានោះឈានសៀនក៏បានប្រមានទៅកាន់លាធានយ៉ាងផងដែរនៅរឿងរ៉ាវដែលបានកើតឡើងកាលពីមុនតើចង់ដូចពីមុនទៀតមែនខ្ញុំប្រាប់ជាច្រើនដងហើយថាគេគឺជាមនុស្សរបស់ខ្ញុំដូចអញ្ចឹងហើយព្រះបត្រានៃឋានសួគ៌ក៏បានចេញមកដើម្បីនឹងហាមឃាត់ដូចគ្នាអបិនឹងនិយាយល្អទេប៉ុន្តែចង់ចាត់ការ Hansen ដូចគ្នានឹងហើយបន្តមកពួកគេក៏បានចេញដំណើរទៅព្រៃលាធានយ៉ាងក៏ទៅគិតថាខ្ញុំនឹងចាត់ការឯងឲ្យទាល់តែបានដោយឡែកសៀវឈើក៏បានប្រាប់ទៅកាន់លបងថាដូចជាមិនល្អនោះទេប៉ុន្តែ Hansen ក៏បានតទៅវិញទៅថាមិនអីទេគ្រាន់តែជាឆ្កែប្រុសតែប៉ុណ្ណោះខ្លាចអីអញ្ចឹងនឹងបន្តទៀតពួកគេក៏បានធ្វើដំណើរមកដល់ក្នុងព្រៃទីតាំងដែលសត្វឈាមនៅទេវភាពស្លាប់ស្នាក់នៅរាជឈានសៀនក៏បានបញ្ជាកូនចៅរបស់នាងទៅបញ្ឆោតសត្វឈាមនៅទេវភាពនឹងឲ្យវាចេញមកឯងបន្តមកពួកយើងគ្រាន់តែធ្វើទៅតាមផែនការតែប៉ុណ្ណោះព្រះបត្រានៃឋានសួគ៌ក៏បាននិយាយទៀតឯងមើលទៅលើនេះគឺពិតជារំខានទៅដល់ក្រុមទីសក្ការៈមែនតែនបន្ទាប់មកគាត់ផ្ដល់សំណងឲ្យទៅកាន់ទីសក្ការៈជាងគួរសមវិញហើយអញ្ចឹងនៅពេលនេះគាត់ក៏បានយកប្រអប់មួយទៅពោពេញទៅដោយព្រួយដៃសតតែមានកម្រិតដៃសត 1% ចាយឲ្យទៅកាន់ទាំងអស់គ្នាប៉ុន្តែលើកឡើងអីទៅ Hansen មិនឲ្យទេដូចអញ្ចឹងនៅប្រធានយ៉ាម៉ាលីក៏បានតវ៉ាហើយអ្វីបានជាមិនឲ្យគាត់ក៏ចូលរួមដើម្បីនឹងប្រមាណជាមួយនឹងពួកយើងដូចគ្នាប៉ុន្តែព្រះបត្រានៃឋានសួគ៌នឹងក៏បានសើចហើយថានេះគឺជារបស់ខ្ញុំចង់ផ្ដល់ឲ្យឬមិនឲ្យគឺជារបស់ខ្ញុំនោះទេដូច្នេះខ្ញុំមានសិទ្ធិសម្រេចថាឲ្យឬក៏មិនឲ្យចៃម៉ាលីក៏បានតទៅវិញទៅថាប្រកាសណាស់ក៏រិសាតែលោកគឺជាអ្នកដឹកនាំប្រតិបត្តិការមួយនេះលោកចង់និយាយអ្វីក៏បានដែរប៉ុន្តែកុំភ្លេចណាលាវហុងតាវគឺបានជ្រើសរើសមនុស្សកម្ពុជាទាំង5នាក់ដែលមានសមត្ថភាពក្នុងការបាញ់ព្រួយមកទីនេះចាំគួរណាស់តែម្នាក់ទទួលបាន20ដូច្នេះហុងតាវក៏បានយល់ព្រមហើយនាងក៏បានគិតថាមើលទៅព្រះបត្រានៃឋានសួគ៌នេះប្រហែលជាបានដាក់គោលដៅទៅលើ Hansen នេះបើទោះបីជានាងអត់ដឹងថាហេតុអ្វីបានជាពួកគេមានទំនាស់ជាមួយនឹងគ្នាយ៉ាងណាក៏ដោយប៉ុន្តែសម្ដីនៃព្រះបត្រានៃឋានសួគ៌និយាយមកគឺពិតជាឆ្លើយមែនទេបើតាមចិត្តខាងសឹងផ្ទះមកក៏ភ្លៀងងាប់ទៅបន្តមកលាធានយ៉ាងក៏បានប្រាប់ឲ្យគ្រប់គ្នារៀបចំទុកជាមុនហើយទៅហើយក៏ធ្វើទៅតាមផែនការដែលបានរៀបចំនិងគេក៏បានងាកប្រាប់ទៅកាន់ Hansen ជាមួយនឹងសៀវឈើថាពីរនាក់ទៅម្ខាងទៅដូចជាមិនឲ្យតម្លៃគ្នាសោះសៀវឈើចង់តវ៉ាប៉ុន្តែ Hansen ក៏បានប្រាប់ថាដល់ស្ងៀមក៏ព្រមទៅតាមអ្វីដែលគេបាននិយាយបន្តមកសាររឿងក៏បានបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេហើយក៏ជាភាគទី20បើសម្លេងច្បាស់ក៏ដូចជាពិបាកស្ដាប់ហើយនឹងក៏ជាស្រ័យផងដោយសារតែមាននិយាយតិចទេដោយសារសម្រាប់ពេលចប់ចឹងទៅពិបាកនិយាយហើយក៏អត់ដឹងរៀបរាប់ប្រាប់យើងថាមិនដែរចឹងវាពិបាករៀបរាប់ចឹងប៉ុណ្ណឹងបាននេះបាយសួស្ដីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី21នៅរឿងអ្នកប្រយុទ្ធឈុតជាបាំងបិសាចនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលលាធានយ៉ាងក៏បានប្រាប់ឲ្យគ្រប់គ្នាត្រៀមខ្លួនទៅហើយពួកយើងក៏នឹងធ្វើទៅតាមផែនការអញ្ចឹងអ្នកទាំងអស់គ្នាក៏បានយល់ព្រមប៉ុន្តែលាធានយ៉ាងក៏បាននិយាយទៅកាន់អ្នកទាំងពីរនេះដែលគឺជា Hansen ហើយនិងសៀវឈើថាអ្នកទាំងពីរគ្មានអ្វីត្រូវធ្វើតែដូច្នេះឈរនៅម្ខាងទៅសៀវឈើចង់តវ៉ាប៉ុន្តែត្រូវបាន Hansen ប្រាប់ឲ្យជាក់ចិត្តបន្តិចសិនទៅកុំឲ្យបង្កបញ្ហានៅទីនេះអីបន្ទាប់មកយើងក៏បានឃើញជាមួយនឹង Hansen ហើយនិងសៀវឈើនៅជ្រុងម្ខាងហើយសៀវឈើនៅពេលហ្នឹងគឺពិតជាខឹងមែនទែន Hansen បានបន្តថាយើងហោចណាស់នៅពេលនេះខ្ញុំក៏ជាបន្លាមួយក្នុងភ្នែករបស់ព្រះបត្រានៃឋានសួ
ួរនឹងដែរសៀវឆៅក៏បានសួរទៅគេលបងសិនហេតុអីបានជាបងមិនខឹងចឹងដុល្លារចិត្តខ្ញុំនៅពេលនេះគឺចង់ឡើងទៅវ័យមួយស្មើជាមួយនឹងលរធានយ៉ាងហានសិនក៏បានតោះទៅវិញទៅថាប្រកាសណាស់ខ្ញុំខឹងដល់ខឹងឯងគ្រាន់តែថាខ្ញុំមិនបញ្ចេញមកខាងក្រៅមនុស្សប្រភេទចឹងបើសិនជាយើងចង់សងសឹកទៅលើគេវិញត្រូវតែសងសឹកទៅដោយកម្លាំងបើមិនចឹងទេពួកគេក៏នៅតែបន្តមើលងាយយើងអញ្ចឹងដរាបណាយើងអាចសម្លាប់សត្វឈាមដតេប្រភេទនេះបានហើយមានសំណាងទៀតនៅពួកយើងក៏នឹងអាចទទួលបានពលឹងសត្វឈាមហ្នឹងហើយហានសិនក៏ចង់ដឹងផងដែរថានៅពេលនោះមកដល់ព្រះបត្រាឋានសួរទឹកមុខណាមកវិញទៀតប៉ុន្តែសៀវឆៅក៏បានតទៅវិញទៅថាប៉ុន្តែវាក៏ពិតជាលំបាកខ្លាំងណាស់ដោយសារតែពួកយើងនៅជ្រុងម្ខាងទៀតតែពួកគេនៅហើយនៅពេលដែលសត្វឈាមដតេវភាពបានហើរចេញពួកគេប្រកាសជាចាត់ការមុនពួកយើងឯងម្យ៉ាងទៀតពួកយើងមិនក្រោបព្រួយផលិតចេញវាលហៈធម្មតាតែប៉ុណ្ណោះច្បាស់ណាស់ថាគឺមិនអាចបំបែកនៅស្បែករបស់សត្វឈាមដតេវភាពនឹងបានឡើយស្របពេលនឹងក៏បានលឺសូរសំឡេងសម្រែករបស់សត្វឈាមដតេវភាពហើយវាក៏បានហោះចេញមកដែលមើលទៅវាគឺជានាគអញ្ចឹងមិនទៅយូរទៅយ៉ាងម៉ាន់លីក៏បានបញ្ជាកូនចៅបាញ់ព្រួយទៅប៉ុន្តែមើលទៅការព្រួយពួកគេទៅទោះបីជាកម្រិត0.2នៃដៃសត្វជាណាក៏ដោយប៉ុន្តែបាញ់ស្បែកវាទៅតែមិនសូវធ្លុះអញ្ចឹងហានសិនក៏បាននិយាយផងដែរថាមើលទៅគឺមានតែបាញ់ចំភ្នែកប៉ុណ្ណោះហានសិនក៏បានដកយកព្រួយរបស់គាត់ចេញមកកម្រិតដៃសត្វ1.2% ប៉ុន្តែមិនទាន់បាញ់ឡើយយាត្រៀមបាញ់ស៊ីពេស្របពេលនឹងមើលទៅកាន់ព្រះបត្រានៃឋានសួគ៌គេក៏បានហោះឡើងទៅលើយ៉ាងខ្ពស់ក៏ដូចជាបានយាព្រួយរបស់គេបាញ់ទៅធ្វើស្លារបស់សត្វអ្នកម្ខាងគឺបានរងរបួសហើយវាក៏បានក្រហមយ៉ាងក្តៅឈឺចាប់ហានសិនបានឃើញហើយក៏បានដឹងថាមិនទាន់ដល់ពេលឡើយដោយសារតែគេបានសង្កេតឃើញថាការការពាររបស់នាគមួយនេះគឺមិនទាន់ថយចុះនៅឡើយទេអញ្ចឹងត្រូវតែរងចាំបន្តទៀតទេនាគក្រែកមិននឹងចង់ហោះកិច្ចប៉ុន្តែមើលទៅក៏សត្វតែក្រោបព្រួយបាញ់ដេញតាមពីក្រោយដូច្នេះយ៉ាងម៉ាន់លីក៏បានដកព្រួយនាងចេញមកហើយបាននិយាយតិចៗថាមើលទៅព្រះបត្រានៃឋានសួគ៌ចង់តែយកផលប្រយោជន៍ពីខ្ញុំបានចេញទៅមួយក្រោះធ្វើនាគក្រែកមួយនឹងបំផ្ទុះយ៉ាងខ្លាំងក៏ដូចជាទំនងថានាគក្រែកមួយនឹងគឺមានរបួសហើយដូច្នេះព្រះបត្រានៃឋានសួគ៌ក៏បានប្រាប់ទៅកាន់កូនចៅនាគក្រែកគឺមានរបួសហើយដូច្នេះវាមិនអាចហោះទៅណាបានឆ្ងាយទេពួកគេគួរតែដេញតាមហានសិនក៏បានទៅតាមផងដែរប៉ុន្តែមើលទៅគឺតាមមិនទាន់នោះទេក៏ដោយសារតែគ្រប់គ្នាដូចជាព្រះបត្រានៃឋានសួគ៌នឹងគឺមានយានជំនិះដែលរត់បានលឿនចំណែកហានសិនរត់ជើងទទេរត់មិនទាន់ទោះបីជាចង់ប្រើប្រាស់ឈុតចម្បាំងបិសាចក៏មិនអាចប្រើបានដែរខ្លាចគេដឹងអំពីអត្តសញ្ញាណខ្លួនឯងអញ្ចឹងក៏សំណាងល្អផងដែរក៏ដោយសារតាឈិនសៀននៅពេលនឹងក៏បានជិះខ្លារបស់នាងមកនឹងបានហៅហានសិនជិះទៅជាមួយនឹងគ្នាដូច្នេះហានសិនក៏បានហក់ឡើងជិះទៅពីលើខ្លានឹងអងចកេះចាយនឹងពីក្រោយឡើងជាប់តែម្ដងហើយមើលទៅកាន់ហានសិនយើងទៅមកកំហម្លងលុយសរសើរក្នុងចិត្តថាចកេះចាយនេះហើយដូចក៏ល្បិតល្បន់ម្លេះចាយនឹងក៏បានប្រាប់ទៅកាន់ហានសិនខ្ញុំបានដឹងថាលោកកំពុងតែគិតអំពីអ្វីយកដាជាលឿនទៅហើយលើកមកក៏ដោយសារតែខ្ញុំបានឃើញអំពីចំណេញបាញ់ព្រួយលោកថាក៏ពិតជាល្អហើយមានប្រយោជន៍សម្រាប់ខ្ញុំហានសិនក៏បានដឹងផងដែរបន្ទាប់មកក៏មកដល់ជើងភ្នំថ្មមួយដែលសត្វនាគនឹងក៏បាននៅលើកំពូលភ្នំហើយភ្នំមួយនេះវាក៏ពិតជាខ្ពស់ហើយនឹងចោតបើសិនជាឡើងទៅប្រកាសជាមានគ្រោះថ្នាក់គ្រប់ពេលវេលាចំណែកបើត្រានៅឋានសួគ៌វិញបានឃើញហានសិននៅពេលក្រោយអបចកេះឈិនសៀនហើយអប៉ែនឹងគឺបើជាមុំម៉ៅក្នុងចិត្តចៃម៉ាន់លីក៏បានប្រាប់រឿងរ៉ាវដែលបានកើតឡើងទាំងអស់ឲ្យទៅកាន់ឈិនសៀនបានដឹងឲ្យឈិនសៀននឹងរកវិធីសាស្ត្រគ្រប់យ៉ាងដើម្បីសម្លាប់សត្វនាគនោះអញ្ចឹងព្រះបត្រានៅឋានសួគ៌បានបញ្ចេញមកតែថាពួកយើងគួរទៅរកមនុស្សពីរនាក់ដើម្បីនឹងឡើងលើភ្នំនោះដើម្បីដេញសត្វនោះចុះមកខាងក្រោមហើយយើងនៅទីនេះដើម្បីនឹងរងចាំសម្លាប់សត្វនាគប៉ុន្តែមើលទៅគ្មានណាគេស្ម័គ្រចិត្តឡើយដោយសារតែភ្នំមួយនេះមានប្រាប់ចឹងថាវាចោតហើយចឹងបលាំងឬគ្រោះថ្នាក់អាចនឹងបាត់បង់ជីវិតស្រួលឯងតន់ឡើងដល់កំពូលភ្នំហងត្រូវបានស្លាប់បាត់បង់ជីវិតមុននេះអញ្ចឹងព្រះបត្រានៅឋានសួគ៌នឹងបាននិយាយទីទៅមកដល់ចំណុចនេះហើយទៅចង់បោះបង់ចោលមែននិយាយចឹងតែមិនឡើងខ្លួនឯងទៅសួរតែការទាំងអស់គ្នាតែមាននរណាហ៊ានឡើងទៀតអស់ខ្ញុំនឹងឲ្យប្រាក់រង្វាន់បន្ថែមទៀតមិនត្រឹមតែប៉ុណ្្នឹងនោះទេចាយសាច់អ្នកនឹងឲ្យអាំងស៊ីម្នាក់ពីរបេះដូងទៀតផងចឹងពួកគេលឺហើយក៏ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងបើសិនជាពួកគេអាចស៊ីសត្វឈាមដតេវិភាពបានប្រកបជារីចម្រើនយ៉ាងខ្លាំងហើយជាពិសេសគឺជាខ្សែនឹងមកចំណែកហានសិនក៏បានកាត់ខឹងផងដែរក៏ដោយសារតែពួកអស់នេះប្រើប្រាស់ផលប្រយោជន៍តិចតួចដើម្បីនឹងទាក់ទាញចិត្តដតីឲ្យទៅបោះបង់ជីវិតចោលដើម្បីខ្លួនហានសិនចង់ទៅចាត់ការអប៉ែនឹងចោលទេប៉ុន្តែទាន់ដល់ពេលប៉ុន្តែឈៀនសៀននឹងក៏មិនកំសាកមកងាប់ដូចជាអប៉ែព្រះបត្រានៅឋានសួគ៌នឹងដែរនឹងក៏ស្ម័គ្រចិត្តដឹកនាំនរណាក៏ដោយដែលចង់បានសាច់សត្វនឹងស៊ីហើយនឹងឡើងទៅជាមួយនឹងគ្នាបើទោះបីជាបត្រានៅឋានសួគ៌ហាមឃាត់ប៉ុន្តែឈៀនសៀនក៏បានប្រាប់ទៅវិញទៅថានឹងមិនចូលចិត្តការរងចាំឡើយអញ្ចឹងអប៉ែក៏បានរុញហានសិនទៅជាមួយនឹងឈៀនសៀនការពារទៅហានសិនហើយតែអញ្ចឹងកាន់តែមួម៉ៅជាមុននេះបន្ទាប់មកយើងក៏បានឃើញជាមួយនឹងពួកគេបានទាញវល់មួយឡើងលើភ្នំនឹងចំណែកហានសិនគឺឡើងពីក្រោមឈិនសៀនមើលទៅការហានសិននៅពេលនេះទៅជាតិមែនទែនសម្លឹងមើលកូនស្រីគេពីក្រោមមកលើបន្តិចក្រោយមកពួកគេក៏បានឡើងដល់លើភ្នំសត្វនាគនឹងក៏បានក្រហើមយ៉ាងខ្លាំងក៏ដូចជាបានខាំស៊ីពួកគេផងដែរប៉ុន្តែពួកគេគ្រាន់តែក្លាហានឈិនសៀនក៏បានប្រាប់ពួកគេត្រូវតែមានការប្រុងប្រយ័ត្នរកឱកាសជាបន្ទាល់ឲ្យបាញ់វាទៅអញ្ចឹងពួកនឹងក៏បានលាក់ខ្លួនត្រៀមបាញ់អ្នកក្រែកមួយនឹងក៏បានហោះចាក់ចេញពីទីនឹងទៀតទេហានសិនក៏បានត្រៀមផងដោយឲ្យបានគិតថានេះគឺជាឱកាសល្អហើយរំពេចនឹងក៏មានមនុស្សម្នាក់មកពីក្រោយហើយនៅក៏ជាព្រះបត្រានៅឋានសួគ៌បញ្ចេញនូវសត្វរបស់គេជិះមកជាប់នៅពេញលើហានសិនមិនមែនតែចេតនាតែគឺចេតនាតែម្ដងហើយហានសិនបន្ទាប់ពីអញ្ចឹងទៅក៏បានធ្លាក់ចុះមកក្រោមវិញលាក់បណ្ដាលនិយាយបណ្ដាលថាហ៊ានប្រើប្រាស់ល្បិចថោកទាបផងក៏សំណាង
ល្អផងដែរដោយសារតែ Hansen នៅពេលនឹងក៏បានចាប់ជាប់ជាមួយនឹងខ្សែពួរមួយបើគុំតែគាត់មានរាងកាយរឹងមាំទេប្រកាសជាត្រូវធ្លាក់បាត់បង់ជីវិតឯងដូច្នេះគាត់ក៏បានខិតខំព្យាយាមដើម្បីនឹងតោងឡើងលើភ្នំវិញហើយក៏មិនចង់បាត់បង់ជីវិតដែរនៅពេលនេះកន្លែងខ្វល់ដែរគាត់ទាំងប្លន់យកអាផ្សាត់ឈាមទៅភាពនឹងឲ្យបានទៀត Hansen បានពួរនឹងក្រោយថ្មមួយស្របពេលដែលឈានសៀនបានប្រើរាងកាយទៅជាសត្វតើព្រះបត្រែឋានសួគ៌បានប្រើរាងកាយទៅជាគីងកុងបន្តប្រយុទ្ធទប់ទល់ជាមួយនឹងសត្វអ្នកកេរឈាមរទេវភាពអញ្ចឹងក៏បានវាយវាឡើងប៉ើងហើយក៏បានប្រើទៅជារាងកាយមនុស្សវិញហើយទៅចាក់វាប៉ុន្តែមើលទៅវាក៏បានប្រើប្រាស់កម្លាំងទៅពេញមួយទំហឹងរុញអ្នកទាំងពីរឲ្យធ្លាក់ចុះមកក្រោមវិញឈិនសៀនបានតង្កេតទៅនឹងថ្មមួយ Hansen ក៏ពិតជាមានការបារម្ភមិនត្រឹមតែប៉ុណ្ណឹងនោះទេ Hansen ក៏បានដឹងអំពីគោលដៅបន្តរបស់អ្នកមួយនឹងធ្វើវាគឺចង់ហោះទៅច្រាំងថ្មម្ខាងទៀតដូច្នេះ Hansen ក៏បានទៅតាមអ្នកបានគិតថាបើសិនជាឲ្យវាហោះរួចប្រកាសจะឡើងមានឱកាសទៀតទេហើយស្របពេលនេះគឺជាការល្អផងដែរក្នុងពេលនឹងព្រះបត្រានៃឋានសួគ៌នឹងក៏បានហោះមកតាមក៏ដូចជាបាញ់ទៅមួយគ្រាប់ព្រួយគេពោពេញទៅដោយធម្មពលបាញ់ចិត្តទៅដល់ Hansen ឃើញអញ្ចឹងក៏បានបង្អង់យូរដែរក៏បានបាញ់ទៅដោយគ្នាមើលទៅកាន់កម្លាំងព្រួយ Hansen ទៅគឺខ្លាំងជាងព្រះបត្រានៃឋានសួគ៌ទៀតព្រួយ Hansen ក៏បានបាញ់ទៅចំកញ្ចឹងកពីក្រោយរបស់នាគឈាមរទេវភាពមួយនឹងបដាវាស្រ័យយកក្តីឈឺចាប់ហើយក៏បានធ្លាក់ចុះក្រោមក៏មានន័យថា Hansen គឺបានសម្លាប់សត្វហ្នឹងហើយក៏ទទួលបានព្រលឹងសត្វហ្នឹងក៏និយាយបានថានរណាសម្លាប់ទៅនោះគឺជាអ្នកទទួលបានព្រលឹងសត្វហ្នឹងជាក់ស្ដែង Hansen ក៏ទទួលអារម្មណ៍ដឹងថាខ្លួនឯងបានព្រលឹងសត្វមួយទៀតពួកកូនចៅនឹងបានឃើញហើយក៏ពិតជាមិនពេញចិត្តនោះទេ Hansen នេះក៏ពិតជាឆោឱកាសយកពិតមែនដល់ឡែកព្រះបត្រានៃឋានសួគ៌នេះវិញក៏ពិតជាខឹងយកតែមែនតែនស្របពេលដែលឈិនសៀនបានងើបមកវិញបត្រានៃឋានសួគ៌ក៏បានទៅកបិចក Hansen សួររកព្រលឹងសត្វចំណែក Hansen ក៏បានកុហកទៅវិញហើយខ្ញុំក៏ពិតជាចង់បានព្រលឹងសត្វនឹងដែរប៉ុន្តែសំណាងខ្ញុំមិនល្អនោះទេខ្ញុំអត់បានទទួលបានអ្វីតទៅសោះសាច់រឿងក៏អត់សាញញ៉ាំកន្លែងនឹងច្រើនដែរក៏បានកាសទៅដល់ខាងនេះវិញយើងក៏បានឃើញជាមួយនឹងឈិនសៀនហៅ Hansen ទៅជួបឲ្យ Hansen យ៉ាងពីការពិតដែលបានកើតឡើងនៅភ្នំនោះមកតើលោកពិតជាទទួលបានព្រលឹងសត្វឈាមរទេវភាពនោះមែនបើសិនជាទទួលបានធ្វើវាមានតម្លៃតិចទៅ Hansen ក្តោបមុខហើយបានប្រាប់ថាខ្ញុំប្រាប់ប៉ុន្មានដងតែខ្ញុំបានទទួលបានវាទេនៅពេលនៅក្នុងចិត្តខ្ញុំគិតតែចង់រកប្រាក់ប៉ុណ្ណោះដូច្នេះខ្ញុំក៏បានបាញ់ព្រួញចេញទៅតែទៅពីហើយជាចំដែរឈិនសៀនហេតុតែសម្ដីកុហករបស់ Hansen វាជ្រៅជ្រះពេកនាងក៏បានគិតថាមើលទៅគាត់និយាយគឺជាការពិតទេគាត់អំពីហេតុផលមួយចំនួនទៅថាព្រលឹងសត្វឈាមរទេវភាពមិនអាចទទួលបានងាយៗឡើយចឹងក៏បានប្រាប់ឲ្យ Hansen បំភ្លេចវាចោលទៅហើយក៏អត់និយាយរឿងនេះជាលើកទី2ដែរប៉ុន្តែនាងបានព្រមានទៅកាន់ Hansen ក៏មកទៅណាផ្ដេសផ្ដាសអីបានម្ដងឆ្នោតទេព្រះបត្រានៃឋានសួគ៌នឹងសម្រាប់លោកចោលបើសិនជាលោកដើរទៅពីហើយក៏បន្តថានាងបានប្រាប់ណា Hansen បានដឹងហើយបានអរគុណទៅលើនាងនឹងបានគិតថាបើសិនជាថ្ងៃនោះឈិនសៀនមិនបានបញ្ឈប់នោះទេនៅឃើញទៅដល់ថ្ងៃនោះបត្រានៃឋានសួគ៌ក៏បានដាក់ Hansen ម្ដាយនឹងបាននិយាយថាតើអញចង់លេងសើចជាមួយនឹងខ្ញុំមែនហើយខ្ញុំក៏មិនចង់ខ្ជះខ្ជាយពេលវេលាជាមួយនឹងឯងដែរចឹងត្រូវបានឈិនសៀនមកពាំងមកហាមឃាត់និងប្រាប់ថានេះគឺជាមនុស្សរបស់ខ្ញុំហេតុអីលោកប៉ះពាល់មនុស្សខ្ញុំចឹងហេតុមានសូមបញ្ចប់រឿងនឹងត្រឹមតែប៉ុណ្ណឹងសិនហើយក៏ជាភាគទី21ភាគទី22រឿងនេះភាគច្បាស់អត់មានកុហកហើយក៏មិនមានដាក់ភាគខ្លួនឯងដែរគឺភាគពិតប្រាកដគេ10ភាគប៉ុណ្ណឹងមែនដូចជារឿងនោះទេចឹងបាយបាយ